ផ្លាស់រឿងភាគទី42មកហ្នឹងយើងក៏បានឃើញថា Gon ក៏ដូចជា Killua ឥឡូវហ្នឹងគឺពួកគេធ្វើបេសកកម្មជាច្រើនក៏ដូចជាទទួលបានការជាច្រើនផងដែរហើយយើងក៏ឡែកមកមើលក្រុមរបស់អសពពណ៌លឿងនេះវិញគេក៏បានជួបជាមួយនឹង Era ផងដែរហើយពួកគេទាំងពីរនាក់ជួបគ្នាហ្នឹងគឺមានការដោះដូរគ្នារវាងការរបស់ពួកគេទាំងពីរនាក់អីចឹងទៅមួយការដោះដូរយក3កាតដោយសារតែមួយការហ្នឹងគឺវាមានតម្លៃអញ្ចឹងណានៅពេលដោះដូរហើយ Era រៀបដើរចេញអាហ្នឹងអសពពណ៌លឿងបានថាអេអត់ទាន់ចប់ទេគួរតែលេងហ្គេមអីមួយអីហើយនៅពេលហ្នឹងគ្នារបស់ Era បានថាចង់ប្រើល្បិចអីទៀតហើយចង់មានរឿងចង់មានបញ្ហាមែនហើយនៅពេលហ្នឹងយើងក៏បានឃើញកូនចៅរបស់អសពពណ៌លឿងនេះវាកំពុងតែកើបនៅក្រោយគ្នារបស់ Era ផងដែរចឹងបានថាចុយបងនេះលេងល្បិចនេះឃើញគ្នារបស់គេឈរក្រោយតាហើយមានអាពីរនេះមកពីណាទៀតហើយនៅពេលហ្នឹងយើងក៏បានឃើញថាគ្នារបស់អសពពណ៌លឿងពេលមានឱកាសល្អហ្នឹងគឺពួកគេទាំងពីរនាក់ក៏បានរត់ចូលទៅពីក្រោយតែម្ដងដោយសារតែអសពពណ៌លឿងកំពុងតែនិយាយទិញពេលលេងអញ្ចឹងណាហើយនៅពេលដែលគ្នាអសពពណ៌លឿងរត់ចូលហ្នឹងតម្រាំតែគ្នារបស់ Era ហ្នឹងគឺហួសពេលហើយគ្នារបស់អសពពណ៌លឿងក៏បានប្រើសមត្ថភាពកាតមួយដើម្បីលួចយកកាតរបស់គ្នារបស់ Era នឹងឯងហើយក៏បានលួចយកកាតរបស់ Era ក៏ដូចជាគ្នារបស់គេក៏ដូចជាអាកាតទឹមដោះដូរមិនហ្នឹងទឹមដោះដូរមិនទាន់បានផងកាន់មិនទាន់នឹងអីផងគេលួចយកទៅបាត់ហើយគេ teleport ចាក់ចេញទៅបាត់អីអញ្ចឹងទៅដល់កហ្មងយកមកដោះដូរគេលួចតែអាកាតមានហើយលួចអាកាតដោះដូរទៀតហើយនៅពេលហ្នឹងយើងក៏បានឃើញ Era គឺគេមើលចិត្តខ្លាំងមែនតែម្ដងហើយការរបស់គេក៏ដូចជាការគ្នារបស់គេហ្នឹងគឺបាត់ខ្ទេចអស់ហើយអាការសំខាន់ដែលមានតម្លៃហើយនៅពេលហ្នឹងយើងក៏បានឃើញថា Era ក៏ងាកក្រោយអាពីរនេះឯងអេមែនទេខ្ញុំមិនគ្នាវាទេវាកែមុខមាត់ខ្ញុំឲ្យដូចគ្នាវាតែមិនមែនខ្ញុំទេអាពីរហ្នឹងតែប៉ុន្តែគេយកមកបន្លំខ្លួនសោះហើយនៅពេលហ្នឹង Era ក៏អត់បានដេញដោលអីដែរបន្ទាប់មកគេក៏បាញ់ថាពួកគេតែរកកាតព្រោះថាកាតរបស់ក្រុមអសពពណ៌លឿងចិត្តគ្រប់អីចឹងទៅគឺពួកគេអាចបញ្ចប់ហ្គេមបានលឿនអីចឹងណាចឹងទៅពួកគេតែរៀងអសពពណ៌លឿងនឹងឯងហើយបន្ទាប់មកពួកគេក៏បានតែផតតាណៃបាត់ចឹងទៅរីឯក្រុមអសពពណ៌លឿងនេះវិញយើងក៏បានឃើញថាពួកគេទាំងអស់គ្នានឹងគឺសប្បាយចិត្តខ្លាំងមែនតើលួចបានតែអាកាសដើមហើយលួចបានតែអាកាសដែលមានតម្លៃរបស់ក្រុម Era ទៀតទៅពួកគេក៏បានថាឥឡូវហ្នឹងគឺពួកគេខ្វះតែប្រមាណការ4-5ការទៀតទេគឺពួកគេអាចបញ្ចប់ហ្គេមហើយរីឯក្រុមរបស់ Gon ក៏ដូចជា Killua ហើយនិង Bisky នេះវិញគឺពួកគេទាំង2ទាំង3នាក់កំពុងតែដើរបន្តដំណើរទៅមុខដើម្បីស្វែងរកការបន្តទៀតហើយនៅពេលហ្នឹង Killua ក៏បានគិតថាចំបើសិនជាពួកគេជួយអ្នកដែលចង់ចេញពីហ្គេមហ្នឹងឲ្យចេញពីហ្គេមបន្ទាប់មកយកកាតដែលមានតម្លៃរបស់ពួកគេដោះដូរគ្នាអញ្ចឹងប្រហែលជាអាចទៅរួចហើយប្រហែលជាបានការល្អអញ្ចឹងណាតែក៏មិនថាគេមិនព្រមឲ្យប៉ុន្តែដល់សាកមើលសិនព្រោះថាអ្នកដែលចង់ចេញពីហ្គេមយកកាតទៅមានតម្លៃអីអញ្ចឹងឲ្យមកកាន់ពួកគេមកគឺពួកគេនឹងជួយរកកាតដែលធ្វើឲ្យពួកអ្នកដែលចង់ចេញពីហ្គេមហ្នឹងគឺអាចចេញពីហ្គេមដើម្បីទៅពិភពពិតបានអញ្ចឹងណានិយាយទៅគឺគេលូឆ្លាតខ្លាំងមែនទែនគ្រូក្បាល business យកហ្មងហើយនៅពេលហ្នឹងពួកគេទាំង3នាក់ក៏បានមកដល់ទីក្រុង Masadora នេះចង់ចេញពីហ្គេមបងចង់ចេញពីហ្គេមខ្ញុំជួយបានប៉ុន្តែកាតបងឯងមានម៉ាល្អឲ្យមកកាន់ខ្ញុំណាហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានទៅបញ្ចុះបញ្ចូលគេច្រើនអ្នកខ្លាំងមែនទែនហើយពួកគេក៏បានកាតសំខាន់ជាច្រើនផងដែរហើយអ្នកដែលចង់ចេញពីហ្គេមហ្នឹងក៏ក្រុមរបស់គេហ្នឹងគឺអាចជួយឲ្យចេញពីហ្គេមបានដូចគ្នារីឯ Killua ក៏ដូចជាគ្នារបស់គេក៏បានសប្បាយចិត្តផងដែរនឹងបានមកអង្គុយញ៉ាំអីជប់លៀង party ជុំគ្នាអញ្ចឹងណាគេបានកាតល្អគេច្រើនណោះអែមសែមរបស់គេហើយនៅពូឯងនេះចង់យកកាតខ្លាំងហ្នឹងអានេះកាតខ្លាំងពូយកមកវិញកាតទៅប្រកាសចង់កេងបន្លំផងហើយយើងក៏បានឃើញថាអូយសុំទោសផងមិននឹងច្រឡំឲ្យកាតខ្លាំងKillua ក៏ឃើញអញ្ចឹងចំយ៉ានេះខ្សែកអូននេះអែមនេះដឹងការពិតការពិតទៀតអែមកាប់សេរីហើយណាគេចង់បោក Gon នេះគឺបោកមិនបានទេដែល Gon គឺមានខ្សែកមួយដែលគេបានយកទៅដោះដូរនៅកន្លែងហាងហ្នឹងគឺអាចប្រាប់ថាខ្សែកហ្នឹងពិតឬមិនពិតហើយបន្ទាប់មកពួកគេក៏បានមកកន្លែងភូមិដែលជាភូមិមេចៅដែលពួកគេបានឧបត្ថម្ភសម្លៀកបំពាក់កាលពីអេពីសូតមុនហើយនៅពេលហ្នឹងលោកតាម្ចាស់មេចៅមេភូមិហ្នឹងក៏គាត់បានយកព្រមបកលការឲ្យទៅកាន់ Gon និង Killua ផងដែរទៅជាការសំខាន់អីចឹងណាហើយ Gon និង Killua នៅពេលដែលទទួលបានការនេះគឺគេសប្បាយចិត្តខ្លាំងមែនតែម្ដងយេបានការហើយយើងក៏បានឃើញថាការហ្នឹងគឺវាអែមខ្លាំងមែនតែកម្រិត level របស់វាគឺ level C បន្ទាប់មកគេក៏បានអញ្ជើញដូចគ្នាហើយអញ្ជើញហ្នឹងក៏អាចបំលែងទៅជាកាតបានផងដែរដែលធ្វើឲ្យ Gon គឺគេសប្បាយចិត្តយកតែមែនតែនហ្មងអាកូនហ្នឹងប៉ិនសប្បាយចិត្តណាអត់សប្បាយចិត្តតែខ្ញុំទេនេះហើយអញ្ជើញហ្នឹងគឺអាចបំលែងទៅជាកាតហើយកម្រិតរបស់វាគឺកម្រិត A ទៀតឡើងកប់សេរីរីពេលហ្នឹងគេក៏បានទទួលព័ត៌មានពីអ្នកដែលគេបានតាក់ទងមុនហ្នឹងគឺក្រុមដែលបានលួចកាតប្លន់កាត Gon និង Killua គឺពួកគេតាក់ទងមកម្ដងទៀតហើយគឺពួកគេមានរឿងត្រូវនិយាយគ្នាហើយយើងក៏បានឃើញថាក្រុមរបស់ពួកគេមានប្រមាណក្រុមហ្នឹងក៏បានមកជុំគ្នាផងដែរហើយក្រុមរបស់គេហ្នឹងគឺមានទូនាទីក៏ដូចជាមានគោលគំនិតគោលដៅតែមួយទេគឺរារាំងក្រុមអសពពណ៌លឿងកុំឲ្យវាបញ្ចប់ហ្គេមបានក៏ដូចជាដាវយកការរបស់អ្នកដទៃបាននឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានពិភាក្សាគ្នាផងដែរថាអសពពណ៌លឿងគឺវាមានអំណាចបែបម៉េចក៏វាមានឥទ្ធិពលបែបម៉េចអីចឹងទៅដែលក្រុមរបស់ Killua ហ្នឹងគឺប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដែលគេអត់បានដឹងអីចឹងណាហើយនៅពេលដែលនិយាយហ្នឹងយើងក៏បានឃើញពួកគេទាំងពីរនាក់ក្មេងៗស្រីអូនខ្ជូនេះក៏បានប៉ះពាល់ពីសម្ដីជាមួយនឹង Killua ខុសឆ្លោះគ្នាខំគ្នាបន្តិចបន្តួចផងដែរអត់ដឹងមិននេះស្គាល់គ្នាភ្លាមនិយាយចូលគ្នាភ្លាមតាមហ្មងពីរនាក់នេះរាប់អានគ្នាអត់ហើយយើងក៏បានឃើញថាពួកគេក៏ខំប្រឹងហាមឃាត់ Killua នឹងក្មេងស្រីមួយហ្នឹងផងដែរប៉ុន្តែពួកគេទាំងពីរនាក់គឺនៅតែឆ្លោះគ្នាទេអត់ចង់សហការជាមួយនឹងគ្នាឡើយរីឯ Killua ក៏ដោយក៏គេអត់ចង់សហការជាមួយនឹងក្មេងស្រីម្នាក់ហ្នឹងដូចគ្នានឹងសហការគ្នាស្អីទេតោះនឹងឆ្លោះគ្នាបាត់ហើយបន្ទាប់មកយើងក៏បានឃើញ Gon ក៏គេបានធ្វើសន្ទរកថាម្ដងហើយនៅពេលដែល Gon និយាយហ្នឹងគឺម្នាក់ស្ដាប់ហ្មងដែល Gon បានថាគឺពួកគេតែរកកាតណាដែលក្រុមអសពពណ៌លឿងត្រូវការហ្នឹងគឺឲ្យបានមុនក្រុមអសពពណ៌លឿងព្រោះថាបើសិនជាពួកគេបានកាតមុនក្រុមអសពពណ៌លឿងអត់បានកាតហ្នឹងទេអញ្ចឹងទៅភារកិច្ចរបស់ពួកគេត្រូវតែរកកាតមុនអសពពណ៌លឿងរកបានហើយពួកគេក៏បានធ្វើការ teleport មកដល់កន្លែងណាមួយមិនដឹងទេយើងក៏បានឃើញ
ពួកគេមកកាន់ទីក្រុងមួយដែលមានឈ្មោះថាសូហ្វ្រាប៊ីហ្នឹងអានទៅនេះអាសូហ្វ្រាប៊ីហ្នឹងទីក្រុងគេស្អាតខ្លាំងមែនតើពួកគេក៏បានដើរលេងដើរលេងស្អីគេហីចញាប់ទៅមុខបន្តទៀតមកដើរលេងឯណាខោកក្បាលម្នាក់មួយឡើយហើយយើងក៏បានឃើញពួកគេក៏បានមកជួបជាមួយនារីម្នាក់ដោយនាងហ្នឹងគឺមានកាតដែលអសក់ពលលឹងត្រូវការប៉ុន្តែនាងបានថាបើសិនជាចង់បានកាតហ្នឹងនាងអាចឲ្យបានលុះត្រាតែក្រុមរបស់ពួកគេនេះគឺអាចបន្ទិញក្រុមចៅសមុទ្រហ្នឹងគឺចេញពីទីក្រុងរបស់ពួកគេក្រុមចៅសមុទ្រដឹងមកពីណានោះទេបើសិនជាអាចបន្ទិញក្រុមចៅសមុទ្រហ្នឹងបានគឺនាងនឹងយកព្រមបកគោលការណ៍ហ្នឹងឲ្យទៅកាន់ក្រុមរបស់ពួកគេហ្នឹងឯងបន្ទាប់មកពួកគេក៏បានពិភាក្សាគ្នាគឺអត់មានវិធីអីទេមានតែទៅជួបជាមួយនឹងក្រុមចៅសមុទ្រហ្នឹងក៏ដូចជាដេញពួកអាហ្នឹងចេញសាមដល់ក៏ទៅដេញគេចេញនិយាយមកឡើងធូរអត់តនឹងគេខ្លាំងឬក៏អត់ទេណាហើយនៅពេលហ្នឹងពួកគេក៏បានបើកទ្វារចូលមកកន្លែងក្រុមចៅហ្នឹងតែម្ដងហើយពួកក្រុមចៅហ្នឹងអញហើយពួកឯងមកពីណាហើយមករកអីគេពួកអូនយើងក៏បានឃើញថាពួកគេទាំងពីរក្រុមហ្នឹងក៏បានតមុខគ្នាតែម្ដងតមុខតទល់គ្នាទល់មុខគ្នាអញ្ចឹងណាក្រុមរបស់ Gon Kilo ក៏ដូចជាក្រុមចៅសមុទ្រផងដែរហើយនៅពេលហ្នឹងគ្នារបស់ Gon ក៏គេបាននិយាយថាពួកឯងឆាប់ចេញនិយាយទៅមកដេញក្រុមចៅសមុទ្រចេញនិយាយស្រស់ៗមកធ្វើក្រុមចៅសមុទ្រវាហួសសណើខ្លាំងមែនតែម្ដងហើយមួយមេធំវាបានថាបើសិនជាចង់ដេញវាជួបមេរបស់វាសិនទៅហើយបើចង់ជួបមេរបស់វាលុះត្រាតែឆ្លងកាត់វាក៏ដូចជាយកឈ្នះវាសិនហើយនៅពេលហ្នឹងវាក៏បានបោះស្អីគេមួយយ៉ាងឯងដែលធ្វើឲ្យឆេះជុំវិញខ្លួនរបស់គេដបស្រាំមួយដៃកេះហ្នឹងហើយនិយាយអត់ចង់ចេញចង់ផ្លិចវាក៏បាននិយាយថាបើសិនណាគេអាចរុញវាចេញពីអាំវងហ្នឹងនិយាយទៅដូចលេងល្បែងស៊ូម៉ូអញ្ចឹងគឺអ្នកហ្នឹងនឹងឈ្នះហើយក៏មានគ្នារបស់ក្រុមក្រោយម្នាក់ក៏បានដើរចេញមកផងដែរសាច់ដុំរៀងធំគួរសមដែរអញ្ចឹងណាអូបញ្ចេញកម្លាំងមកឡើងលយហ្មងគីឡូបានថាអាប៉ែនេះកម្លាំងខ្លាំងតែបើទៅប្រកួតជាមួយអាប៉ែមៀតធំមិញគឺដឹងអត់ឈ្នះគេហើយមែនទេហត់ទៅអោបគេអោបវិញមកដល់ថាអត់ឈ្នះមែនអាប៉ែហ្នឹងស្រែកញែកសាំដកវាបានថាដោះលែងវាវិញមកមែនទេអាប៉ែមៀតធំក៏បានចាប់យកជើងមួយហ្នឹងប៉ះមួយភ្លើងឆេះស្រែកអញញែកពេញនឹងសុំចុះចាញ់អញ្ចឹងណាមកជើងម៉ាំងរបស់ក្រនគេសុំចុះចាញ់មិនប្រឡែងអាយ៉ាអាកូនតូចនេះមកពីណាឆ្លើយហ៊ានតតកណ្ដាលមុខបងតែតតឈឺនឹងតម្ដងទៀតមកក៏បាញ់ថាគឺគេសុំចុះចាញ់អត់ប្រឡែងចង់សម្លាប់គេមែនអាប៉ែនេះមៀតធំហើយគ្រូអត់ធំសោះអាប៉ែមៀតធំបានថាក្រនហ្នឹងគឺបានមកតតគេបានថាប្រយុទ្ធមួយគេឯងប៉ុន្តែឥឡូវក្រនហ្នឹងគឺនៅក្រៅសៃវៀនក្រៅវ៉ាំវងបានថាក្រនគឺអ្នកចាញ់អាណាលេងចឹងទេមិញហ្នឹងក៏ជួយណាអត់តន់គិតទេសុំម្ដងទៀតមកអីប៉ុន្តែអាប៉ែមៀតធំក៏អត់ព្រមមកទេអើយសាំដកហ្មងគីឡូចូលមកបានថាមិនទេអាប៉ែមៀតធំហ្នឹងចាំមើលគឺគេនឹងចាត់ការអុយមិនប្រើសមត្ថភាពពិសេសទេធម្មតាទៅគ្រាន់តែលើសម្ដីឆ្លោះរបស់គីឡូអាប៉ែមៀតធំបានថាចំពួកក្មេងៗនេះនិយាយលយមិនចូលមកគីឡូបានថាគឺគេយកតែស្រាំម្ដងនេះទេចាំមើលគឺគេនឹងធ្វើបាបអាប៉ែមៀតធំហ្នឹងឲ្យប្រកាត់តាប់តងតែម្ដងហើយពាក្យសម្ដីរបស់គីឡូក៏មិនធម្មតាទេគេក៏បានហោះទៅឡើងលឿនចាក់ស្រាហ្នឹងពីលើក៏ដូចជាដុតមុខរបស់អាប៉ែហ្នឹងជាមួយនឹងអគ្គិសនីនៅដៃរបស់គេដែលធ្វើអាប៉ែហ្នឹងឆេះមុខប្រកាច់ពេញហ្នឹងហ្មងហើយគ្នារបស់គេនៅពេលដែលឃើញបែបហ្នឹងគឺអត់មានធ្វើអីបានទេគេពីឈរមើលហ្នឹងឯងហើយអាប៉ែហ្នឹងមកឲ្យស្រែកញែកប្រកាច់បងចាំងទល់ងាកមកបានថាអូននេះទូចទេប៉ុន្តែសមត្ថភាពខ្លាំងគួរសមប៉ុន្តែចាំបងចាត់ការអូនឯងសម្រាប់អូនឯងទៅផ្ទាល់ដៃហ្មងនៅពេលហ្នឹងយើងក៏បានឃើញគេចង់រត់ទៅសម្រាប់គីឡូប៉ុន្តែក៏ត្រូវបានមកជើរបស់គ្នារបស់គេដោយគ្នារបស់គេបានថាច្បាប់របស់ពួកគេបើចាញ់គឺចាញ់អត់មានរឹងរូសឬក៏តវ៉ាអីនោះទេហើយនៅពេលហ្នឹងយើងក៏បានឃើញគេក៏បានយល់ព្រមចាញ់ផងដែរហើយគ្នារបស់គេក៏បានថាឥឡូវហ្នឹងក្រុមរបស់គីឡូមកតាមគេមកបើសិនជាចង់ជួបជាមួយនឹងមេចៅសមុទ្រដែលជាមេរបស់គេហើយនៅពេលហ្នឹងយើងក៏បានឃើញក្រុមរបស់គីឡូក៏បានដើរតាមមួយហ្នឹងផងដែរក៏បានមកដល់កន្លែងម្យ៉ាងពួកគេគ្រាន់តែចូលមកឡើងហាមកចងងតែម្ដងដោយសារតែកន្លែងហ្នឹងដូចជាកន្លែងហាត់កីឡាអញ្ចឹងម្នាក់គឺហាត់កីឡាបាល់បោះហាត់បោះនេះបោះនោះហាត់បណ្ដាលអីចឹងណាហើយចំណែកអាកូនចៅរបស់អាមេធំក៏បានថានេះមិនគេចង់ដេញយើងចេញទេមេដេញចេញពីទីក្រុងហ្នឹងហើយអាមេធំវិញវាកំពុងតែហាត់ប្រាណសាច់ដុំធម្មតាអីចឹងណាក៏នឹងគីឡូក៏បានដឹងដែរថាប៉ែមួយនេះគឺជាមានថាពលណែនពិតជាខ្លាំងយកតែមែនតែម្ដងហើយអាប៉ែមានធំដែលងាកមកដែលជាមេគេក៏បានងាកមកហ្នឹងតាមពិតគឺជា Razor សោះគឺជាអ្នកដែលប្រើថាពលណែនដ៏ខ្លាំងហើយគេបានថាចំអាណាគេឆ្លើយមិនចង់ដេញយើងចេញពីទីក្រុងហ្នឹងហើយយើងក៏បានឃើញ Razor បានថាបើសិនជាចង់ឲ្យពួកគេចេញបានតែលុះត្រាលេងហ្គេមឈ្នះពួកគេ8ហ្គេមហើយហ្គេមហ្នឹងគឺងាយនោះទេបើសិនជាក្រុមរបស់ពួកគេចាញ់គឺពួកគេនឹងចេញតែបើក្រុមក្រនចាញ់គឺក្រុមក្រនត្រូវតែចេញពីហ្នឹងវិញហើយគ្នារបស់ក្រនក៏បានយល់ព្រមនៅក្នុងការលេងហ្គេមមួយហ្នឹងផងដែរព្រោះថាបើចាញ់អត់មានខាតអីនោះទេគ្រាន់តែដើរចេញតែប៉ុណ្្នឹងឯងហើយចំណែក Razor ក៏បានថាការលេងហ្នឹងគឺ8ហ្គេមបើសិនជាឈ្នះទាំង8ហ្គេមគឺពួកគេនឹងឈ្នះទៅកាន់ក្រុមរបស់ Razor ហ្នឹងឯងហ្គេមទី1ហ្នឹងគឺការវាយបដាល់និយាយទៅគឺ boxing តែម្ដងហើយយើងក៏បានឃើញក្រុមរបស់ Gon ម្នាក់ហ្នឹងក៏គេបានដើរចេញមកផងដែរដែលបាននិយាយថាអត់អីទេអាការវាយហ្គេមទី1វាយបដាល់ហ្នឹងទុកឲ្យគេចោះគឺគេគឺមានដងខាងវាយបដាល់លេងចឹងទៅហើយនៅពេលហ្នឹងពួកគេក៏បានឡើងទៅលើសៃវៀនតែម្ដងការម៉ាត់គ្នាក៏ចៅបានចាប់ដើមផងដែរហើយយើងក៏បានឃើញថាគ្នារបស់ Gon ដូចជាមានលបឿនលឿនខ្លាំងមែនតែម្ដងក៏បានដាក់ទៅកាន់មួយនឹងមួយដៃដោយប្រើកម្ដាប់ដៃណែនអញ្ចឹងអាមួយនឹងគេហត់ប៉ុន្តែក៏មានឈាមលបួសបន្តិចផងដែរហើយអាមួយក្រុមរបស់ Gon ក៏វាបានឈ្មោលទៅរកសត្រូវហ្នឹងគឺដាក់យកទៅកាន់កូនចៅរបស់ Razor យកហ្មងដែលធ្វើឲ្យគ្នារបស់ Gon គិតថាប្រហែលជាក្រុមរបស់ពួកគេគឺនឹងអាចឈ្នះទៅលើអាវិញ្ញាសាវាយបដាល់វាយបុកមួយហ្នឹងអីចឹងណាយើងក៏បានឃើញថាដាក់យកអាមួយនឹងបាសជើងច្រាងគ្នារបស់គេបើថាយេដឹងឈ្នះហើយព្រោះថាគ្នារបស់ Razor គឺបាសជើងច្រាងហ្នឹងតែ Gon បានថាអត់ទេអ្នកដែលចាញ់គឺជាគ្នារបស់យើងនឹងឯងគាត់ Gon និយាយចឹងហើយយើងក៏បានគឺគ្នារបស់គេក៏បានងាកមកមើលមុខ Gon តែម្ដងហើយយើងក៏បានឃើញគ្នារបស់គេលើសៃវៀនក៏បានដួលស្លាប់តេតបាត់ចឹងទៅវាទៅអញ្ចឹងវិញនេះហើយចំណែកគ្នារបស់ Razor ក៏គេបានងើបឡើងមកយ៉ាងធម្មតាគេលោកបានថាចំពោះនេះអត់មែនអាប៉ណ្ណេះប៉ុណ្ណឹងមើលមិនដឹង
ដឹងនេះតាមពិតទៅគ្នារបស់ Razer បានប្រើកំដាប់ដៃដោយ support វាយមកកាន់គ្នារបស់គេនឹងឯងដោយនៅពេលដែលគ្នារបស់គេប្រឹងប្រើកំដាប់ដៃលបឿនវាយទៅកាន់គ្នារបស់ Razer គ្នារបស់ Razer ប្រើតាមកំដាប់ដៃ teleport ទេដែលធ្វើឲ្យគ្នារបស់គេហ្នឹងគឺតែមិនស្លាប់បាត់បង់ជីវិតណាមួយដៃហ្នឹងគ្រាន់តែស្លាប់តែប៉ុណ្ណោះអើយប៉ណ្ណឹងមើលមិនទាន់ប៉ុណ្នេះអន់ណាហើយចំណែក Razer ក៏ភ្ញាក់អាចជាមួយនឹងសមត្ថភាពរបស់ Kilo ដែលអាចមើលទាន់ផងដែរកូនក្មេងនេះខ្លាំងហើយ game ទី1គឺត្រូវបានចាញ់ក្រុមរបស់ Gon គឺចាញ់ហើយចំណែក game ទី2គឺការត្រេះបាល់អញ្ចឹងទៅមិនណាគេត្រេះឈ្នះគឺនឹងឈ្នះណាគេត្រេះចាញ់គឺនឹងចាញ់ Gon បានថាគឺគេសុំចូលលេងអាការត្រេះបាល់មួយហ្នឹងគាត់នៅលឺបានហ្នឹង Kilo បានថាអេអត់ទេស្ដាប់គេគឺគេមានអ្វីចង់និយាយគ្នាពួកគេក៏បានពិភាក្សាគ្នាអញ្ចឹងទៅហើយដឹងថាការពិភាក្សាគ្នាហ្នឹងគឺបែបណាទេគាត់នៅ Gon ពេលលឺការពិភាក្សាហ្នឹងហើយធ្វើទឹកមុខឡើងជីបចប់មិនដឹងទេនេះដូចជាហួសចិត្តអីអញ្ចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញកន្លាត្រេះបាល់ហ្នឹងគឺ Bisky គឺជាអ្នកចូលលេងផងដែរ Bisky បានថាចាំមើលអូនតែមើលថាអូនហ្នឹងបកកាយតែប៉ុណ្ណាហើយយើងក៏បានឃើញអាមួយត្រេះបាល់ក៏វាបានថាណាគេត្រេះបានយូរជាងគេហើយណាគេធ្លាក់មុនគេគឺជាអ្នកចាញ់ពេលហ្នឹងគ្រាន់តែលាក់បាល់ផ្លឹបយើងក៏បានឃើញអូបានមួយអូនស្មាស្ទើរថែមបាក់ថែចាញ់ហ្មងពេលហ្នឹងយើងក៏បានឃើញគ្នារបស់ Razer ឡើងភ្ញាក់ផ្អើលចំមិនធ្វើចាញ់អញ្ចឹងហើយដល់ពេលរបស់ Kilo វិញគឺជាការលេងបោកចំបាប់អាលបែង Sumo អីចឹងណាកីឡា Sumo ហ្នឹងយើងក៏បានឃើញអាប៉ែមៀតធំក៏បានចង់សងសឹកជាមួយនឹង Kilo ដោយគេគឺជាអ្នកលេងហើយនៅពេលហ្នឹងវាក៏បានហត់ទៅរក Kilo ប៉ុន្តែ Kilo ក៏បានហក់ចេញអត់អាមួយហ្នឹងគឺចាប់ជាប់នោះទេហើយនៅពេលដែល Kilo ហក់ចេញមិនហក់ចេញធម្មតាចេញពីកន្លែងសងវាហ្នឹងតែម្ដងអាកណ្ដុំវងហ្នឹងដែលធ្វើឲ្យ Kilo គឺគេបានចាញ់ធ្វើអាប៉ែមៀតធំមួម៉ៅខ្លាំងមែនតើចំអានេះមកចាញ់ឬក៏មកប្រកួតមួយគេហ្នឹងមិនធ្វើអញ្ចឹងហើយនៅពេលហ្នឹងយើងក៏បានឃើញ Razer ក៏បានគិតថាចំពណ៌នេះមានល្បិចអីនេះឆ្លាតខំមកពួកកូននេះហើយកីឡាបន្ទាប់ហ្នឹងយើងក៏បានឃើញក្រុមរបស់ Kilo ក៏ដូចជា Gon ហ្នឹងគឺចាញ់តែម្ដងរួចពួកគេក៏បានធ្វើដំណើរចាក់ចេញពីកន្លែងរបស់ Razer ផងដែរហើយ Razer ក៏បានដឹងក្នុងចិត្តផងដែរថាពួកហ្នឹងគឺនឹងមកម្ដងទៀតជាមួយនឹងគ្នាគេផ្សេងហើយមានសមត្ថភាពខ្លាំងជាងហ្នឹងពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានមកខាងក្រៅដែលពួកគេគឺរៀប plan ម្ដងទៀតដើម្បីចូលទៅព្រោះថាចូលលើកនេះអត់មាន plan អត់មានអីចឹងពួកគេអត់អាចយកឈ្នះទៅកាន់ក្រុមរបស់ Razer ទេប៉ុន្តែឥឡូវគឺពួកគេដឹងពីច្បាប់ក៏ដូចជាល្បែងរបស់ Razer ហើយប៉ុន្តែពេលហ្នឹងគ្នារបស់គេខ្លះក៏បានចាក់ចេញដោយគេបានថាគឺពួកគេអត់ចង់ប្រកួតទេទោះបីជាប្រកួតបានកាតមកមានតែជាគោលដៅរបស់អសក់ពលលឿងដែលមកសម្លាប់ពួកគេហើយយកកាតហ្នឹងអញ្ចឹងពួកគេបានថាអត់ចង់បាយកាតហ្នឹងទេក៏បានដើរចេញហើយមកក្រុមក៏បានបែកចែកផ្លូវគ្នាអីចឹងទៅនិយាយទៅគឺបែកបាក់សាមគ្គីហ្មងអត់មានណាគេហ៊ានតស៊ូនោះទេខ្លាចនៅពេលដែលតស៊ូឲ្យបានកាតហ្នឹងដែលធ្វើឲ្យអសក់ពលលឿងតាមសម្លាប់យកកាតហ្នឹងទៀតហើយចុងក្រោយនៅសល់តែ4នាក់តែម្ដងដោយរៃនូហ្នឹងគឺគេអត់ចាក់ចេញទេនៅជាមួយនឹងក្រុម Gon Kilo ក៏ដូចជា Bisky នឹងឯងទៅពួកគេក៏បានសម្រេចចិត្តថាពួកគេត្រូវតែមានសមាជិក15នាក់ដើម្បីចូលម្ដងទៀតប៉ុន្តែអត់ដឹងថារកនៅណានោះទេគឺពួកគេឲ្យជួយរកគ្នាមកពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានបើកសភៅមើលហើយពួកគេចាប់អារម្មណ៍ទៅកាន់ឈ្មោះរបស់ Lucifer ខ្លាំងមែនតើតែគេលោកបានថាគូរ៉ាថានិយាយហើយគឺមិនមែនជា Lucifer ទេអញ្ចឹងមានតែជាសមាជិកក្រុមបឋនដែលជាគ្នារបស់ Lucifer ដើម្បីចូលមកក្នុងហ្គេមហ្នឹងអើយអត់ដឹងណាគេនេះដឹងថាណាគេនេះនៅពេលដែល Gon ជួបជាមួយនឹងម្នាក់ហ្នឹងគឺគេនឹងស្ទូហេតុអីក៏ fake ធ្វើ Lucifer ចូលមកក្នុងហ្គេមក៏បាននិយាយចឹងគេលូគាត់ទៅលឺហើយហួចចិត្តខ្លាំងមែនតើអើយឯតើណើទៅទៅសួរគេមូលហេតុអីបានចូលមកអាណាទៅប្រាប់ឯងចេះតែមានហ្មងហើយពួកគេទាំងពីរហ្នឹងក៏បានឆ្លោះគ្នានៅកន្លែងហ្នឹងអីចឹងទៅតាមដកហ្មងហើយនៅពេលដែលពួកគេឆ្លោះគ្នាហ្នឹងយើងក៏បានឃើញរៃនូក៏បានងាកមកអេពួកអាហ្នឹងតែអញ្ចឹងអត់អីទេ Bisky បានប្រាប់ទៅកាន់រៃនូអញ្ចឹងផងដែរថាកុំអោយបារម្ភពួកគេឆ្លោះគ្នាធម្មតាហើយពួកអាពីរនាក់ហ្នឹងវាឆ្លោះគ្នារហូតហ្នឹងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏សម្រេចចិត្តប្រើកាតដ៏មានតម្លៃមួយ teleport ទៅរកឈ្មោះ Lucifer ហ្នឹងតែម្ដងថា Lucifer ហ្នឹងគឺជានរណាគេហើយពួកគេក៏បាន teleport ហោះមកដល់កន្លែងមួយមើលពីក្រោយដូចស្តៀងអាណាគេមិននេះ Lucifer ឬក៏ណាគេហ្នឹងហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon នឹង Kilo បាននិយាយថាចុយដូចបែបវើយស្តៀងមិនអាមួយរកចិត្តហ្នឹងងាកអាមួយហ្នឹងមែនយើងក៏បានឃើញថាតាមពិតទៅគឺជា Hisoka ទេដែល fake ឈ្មោះរបស់ Lucifer ហ្នឹងឯងហើយ Gon គាត់នៅឃើញបែបហ្នឹងឡើងភ្ញាក់ផ្អើល Hisoka បានថាចំភ្ញៀវហើយមកហើយគេកំពុងមួយតឹងមិនទាន់ស្ទៀអីហងមើលយើងក៏បានឃើញថា Hisoka គេបានប្រើថាមពលណែរបស់គេខ្លាំងមែនតើចំណែក Gon ក៏បានប្រើថាមពលការពាររបស់គេផងដែរហើយនៅពេលដែលឃើញបែបហ្នឹង Hisoka សប្បាយចិត្តអីយ៉ាអាពីនេះចម្រើនសាហាវម៉េចប្រហែលជារកឃើញគ្រូត្រូវគ្រូខ្លាំងនេះអូយឡើងរីកចម្រើនសមត្ថភាពគួរឲ្យកត់សម្គាល់ហ្មងនិយាយទៅគឺ Hisoka ឃើញ Gon និង Kilo រីកចម្រើនសមត្ថភាពគឺគេសប្បាយចិត្តហ្មងអូយស្អីគេកងែងកងងអីធំហ្នឹងហ្នឹង Hisoka បានថាគឺលោកមែនទេគឺជាគ្រូរបស់ Gon ប្រហែលមែនទេឬក៏ជាក្មេងស្រីនេះហើយមិនហៀទាំងមាត់អីក៏ខ្លាក់ម៉េចអូយអៀនអូយអត់បានមើលអៀនអេមើលគេហើយណាគេមើលមិនបែរមុខចេញឯណាសាំដកក៏ហើយនៅពេលហ្នឹង Gon ក៏បានសួរថាតើហេតុអីបានជា Hisoka ចូលមកក្នុងហ្គេមកោះក្រែកមួយហ្នឹងហើយនៅពេលហ្នឹង Hisoka ក៏គេបាននិយាយប្រាប់ទៅកាន់ Gon ផងដែរថាគេចូលមកហ្នឹងគឺគេដើម្បីរកវិធីដោះទៅកាន់ Nen របស់ Kurapika ដែលបានដាក់ទៅលើ Lucifer អញ្ចឹងណាគឺគេចូលមកគឺដើម្បីរកវិធីដើម្បីដោះ Nen ចេញពីខ្លួនរបស់ Lucifer ហ្នឹងឯងនិយាយប្រាប់អញ្ចឹងតែម្ដងហើយចំណែក Bisky វិញកំពុងតែអើយដល់កោហើយអាម៉េចទេវៃគ្រូយាយយើងដូចបែកមែនឃើញ Hisoka ហើយមានអារម្មណ៍មែនពួកគេទាំង3នាក់ក៏បានដើរជាមួយនឹងគ្នាផងដែរច្រឡំទាំង3នាក់ទាំង5នាក់អូយ
ui chộp không khua khăm má lấy thóc á sam bisky món á hay là p đó đo con à vậy đi đâu chặt món phải đá với mơ cút còn hay khi luôn Hisoka này để tôi gọi khi luôn mẹ nó những srub mấy ơi phải sợ bỏ là cái mơ cút ơi xíu hay Hisoka các bạn vô prom châu prom chỉ muốn thằng pua kê phong đá để pua kê cứ hai Hisoka làm bay châu prom mà lỡ cứ ban kia pram này ấy chẳng được không đom nè tiệt chọn khăn mền ten món á pua kê có mẹ chết từ châu chỉ muốn thằng Ira và hai chị Ira cứ miên kia bỏ kê tiệt chẳng tới châu mỗi Ira hạ ca kia đầm bay châu lên ghẻ môi nắng cầm Sapo lớn cứ từ tua ban ca từ pua kê có ban mẹ chết teleport từ chỉ muốn thằng Ira nóไปđể pua kê thằng óc kia chụp kia nắng giờ các bạn này kênh pua kê các bạn phía xa kiaไปพอchỉ muốn thằng ca hạ ca kia châu từ lên chỉ muốn thằng ghém to tốt chỉ muốn thằng Razer phong đáy hai chấm này Ira có kê ban vô prom được kia chỉ phải sai nắng cứ kê ban ở kia bỏ kê tranh mò tiệt của thằng kia bỏ kê ban lẹt luôn xài lột hai chị enemy chỉ strike anh chẳngนะให้นะเป็นนะเยอะกับบ้านในกันคิดรู้มาไทยมนจอนั้นคือถ่ายเตะสมัติเพียบจอเดินถ่ายอีร้ายก็มีสมัติเพียบกร้อนโจกรมจมูกน้ำปูเคได้ออดสามดอกอเยอะtới cứ sóng sờ từกันอีร้าบอกว่าเป็นนักอีร้ากับบ้านกอยจ้อเอ็งให้มวยนักกอยเธอเก๋เวียตัดกูจุ้ยเป็นนักอีร้ากับเก็บมันสตุ้ยฮอตเลยอันจังนะนี่คือจีสมัติเพียบเมื่อตั้งลอยคลางเหมือนแต่มาดอนเดี๋ยวไอโชว์เดือดคาบ้านกิโลนึงก่อนหลังพยับเอาให้มันต่อมอกอีร้ากับเก็บใบท่านนี่คือจีสมัติเพียบบอกเก๋กับปูบอกเก๋ไอชอบมันกับปูปนังคือจีกำหนดตาบอกเก๋ไอคนใต้เมนเต้เอาไว้เดี๋ยวพยับเอาก่อนนึงคิดรู้กับเก็บบ้านฮอได้ฮอเหลืองนึกปูจึงอีร้าเตี้ยเยอะtới cứ lôi vô tầm men ten mónก่อนนึงคิดรู้อีร้ามันกระโดดจมไอโมดิมใบกำหนดตายแต่มาเพลนให้ฮอเลือกตีมวยบางปูจึงอันเดียนกำสิเป็นนักเยอะกับบ้านเคยก่อนคือเกฮอไอปูจึงคิดรู้เต้คือคิดรู้ฮอปูจึงไอจังเต้ไอเนเป็นนักปูเกต่างปีต่างใบนั้นกับบ้านฮอจอมาเว้นเยอะกับบ้านเคยก่อนกับเกจอเมาส์ส้มดองเตี้ยมาดองเตี้ยคือเกหนึ่งไอฮอปูจึงคิดรู้ไอจังเต้ส้มดองเตี้ยมาบอกเอ้ยส้มดองเตี้ยอัดตอนอาจจะเต้ไอเป็นนักเยอะกับบ้านเคยปูเกกับบ้านปากไก่เนี่ยปองได้ให้จำนายอีราไว้หลังโฮจัดจีมวยนึงก่อนนึงคิดรู้บ้านใหญ่แผ่นตะการอีราจอใบสมัติเพียบนั่งม้อมเจ้ากรมบอกเกบ้านอันไอ้เกแต่ตัวโยบ้านให้จำนายอีราหลังโฮจัดดอกอันกรอบแต่เตสมัติเพียบเกเลยกินมาเตวิ่งเมียเราไม่ตายฮะเป็นนักเยอะกับบ้านเคยก่อนนึงคิดรู้กับบ้านพนอกนี่มาดองตีไรปนแต่เป็นนักเยอะกับบ้านเคยนักคิดรู้คือน่าแต่เชี่ยแต่การก่อนนึงคือก่อนนั้นฮอกโบยังคิดรู้ฮอกโบเชียงไอ้จังนะตามดอกก็ให้จำนายละใบในพวกเกถ่ายเลยนั่นคือเมียนปุ่มใบนั่นเองเนี่ยอ่างลายบ้านเชิญเยอะฉันเป็นให้เป็นนักเยอะกับบ้านเคยพวกเกนั่นก็ไตรโรคสมาชิกบนไทม์ติดพองได้ต่อเลยคือพวกเกมินเคลียตาปุ่มบนเนี่ยตายบันเนาะจังเตอร์คือพวกเกต่อหอประไทม์ปุ่มบนเนี่ยเตี้ยให้แล้วนั่นคือพวกเกไอหอขบเคลียปุ่มบนเนี่ยนั่นคือก่อนตามมาประกบใกล้ตายบันเนาะหอดเอาไปโจเล่เอาเนี่ยนู่นเต้ยี่เต้คือก่อนตามประกบใกล้ดำใบดับแผมเนี่ยดำใบโจเล่งแกไม่จังนะให้เป็นนักเยอะกับบ้านเคยท่าพวกปุ่มบนเนี่ยนี่วิไพ่ดอกอยเวจะเมาตามเกจังเตอร์ดังมาเธอใส่คล้ายเนี่ยเกมที่มวยเกมใบประดาใบบงกับเตอร์บ้านจับดำพองได้นี่เราบอกอีนักกับบ้านโจมาโคตรจมูกนึงเคลียร์รอบอเรเซอร์ให้เป็นนักเยอะกับบ้านเคยพวกเกกับบ้านแผลเตะเราบอกเคลียร์เรเซอร์แต่การเคลียร์เราบอกอีราโดยเคลียร์จังพวกเกคือเมียนสังคมในโครงการชนะเชิญการประกวดจับดำพองได้เยอะกับบ้านเคลียร์เราบอกเรเซอร์กับบ้านสตูเธออย่างเลื่อนตามมาดองเด็กเกก็ท่านเปย์โจเตอร์เลื่อนคือเคลียร์เราบอกเรเซอร์เกิดไอไว้แต่การเคลียร์เราบอกอีราบ้านโนเต้เจเตอร์บ้านแต่คมนั้นให้มัดโยตามดองโดยตัวเคลียร์เราบอกเรเซอร์มันไอดอดได้ไว้กับดับได้เตะพอแต่การเคลียร์เราบอกอีราเต้ให้กับบ้านดับมันเชิงดับได้มัดโยจะหลอมดับมันเชิงดับจอดับลังจังเด็กสปาไปจังเตอร์จังไม่ให้เจอจำเนี่ยเลือกนั้นคือบ้านแต่เลิกเคลียร์เราบอกอีราก็โดยเชียร์กรมเราบอกก่อนหนึ่งไอกับสรีชนะมวยเป็นไงเย่ระบายทีปีการบอกดมได้เคลียร์เราบอกก่อนก็โดยเชียร์เคลียร์เราบอกอีราก็ชนะพองได้จังเตอร์ชนะบ้านปีแก่ไหมจำได้เกมที่ใบอาการบอกบอลนั้นก็เคลียร์เราบอกอีราก็โดยเชียร์ก่อนคือชนะเจอจำเนี่ยพองได้จังชนะบ้านใบไอ้เนื้อซอจำนวนปรามเกมบันดอเตียนให้จำได้อีราก็เกบ้านเมื่อแต่การเคลียร์บอกก่อนคอยนี้คือแทบโปเกตังประมวยเนี่ยนั่นคือสตัมเมียนสมัติเพียบปีแซงก็โดยเชียร์สมัติเพียบแนนคลางไอ้จังเตอร์ให้ไปนั่งเรเซอร์เกบ้านใหญ่แต่การเคลียร์บอกเกท่าใบเกมบนเกมเตียนนั้นคือเอาจังออโต้เตอร์ตกตามเกมจงขอยตกอ่อยเกคือชนะจัดการโยชนะแต่การกระโดดบอกโปเกนั่งเองอย่าได้เรเซอร์ชื่อแจมมองอ่ะจำในอาเปะมันนี่ไม่กับบ้านเจ๊งเมาจมอดไอ้หลงซูโม่บ้านที่คือเกจองซูโม่ต่อโต้เฉียมวยหนังคิโลนั่งเองคือเกสนับแต่การเปียเราบอกเรเซอร์ใหญ่ในเจี๊ยบันเจียนู่นเต้ให้จำในคิโลมาจังเล่งแมนหลุดเมาให้เนเปนั่นอยู่กับบ้านคืออาเปนั่นกับบ้านตายเตอร์แต่ดองเรเซอร์บ้านท่าออสนับบันเจียออสนับจะบับออดเวอร์ตามและหันประหยัดตีบนใต้อาเปมันนั่นคือวีออดคลายแต่การเรเซอร์นั่นเต้อย่าแต่ไม่ออดคลายคือออสนับแต่ดองคือเกจองต่อโต้หมวยคิโลเองจังนะให้กับบ้านใหญ่ต่อมอต่อเองจังเตอร์ถ้าเกคือจังประกวดซูโม่จีมวยคิโลไอเกประกวดเมาออดเมียนเอาจังเอาโต้นู่นเต้ให้เนเปนั่นเรเซอร์กับเกบ้านผ่าดมบาลเน้นกลุ่มจอมกระดาษมองอาเปมันได้ทัวร์ตู้ขมาสลับบัดมองชีวิตเนกไหลนั่งเองจังเตอร์มาเจอสหายครั้งเหมือนแต่มาดองให้เนเปได้เคยบ้านนั่งเยอะกับบ้านเคยเรเซอร์เกบ้านท่าบัญชีคือจีบัญชีจุบับคือจีจุบับตานใหญ่ไม้คือจังไออันนี้มาต่อไว้ไอ้นู่นเต้ให้เนเป
ពេលហ្នឹងយើងក៏បានឃើញ Razer គេបាននិយាយផងដែរថាពួកគេហ្នឹងគឺត្រូវមានគ្នា8នាក់ដើម្បីចូលលេងហ្គេមមួយហ្នឹងហើយចំណែកអា6 7នាក់ដែលតាន់ចូលមកតាមគ្នាអត់ដឹងអីនេះវិញគ្រាន់ឃើញបែបហ្នឹងគឺពួកគេចង់ចេញតែម្ដងហើយចំណែកអ៊ីណាក៏បានមើលទៅកាន់ Razer ក៏បានដឹងដែរថា Razer គឺមានថាពលណែនខ្លាំងយកតែមែនតែនហ្មងនិយាយទៅខ្លាំងហ្មងមួយហ្គេមកោះក្រាច់ហ្នឹងគឺ Razer ហ្នឹងគឺមានថាពលណែនខ្លាំងជាងគេបំផុតតែម្ដងហើយនៅពេលហ្នឹងយើងក៏បានឃើញ Razer ក៏គេបានបញ្ចេញកូនចៅរបស់គេដែលជាមនុស្សណែនដែលគេបានប្រើជាណែនបញ្ចេញមកហ្នឹងគឺមានគ្នាចំនួន8នាក់ទាំងខ្លួនគេនឹងឯងហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញគ្នារបស់គេឥឡូវហ្នឹងគឺគ្រប់8នាក់ហើយប៉ុន្តែអ្នកដែលគេបានមកប្រកបប្រគំហ្នឹងគឺពួកគេបានថាគឺពួកគេអត់នៅលេងនោះទេគឺពួកគេសុំចេញហើយអញ្ចឹងបើសិនជាពួកគេចេញគឺគ្នារបស់ Gon គឺអត់គ្រប់8នាក់នោះទេ Razer បានថាតើគ្រប់8នាក់អត់បានលេងណាអត់បានលេងស្មើនឹងចាញ់អូតូហើយនៅពេលហ្នឹង Kilo បងសុំវទៅកាន់គ្នារបស់គេដែលចូលមកប្រកបគ្រប់កិច្ចផងដែរថានៅប្រកបកិច្ចទៅអត់ឲ្យមានបញ្ហាដល់ជីវិតនោះទេប៉ុន្តែពួកអាហ្នឹងវាភ័យវាខ្លាំងពេកវាអាចនៅបានទេ Razer បានថាតើអត់គ្រប់លេអត់កើតទេណានិយាយទៅគឺត្រូវមាន8នាក់ជាដាច់ខាតតែម្ដងអត់ឲ្យលើសនោះទេហើយក៏អត់ឲ្យខ្មាស់ដែរហើយ Razer ក៏បាននិយាយបន្តដែរថាឥឡូវហ្នឹងគឺពួកគេលេងហ្គេមកោះក្រាច់មែនប៉ុន្តែនៅក្នុងជីវិតពិតគ្រាន់តែលើបែបហ្នឹងគឺគ្រាន់ភ្ញាក់ផ្អើលខ្លាំងមែនចុះនៅក្នុងជីវិតពិតមិននៅក្នុងហ្គេមទេឥឡូវហ្នឹងគឺពួកគេកំពុងតែលេងហ្គេមកោះក្រាច់មែនប៉ុន្តែគឺពួកគេកំពុងតែស្ថិតនៅកន្លែងដ៏ពិតប្រាកដមួយនៅលើកោះពិតប្រាកដមួយនៅលើពិភពលោកមួយហ្នឹងផងដែរអញ្ចឹងបានន័យថាឥឡូវហ្នឹងគឺពួកគេនៅពិភពខាងក្រៅទេគឺពិភពពិតគ្រាន់តែពួកគេកំពុងតែលេងនៅក្នុងហ្គេមរបៀបអញ្ចឹងអ្នកនេះយល់ហ្នឹងអត់បត់យល់ចាខ្ញុំធ្វើវីដេអូបញ្យល់អ្នកនរគ្នាហើយគ្រាន់តែលើបែបហ្នឹងម្នាក់ៗគឺភ្ញាក់ផ្អើលខ្លាំងមែនតើអញ្ចឹងតាស្លាប់គឺស្លាប់បាត់បង់ជីវិតណាព្រោះជាជីវិតពិតហើយ Razer ហ្នឹងក៏ជា Razer មនុស្សពិតប្រាកដដែរមិនមែនជាមនុស្សក្នុងហ្គេមនោះទេហើយកូនចៅរបស់គេទាំងប្រមាណហ្នឹងអ្នកខ្លះជាមនុស្សពិតប្រាកដអ្នកខ្លះគឺជាណែនដែល Razer បានបង្កើតឡើងហើយនៅពេលដែលនិយាយបែបហ្នឹងយើងក៏បានឃើញ Razer ក៏គេបានភ្ញាក់ផ្អើលជាមួយនឹងពួកគេផងដែរយ៉ាឆ្លាតគ្រាន់បើតែឥឡូវគួរឲ្យចាប់ផ្ដើមលេងហ្គេមរបស់ពួកគេណាហើយនៅពេលហ្នឹង Razer នៅសុកហ្នឹងក៏បញ្ចេញថាពលណែនដ៏សាហាវមួយទៀតផងដែរម្នាក់ៗគ្រាន់តែឃើញគឺពួកគេឡើងស្រឡាំងកាំងហ្មងព្រោះថាវាខ្លាំងពេកហើយគ្រាន់តែឃើញបែបហ្នឹងពួកអាអ្នកដែលចូលមកប្រកបកិច្ចទាំងប្រមាណអុកនេះរត់ចោលអស់លីងប៉ុន្តែ Rhino បានថាអត់អីទេចាំគេហ្នឹងគឺប្រើសមត្ថភាពណែនរបស់គេបង្កើតទៅជាសត្វណែនផងដែរគឺពួកគេអាចបង្កើតសត្វណែនក៏បានបង្កើតគឺជាសត្វស្វាយកូរ៉ូឡាហ្នឹងធ្វើចេញពីណែននិយាយទៅសត្វក៏បានដែរធ្វើម៉េចឲ្យតែគ្រប់8នាក់ឥឡូវហ្នឹងគឺពួកគេមានគម្រប់មានគម្រប់គឺពួកគេគ្រប់8នាក់គឺពួកគេចាប់ដើមលេងហ្គេមតែម្ដងអាហ្គេមហ្នឹងអ្នកគ្នាអត់មានអីពិបាកទេគឺដូចហ្គេមវាយបាល់អញ្ចឹងគ្រាន់តែពួកគេគឺអត់ដាក់ប្លេយល់អត់ដាក់ខ្សែស្រឡាញ់ណាគឺពួកគេប្រើដោយកម្លាំងដៃរបស់គេគប់ទៅវិញទៅមកអីអញ្ចឹងទៅអត់មានអីពិបាកនោះទេនិយាយទៅអ្នកគ្នាដែលចេះលេងបាល់ទាត់ឬក៏ធ្លាប់មើល Hack Shoe ឬក៏ចេះលេងបាល់ទះច្រឡំបាល់ទាត់ sorry អ្នកគ្នាបើអ្នកគ្នាចេះមើលបាល់ទះចេះលេងបាល់ទះចេះមើល Hack Shoe អ្នកគ្នានឹងយល់អំពីលក្ខន្តិកៈនៅក្នុងការលេងហ្គេមមួយហ្នឹងផងដែរនិយាយទៅគឺវាដូចបាល់ទះបេះយកមកបិទតែម្ដងខុសគ្នាគ្រាន់តែមួយអត់ដាក់ស្នាញ់និយាយទៅខុសគ្នាតែអត់ដាក់ស្នាញ់ទេអើយអាលក្ខន្តិកៈលេងនេះវេទនាស្ដាប់ដល់ហើយផ្សាយមួយទៀតសិនអូយតន់លេងផងយីក្រឡើងហុញផ្សាយមកគេលោឡើងហោះចិត្តតាមដល់ក៏ពេលហ្នឹងយើងក៏បានឃើញថាបាល់ក៏បានមកដល់ដៃរបស់ Rhino គឺ Rhino គឺជាអ្នកវាយបាល់មុនគេហើយ Rhino ក៏បានគប់ទៅដែលធ្វើឲ្យកូនចៅរបស់ Razer ម្នាក់ក៏បានដួលអញ្ចឹងនៅពេលដែលកូនចៅរបស់ Razer ដួលហើយបាល់ទៀតចេញបានថាកូនចៅរបស់ Razer ត្រូវចេញពីខ្សែវៀនហ្នឹងច្រឡំចេញពីខ្សែវៀនចេញពីតារាងបានន័យថាចាញ់មួយធ្លាក់បាល់មួយម្នាក់ត្រូវដកចេញមួយអញ្ចឹងពីខាងហ្នឹងអ្នកណាដែលអស់សមាជិកមុនគេគឺអ្នកហ្នឹងគឺជាអ្នកចាញ់ហ្នឹងឯងហើយ Razer ក៏បានថាយ៉ាវាយមកកាន់កូនចៅគេចាំមើលគឺគេយកបាល់គប់ទៅវិញណាពេលហ្នឹងយើងក៏បានឃើញ Rhino ក៏បានប្រើបាល់ហ្នឹងគប់ទៅកាន់ Razer តែ Razer ប្រើដៃតាមមួយជាហៀងតែប៉ុណ្ណោះដើម្បីចាប់បាល់របស់ Rhino ហើយគាត់នៅឃើញបែបហ្នឹងម្នាក់ៗគឺភ្ញាក់ផ្អើលខ្លាំងមែនទែនចំគេប្រើតែដៃមួយហៀងចាប់ហ្នឹងមិនធម្មតានេះហើយម្លេច Razer ក៏បានថាឥឡូវហ្នឹងដល់វេរបស់គេវិញហើយចាំមើលថា Rhino គឺអាចទប់ជាប់ដែរអត់គេក៏បានប្រើបាល់ណែរបស់គេតែណែរបស់គេគឺខ្លាំងយកតែមែនគេក៏បានគប់ទៅកាន់ Rhino ហើយ Rhino គាត់នៅឃើញចឹងឡើងភ័យតែម្ដង Rhino បានគិតក្នុងចិត្តថាបើសិនជាគេអត់កិច្ចបាល់ហ្នឹងទេគឺមកបាល់ហ្នឹងគឺនឹងស្លាប់បាត់បង់ជីវិតតែម្ដងតែបើកិច្ចគឺគេនឹងចាញ់ឲ្យដឹងធ្វើម៉េចនេះហើយនៅពេលហ្នឹងគេក៏បានកិច្ចមែនទេក៏បានតែផតជាមួយអាសត្វកូរ៉ូឡាណែរបស់គេហ្នឹងដែលធ្វើឲ្យសត្វណែហ្នឹងគឺបានរលាយបាត់មួយអញ្ចឹងទៅអញ្ចឹងគ្នារបស់គេគឺនៅសល់តែ7នាក់តែប៉ុណ្ណោះហើយបន្ទាប់មកយើងក៏បានឃើញនេះគេក៏បានតែផតផ្លាស់ប្ដូរទីតាំងនេះជាមួយនឹងសត្វណែហ្នឹងដែលធ្វើឲ្យគេមកនៅក្រោយខ្លួនរបស់ Razer នេះវិញហើយគេគឺពិតជាផិតភ័យខ្លាំងមែនតែនហ្មងអូយខ្លាចស្លាប់ភ័យបាទនេះ20បើកម្លាំងថាមពលរបស់គេខ្លាំងម៉ងហ្នឹងហើយចំណែក Era នេះវិញខ្លាំងដែរប៉ុន្តែមើលបាល់របស់ Razer គ្មានតនោះទេគេលូតនឹងក៏មកថាពីក្រោយខ្នងមែនទេមកបាល់គឺចំពីក្រោយខ្នងដែលធ្វើឲ្យរួញខ្លួនចូលគ្នាតែម្ដងអើយឈឺដល់កោយតែមានជាប់ទេមកបាល់ម៉ាំងខ្ទៀតដេកស្អាតមានអីទៀតហើយចំណែកឯ Kilo នៅពេលដែលចាប់បាល់ណែរបស់ Razer គឺគេមានអារម្មណ៍ធ្ងន់ខ្លាំងមែនតែម្ដងអាបាល់ហ្នឹងមកគិតទៅស្មើនឹងដុំដៃតែគេយកទៅបោះមួយអាគេអាដបអីគេនោះគឺមានទម្ងន់ធ្ងន់ដូចដុំដៃចឹងហើយ Razer ក៏បានចេញពីតារាងផងដែរបន្តគាត់បានទេមកបាល់ឡើងស្លេកមុខមាត់ប៉ឹមនេះតែ Hisoka ក៏បានប្រាប់ Kilo ឲ្យបាល់មកកាន់គេមកដោយសារតែគេមានសមត្ថភាពស្គរកស៊ូគឺកម្មរបស់គេហ្នឹងចឹងទៅគឺគេអាចគប់បាល់ហើយទាញបាល់ទៅវិញបានមែនទេក៏បានគប់បាល់ទៅកាន់កូនចៅរបស់ Razer ម្ដងម្
ម្ដងម្នាក់ឯងចឹងទៅហើយក៏បានទាញបាល់មកវិញទៀតដែលធ្វើខាង Razer គឺអត់បានគប់បាល់ទេ Hisoka គប់រហូតហើយនៅពេលដែល Hisoka គប់មួយបាល់ទៀតហ្នឹងយើងក៏បានឃើញពួកគេក៏បានគិតថាអូមួយបាល់នេះដឹងកូនចៅរបស់ Razer ចេញមួយទៀតហើយប៉ុន្តែពេលហ្នឹងកូនចៅរបស់ Razer ខ្លាំងមែនទែនក៏បានរួមគ្នាចូលតែម្ដងហើយក៏បានចាប់បាល់របស់ Hisoka គឺបានសម្រេចទោះបីជាបាល់ Hisoka ខ្លាំងមែនប៉ុន្តែពួកវារួមគ្នាគឺមានកម្លាំងគ្រប់គ្រាន់ដើម្បីចាប់បាល់ហ្នឹងហើយ Hisoka ខំទាញវិញទាញរួចទេមានតែដាច់ស្គរកស៊ូហ្នឹងក៏បាន blank ស្គរកស៊ូហ្នឹងទៅអីចឹងទៅហើយចំណែក Kilo ក៏បាននិយាយទៅកាន់អាញាកដាថាអេណាគេលេងរួមគ្នាចឹងលេអត់បានទេប៉ុន្តែពេលហ្នឹង Razer បានថាអត់អីនោះទេអាលេងចឹងនិយាយទៅរួមគ្នាបានកុំឲ្យតែលឹះសមាជិកអារួមតែជាមុនគឺអត់អីនោះទេហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានត្រៀមប្រើកម្លាំងខែនដើម្បីតទល់ជាមួយនឹងកម្លាំងបាល់របស់ Razer ផងដែរហើយនៅពេលហ្នឹង Razer ក៏បានថា Gon គឺជាកូនរបស់ជីងឯងចាំទទួលទៅគឺគេវាយទៅកាន់ Gon តែម្ដងហើយ Gon បានថាឆាប់វាយមកនិយាយទៅ Razer ហើយនឹងជីងគឺជាអ្នកស្គាល់គ្នាតិចទៀតអ្នកនេះនឹងដឹងប្រវត្តិ Razer មួយចេញហើយទៅ Razer ក៏បានគប់បាល់ណែហ្នឹងទៅហើយ Era គាត់នៅឃើញកម្លាំងណែនរបស់បាល់ Razer ក៏បាននិយាយប្រាប់ឲ្យ Gon កិច្ចទៅបើអត់កិច្ចដឹងថាស្លាប់បាត់បង់ជីវិតហើយមែនទេមកបាល់នឹងទប់យកក៏បានឃើញថា Gon គឺគេអត់កិច្ចទេគឺគេមោះមុតនឹងចាប់បាល់របស់ Razer តែម្ដងទៅគេក៏បានបង្កើនសមត្ថភាពនៅដៃរបស់គេបូកមួយថ្ងៃហ្នឹងក៏បានទប់ជាមួយនឹងបាល់ Razer ម៉ាំងឡើងទៀតទៅខ្ទប់មួយចាំងតែម្ដងទៅធ្វើឲ្យ Bisky និង Kilo ក៏បានរត់ទៅមើលហ្មងថា Gon ឥឡូវគឺមិនខ្មិចហើយតែ Gon វិញអត់អីទេគាត់របូសចេញឈាមបន្តិចហើយរបូសសោមជើងរបូសសោមដៃហាមជើងអស់ហើយប៉ុន្តែគេបានថាចាំមើលគឺគេនឹងឲ្យបាល់ Razer វិញដកខ្លាំងជាងហ្នឹងទៀតដល់រឿងពីទី43មកហ្នឹងយើងក៏បានឃើញថាការវិភាគមុនហ្នឹងគឺ Gon បានទប់ជាមួយនឹងបាល់របស់ Razer ដែលធ្វើឲ្យ Gon គឺរបូសនៅថ្ងៃរបស់គេហ្នឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញថា Razer គឺគេបានអាសាទៅកាន់ Gon ដែរដែលអាចទប់ជាមួយនឹងបាល់គេបានប៉ុណ្្នឹងអីចឹងណាហើយ Gon គេបានគិតនៅក្នុងចិត្តក៏ដូចជាបដិញ្ញាផងដែរថាគេនឹងប្រើកម្លាំងបាល់ឲ្យ Razer ទប់កម្លាំងរបស់គេម្ដងគ្នារបស់ Gon គឺជាអ្នកទទួលនឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon ក៏បានបដូរចេញសិនប៉ុន្តែ Gon គេបាននិយាយថាគឺគេនឹងប្រើ3ដើម្បីចូលទៅលេងបន្តទៀតឥឡូវគ្រាន់តែព្យាបាលរបួសមួយផ្លែសិនហើយនៅពេលហ្នឹងយើងក៏បានឃើញថា Bisky ក៏គេបានប្រាប់ទៅកាន់ Gon ថាកុំឲ្យអស់ពេកនិយាយថាឲ្យរក្សាកម្លាំងទៅហើយបន្តមកយើងក៏បានឃើញថា Reinu ក៏គេបានយកបាល់ពី Kilo និងបោះឲ្យ Kilo ហើយ Kilo ក៏បានបោះឲ្យ Reinu វិញតែ Reinu បាននិយាយថាគឺគេនឹងប្រើបាល់ហ្នឹងដាក់ចំកណ្ដាលមុខរបស់ Razer តែម្ដងដោយសារតែមុនហ្នឹង Razer បានធ្វើឲ្យ Reinu ភ័យឥឡូវហ្នឹង Reinu មកសងសឹកឲ្យថានឹងគប់ចំកណ្ដាលមុខ Razer តែម្ដងហើយនៅពេលហ្នឹង Reinu ក៏គេបានប្រើកម្លាំងណែនរបស់គេក៏ដូចជារត់ចូលទៅនឹងគប់ប្រើបំលាស់ទីរបស់គេជាមួយដល់កឲ្យដែលគេបានសងសឹកទៅកាន់ Razer ដែលធ្វើឲ្យគេភ័យមុនហ្នឹងតែអាការសប្បាយចិត្តហ្នឹងវាមិនទាស់បានហ្មងផងយើងក៏បានឃើញកូនចៅរបស់ Razer ក៏បានគប់ទៅយកបាល់មួយហ្នឹងព្រោះថាបើសិនជាបានធ្លាក់ដល់អាក្តារហ្នឹងដឹងតែ Razer ចាញ់ហើយប៉ុន្តែកូនចៅរបស់គេក៏បានគប់ផ្លោងនឹងយកបាល់ហ្នឹងទៅវិញហើយមានទេមកបាល់កដាមុខកូនចៅរបស់ Razer បានដាក់មកបាល់កដាមុខរបស់ Reinu វិញសងសឹកតាត់ណែនរបស់គេឬក៏ណែនអីដែលពាក់ព័ន្ធនឹង Reinu ស្លាប់សត្វ Gorilla ទាំងពីរហ្នឹងក៏បានបាត់ដូចគ្នាអញ្ចឹងទៅសមាជិករបស់គ្នា Gon Hisoka ដល់សោះ Gon មួយទៀតគឺជាអ្នកចាំប្រើបែកនៅពេលដែលចូលទៅវិញអញ្ចឹងណាផ្លាស់ប្ដូរគ្នាអញ្ចឹងទៅអញ្ចឹងមកគិតថាសមត្ថភាព3ស្មើឥឡូវហ្នឹងគឺប្រកាសជាខាង Razer គឺគេមានប្រៀបជាងហើយដែល Razer បាននិយាយថាចាំមើលថាគ្នារបស់ Gon ដែលជា Bisky Hisoka និង Kilo គឺអាចទប់បាល់ប្រមាណទឹកទៀតគេក៏បានគប់បាល់ទៅរក Kilo តែម្ដងហើយ Kilo គ្រាន់តែឃើញបាល់ហ្នឹងគេគិតថាគេអាចចាប់បានទេគេត្រូវតែកិច្ចបើសិនជាចាប់ដឹងតែស្លាប់ហើយប៉ុន្តែនៅពេលដែលគឺមិនមែនគោលដៅគឺជា Kilo នោះទេគឺជា Bisky តែនៅពេលដែល Bisky កិច្ចក៏គេភ្ជាប់អានហើយចំបាល់នេះគឺកោងទៅរកគោលដៅចំក្រោយតែម្ដងហើយកូនចៅរបស់ Razer ក៏បានដាក់មកបាល់ចំ Hisoka តែម្ដងដែលធ្វើ Hisoka គឺថាឈាមតែប៉ុណ្ណឹងធ្វើអី Hisoka បានទេ Hisoka បានលិតមាត់លិតអញ្ចាញឯណាឌឺទៀតហើយបន្ទាប់មក Kilo គេបានគិតថាចំបាល់នេះសាហាវនេះនិយាយទៅគោលដៅមិនដឹង Hisoka នឹងឯងហើយនៅពេលប្រកួតហើយចេញក្រៅត្រាំដោយសារតាឆេះសពតរបស់នាងអញ្ចឹងតែធ្វើឲ្យនាងគឺខឹងខ្លាំងមែនទែនអញ្ចឹងទៅអត់ចង់ប្រកួតបន្តនោះទេដើរចេញធម្មតាហើយនៅពេលហ្នឹង Gon គេបានប្រើបែកដោះដូរជាមួយនឹង Bisky ដើម្បីចូលបន្តប្រកួតផងដែរបន្ទាប់មកយើងក៏បានឃើញ Gon គេបានដើរចូល Bisky បានថាកុំអស់ពេកប្រយ័ត្នរបួសឬក៏មានផលប៉ះពាល់បញ្ហាដល់អាយុជីវិតអីចឹងណាប៉ុន្តែគឺ Gon អត់ស្ដាប់ពេកទោះបីជា Bisky និយាយយ៉ាងណាក៏ដោយនិយាយទៅគឺ Gon តែមុំមុតនឹងយកឈ្នះទៅកាន់ Razer ទោះបីជាត្រូវលះបង់អីក៏ដោយហើយនៅពេលដែលឃើញថា Gon និយាយស្ដាប់ Bisky ក៏បានចាប់ដោយបាននិយាយថាគឺត្រូវតែយកឈ្នះទៅកាន់ Razer ទោះបីជាត្រូវស្លាប់បាត់បង់ជីវិតយ៉ាងណាក៏ដោយបើសិនជាយកឈ្នះអត់បានគឺគេនឹងម៉ាត់ Gon តែម្ដងហើយ Hisoka ដែលចាប់បាល់របស់ Razer មិញហ្នឹងគឺថាមែមពីរបស់គេគឺឡើងខូចតែម្ដងនិយាយទៅគឺដកកហ្មងកម្លាំងបាល់ Razer ខ្លាំង Razer ហ្មងហើយចាំមើលថា Gon គឺអាចធ្វើបានដែរអត់ពេលហ្នឹងក៏គេបានប្រើកម្លាំងរបស់គេទាំងប៉ុន្មានបញ្ចូលគ្នាហ្នឹងគឺថាខ្លាំងយកតែមែនតែម្ដងក៏បានដាក់មកដៃហ្នឹងចំបាល់ដែលធ្វើឲ្យបាល់ហ្នឹងគឺមានកម្លាំង KO លឿនខ្លាំងមែនតែក៏ដូចជាខ្លាំងតែម្ដងប៉ុន្តែអាបាល់ដបងក្តាប់ដៃបាល់ដបងហ្នឹងគឺមិនមែនទៅកាន់ Razer ទេទៅកាន់កូនចៅរបស់ Razer ដែលជាអាលេខ13ដែលវាមានថាពលខ្លាំងមានធំមកប៉ុន្តែគឺថាទប់ជាមួយនឹងបាល់របស់ Gon នៅបានទេក៏បានបាសជើងចងាងតែម្ដងនិយាយទៅកម្លាំងបាល់ Gon ខ្លាំងមែនតែនហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញថាម្នាក់គឺគេភ្ញាក់ផ្អើលជាមួយនឹងកម្លាំងដៃរបស់ Gon តែម្ដងដែលបានបញ្ចូលទៅកាន់បាល់ហ្នឹងណាសូម្បីតែ Razer និងគ្នារបស់គេក៏ភ្ញាក់ផ្អើលដូចគ្នាហើយយើងក៏បានឃើញថាឥឡូវនេះគឺកូនចៅរបស់ Razer ចេញម្នាក់ទៀតហើយចឹងនៅសល់តែពីរគឺនាងមិនទាន់ស្គាល់ខ្លួនគេដែលជា Razer ច្បាស់នោះទេពេលហ្នឹង Razer ក៏គេបានប្រើថាមពលរបស់គេដូចគ្នាហើយចំណែក Gon ក៏គេបានថាលើកនេះគឺគេត្រូវតែមានកម្លាំងខ្លាំងនឹងវាយទៅកាន់ Razer បានល្អទើបគេក៏បានប្រមូលកម្លាំងតែប្រមាណហ្នឹងដាក់ទៅលើកដាប់ដៃដែលធ្វើឲ្យម្នាក់គឺភ្ញាក់ផ្អើល
ជាមួយនឹងកំដាប់ដៃកនលើកនេះគឺកាន់តែខ្លាំងទៀតហើយ KO លើកហ្នឹងណាហើយកនគេបានប្រើកំដាប់ដៃហ្នឹងមកទៅកាន់បាល់ហ្នឹងដែលធ្វើឲ្យបាល់ហ្នឹងគឺហោះលឿនយកទៅមែនទែនខ្លាំងជាងមិញហ្នឹងគឺ2ដងឯណោះនិយាយទៅបាល់លើកហ្នឹងខ្លាំងហ្មងណាប៉ុន្តែ Razer គេអត់កិច្ចនោះទេគេក៏បានប្រើថាមពលរបស់គេដើម្បីការពារដៃរបស់គេក៏ដូចជាកម្លាំងជើងរបស់គេហ្នឹងគឺទប់ទល់ជាមួយនឹងបាល់របស់កនផងដែរហើយនៅពេលហ្នឹងយើងក៏បានឃើញ Razer ខំទប់ខ្លាំងមែនទែនប៉ុន្តែកម្លាំងបាល់គឺវាខ្លាំងពេកដែលធ្វើឲ្យ Razer ហ្នឹងគឺផ្អើលផងដែរថា Razer ពិតជាខ្លាំងប៉ុន្តែគេក៏ភ្ញាក់ផ្អើលជាមួយនឹងកំដាប់ដៃរបស់គេដែលធ្វើឲ្យ Razer គឺបាសជើងចងាងាងមុនហ្នឹងហើយយើងក៏បានឃើញគ្នារបស់គេម្នាក់ហ្នឹងគឺមើល Hisoka ក៏បានប្រើសមត្ថភាពរបស់គេបានជីកាមហ្នឹងដើម្បីទាញយកបាល់ហ្នឹងត្រឡប់មកម្ដងទៀតអញ្ចឹងទៅ Razer មានបាល់វាយមកកាន់គេនោះទេមានតែគេទេដែលប្រើបាល់វាយទៅកាន់ Razer រហូតតែម្ដងហើយនៅពេលដែលគេបានខ្សោយដែរដោយសារតែប្រើកម្លាំង KO ច្រើនពេកបន្ទាប់ទៀតហ្នឹងគឺជា Gon ហ្នឹងឯងប៉ុន្តែអ្វីដែលពួកគេភ្លេចខ្លួនហ្នឹងគឺថា Kilo គឺជាអ្នកចាប់បាល់ឲ្យទៅកាន់ Gon អញ្ចឹងដៃរបស់ Kilo ប្រកាសជាមានរបួសក៏ដូចជាមានបញ្ហាប្រើដៃទៅទេនោះទេអត់មានប្រើថាពលការពារនៅដៃក៏វាប៉ះពាល់ទៅកាន់ដៃរបស់ Kilo ដូចគ្នានិយាយទៅគឺ Kilo ហ្នឹងគឺជាអ្នកដែលមានរបួសដៃខ្លាំងជាងគេហ្នឹងឯងមិនមែនជា Gon ឡើយព្រោះថាបើសិនជា Kilo ប្រើកម្លាំងថាពលការពារនៅដៃរបស់គេនៅពេលដែលគេកាន់បាល់ឲ្យទៅកាន់ Gon វាយហ្នឹងគឺកម្លាំងបាល់ហ្នឹងគឺអាចចេញទាំងអស់នោះទេបើថា Gon ប្រើកម្លាំងអញ្ចឹងបើសិនជា Kilo ចង់ឲ្យបាល់ហ្នឹងខ្លាំងដូចចំដាប់ដៃរបស់ Gon នោះតែ Kilo ហ្នឹងកំប្រើកម្លាំងការពារនៅដៃរបស់គេអញ្ចឹងបើសិនជាគេប្រើកម្លាំងការពារនៅដៃរបស់គេដែលធ្វើឲ្យដៃរបស់គេគឺខូចខាតតែម្ដងទើប E-Night ក៏គេបានហៅសុំអាញាកដាហ្នឹងនិយាយជាមួយនឹងគ្នារបស់គេផ្លែតដោយគេបានថាអត់អីទេគឺគេឡើយតែ E-Night បាញ់ថាអត់ទេដៃរបស់ឥឡូវហ្នឹងគឺថាឡើងខ្មៅជាំកវែកហ្នឹងតែម្ដងនិយាយទៅសឹងតែខូចដៃអញ្ចឹងបើសិនតែបន្តចាប់បាល់ឲ្យ Gon វាយទៀតគឺដៃរបស់ Kilo នឹងខូចតែម្ដងហើយនៅពេលហ្នឹង E-Night ក៏បានសុំទៅកាន់ Gon ថាឲ្យ Kilo គឺជប់ប្រកួតទៅសុំ Gon ឲ្យនិយាយមួយ Kilo អញ្ចឹងណាតែក៏បានថាឲ្យគេសុំទោសផងគឺគេបានដឹងរឿងហ្នឹងយូរណាស់មកហើយប៉ុន្តែគឺគេអាចឲ្យអ្នកផ្សេងចាប់បាល់ជំនួស Kilo នោះទេគឺមានតែ Kilo ទេទើបអាចចាប់បាល់របស់គេនឹងបានព្រោះគេបាននិយាយថាអ្វីដែលគេផ្ដោតនោះគឺនៅពេលដែល Kilo ចាប់បាល់ឲ្យគេនឹងឯងទើបគេអាចផ្ដោតអារម្មណ៍ប្រើកំដាប់ដៃរបស់គេកាន់តែខ្លាំងវាយទៅកាន់បាល់ហ្នឹង Kilo គឺជាកម្លាំងចិត្តរបស់គេគឺជាអ្វីដែលធ្វើឲ្យគេហ្នឹងគឺអាចមានស្មារតីអាចប្រមូលកម្លាំងរបស់គេបានច្រើននិយាយទៅគឺគេបាននិយាយបានហ្នឹងតែម្ដងហើយបើសិនជា Bisky ឬក៏ Era ឬក៏ Hisoka ជាអ្នកចាប់បាល់ឲ្យគេប្រកាសណាស់គឺគេអត់អាចប្រើកម្លាំងទាំងអស់វាយទៅកាន់បាល់នឹងបាននោះទេដោយសារ Kilo នឹងឯងទើបធ្វើឲ្យគេមានកម្លាំងចិត្តនិងប្រមូលកម្លាំងបានរបស់ Gon បានម្ដងទៀតហើយនៅពេលហ្នឹងយើងក៏បានឃើញ Bisky ក៏បានដើរចូលតារាងបដូរជាមួយនឹង Gon មួយផ្លែតហើយគេក៏បានប្រើថាមពលណែរបស់គេដើម្បីគប់បាល់ទៅកាន់គ្នារបស់ Razer នឹងឯងបាល់កោដូចគ្នាដែលធ្វើឲ្យគ្នារបស់ Razer ហ្នឹងគឺគេបានគ្នាចេញពីក្រៅតារាងតែម្ដងប៉ុន្តែណាគាត់ថាឥឡូវហ្នឹងគឺ Razer មានតែម្នាក់ឯងតែប៉ុណ្ណោះមួយទល់នឹងគ្នារបស់ Gon ហើយនឹង Kilo ហើយនឹង Hisoka មួយទល់នឹង3តែម្ដងហើយនៅពេលហ្នឹងពួកគេក៏បាននិយាយភាសាគ្នាពាក់ព័ន្ធជាមួយនឹងការចាប់បាល់របស់ Razer ដូចគ្នាអត់ដឹងថាមិនបាននេះគាត់ Kilo បាននិយាយទៅកាន់ Gon ថាអើយគំនិតរបស់ Gon ចេញមកមួយគឺប្លែកតែម្ដងប៉ុន្តែ Hisoka ក៏ដូចជា Kilo យល់ព្រមនៅក្នុងការសាកល្បងតទោសដើម្បីទប់ទល់ជាមួយនឹងបាល់របស់ Razer ចាំមើលថាពួកគេហ្នឹងគឺធ្វើបានម៉េចទប់ទល់ជាមួយនឹងបាល់ Razer ពេលហ្នឹងយើងក៏បានឃើញថា Razer គឺគេបានប្រមូលណែរបស់គេដែលគេបានបញ្ចេញជាកូនចៅរបស់គេទាំងប្រហែលមកចូលក្នុងខ្លួនរបស់គេទាំងអស់ចឹងបានថាកម្លាំងថាមពលរបស់គេលើកហ្នឹងនៅពេលដែលវាយចេញមកគឺជាកម្លាំងពិតតែម្ដងដែលធ្វើ Hisoka កំពុងតែត្រៀមខ្លួនដូចគ្នារីឯ Gon ក៏បានត្រៀមខ្លួនដែរគ្រាប់ញើសបែកប៉ិនគ្រាប់ពោតដល់កហ្មងណាហើយ Razer គេពិតជានឹកស្មានមិនដល់ទេថាគេត្រូវប្រើសមត្ថភាពកម្លាំងរបស់គេទាំងអស់នៅពេលហ្នឹងនិយាយទៅគឺនឹកស្មានដល់ដូចគ្នាវាលឿនពេកហើយ Razer ក៏បានបោះបាល់ឡើងទៅខាងលើរីឯ Era គ្រាន់តែឃើញកម្លាំងបាល់របស់ Razer លើកហ្នឹងគេគិតថាអូខ្លាំងដល់កហើយ Razer ក៏គេបានលោតឡើងនិងវាយបាល់ទៅកាន់ Gon រីឯគ្នារបស់គេក៏បានភ្ញាក់ផ្អើលដូចគ្នានៅពេលដែលឃើញថា Gon Kilo ក៏ដូចជា Hisoka លើកំពុងតែគុំខ្លួនដើម្បីចាំទប់បាល់ជាមួយនឹង Razer អីចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញបាល់របស់ Razer ក៏បានវាយមកកាន់ Gon គេបានចាប់ចំណែក Hisoka និង Kilo ខំប្រឹងទប់យកតែមែនតែម្ដងហើយយើងអត់ដឹងទេថាគម្រោងរបស់គេគឺជោគជ័យដែរអត់ហើយនៅពេលហ្នឹងយើងក៏បានឃើញថាអង្គើពេញណាតែម្ដងចំណែក Razer ក៏គេបានថានេះគឺជាកម្លាំងរបស់គេចាំមើលថាអាចទប់ជាប់បានដែរអត់ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះយើងក៏បានឃើញថាគ្នារបស់ Gon ដូចជាក្រុម Gon ហ្នឹងគឺពួកគេអាចចាប់បាល់របស់ Razer បានវ៉ាវលយខ្លាំងមែនតែម្ដងហើយយើងក៏បានឃើញគ្នារបស់គេទាំងប្រមាណពិតជាមានមោទនភាពហ្មងវ៉ាវក្រុមរបស់ពួកគេទាំងហ្មងក្រុមរបស់ពួកគេ3នាក់នេះសហការគ្នាយកតែមែនតែនហើយ Razer នៅពេលដែលឃើញបែបហ្នឹងគេពិតជានឹកស្មានមិនដល់ទេពួកគេទាំង3នាក់សហការគ្នាដើម្បីចាប់បាល់ខ្លួនពិតជាហ្មងឆ្លាតហ្មងដោយ Gon ដំបងឡើយគឺជាអ្នកទប់ជាមួយនឹងកម្លាំងបាល់មួយហ្នឹងដែលសកាត់មកខ្លួនរបស់គេនឹងឯងហើយអ្នកបន្ទាប់នោះគឺជា Hisoka ដែល Hisoka គឺបានប្រើកំដាប់ដៃរបស់គេក៏ដូចជាកម្លាំងរបស់គេទប់បាល់ហ្នឹងអត់ឲ្យហេទៅឆ្វេងស្ដាំឬក៏លើក្រោមនោះឡើយហើយអ្នកបន្ទាប់នោះគឺជា Kilo ដែលប្រើទំហំខ្លួនក៏ដូចជាចំហខ្លួនទាំងមូលហ្នឹងទប់ជាមួយនឹងចំហខ្លួន Hisoka ហើយនឹង Gon នឹងឯងបើសិនជាពួកគេទាំង3នាក់ណាគេមួយគឺ fair ឬក៏ធ្វើខុសប្រកបណាស់ពួកគេទាំង3នាក់នឹងត្រូវប៉ើងតាមបាល់តែម្ដងតែឥឡូវហ្នឹងគឺពួកគេអាចធ្វើបានមិនថាពួកគេសហការគ្នាហ្នឹងគឺចូលជាក្រុម3នាក់ហ្នឹងគឺបេះដូងមួយថ្លើមមួយគឺល្អខ្លាំងមែនតែម្ដងប៉ុន្តែអ្វីដែលត្រូវគិតបន្ទាប់ Razer គឺត្រូវចាប់បាល់របស់ Gon ចាំមើលថាគឺអាចចាប់បានដែរអត់ហើយ Gon គេលើកហ្នឹងគឺនឹងប្រើកម្លាំងរបស់គេទាំងអស់មកខ្លួនរបស់គេតែម្ដងចាំមើលថា Razer គឺអាចទប់បានដែរអ
អត់ហើយក៏គេបានប្រមូលកម្លាំងរបស់គេគឺគេបានថាលើកនេះគឺត្រូវតែជាកម្លាំងចុងក្រោយរបស់គេកម្លាំងទាំងអស់តែម្ដងយើងក៏បានឃើញថាកម្លាំងកនលើកហ្នឹងគឺខ្លាំងយកតែមែនតើហ្មង Razer ក៏គេភ្ញាក់ផ្អើលទៅចំនេះគឺជាកម្លាំងចុងក្រោយរបស់កនមែនមុនហ្នឹងគឺមិនកម្លាំងទាំងអស់ទេចុះងូដល់កហើយ Razer ក៏គេបានថាជិញលោកគួរតែមានមោទនភាពដែលមានកនបែបនេះនេះគឺជាកនរបស់លោកហើយនិយាយទៅកននេះឲ្យគេគឺខ្លាំងដូចគ្នាហ្មងដល់ថ្នាក់ Razer បានថាកននេះគឺមិនជាមនុស្សទេគឺជាបិសាចហ្មងដោយសារតែកនកម្លាំងរបស់កនគឺខ្លាំងពេកហើយម្នាក់ៗនៅពេលដែលឃើញបែបហ្នឹងក៏ពួកគេភ្ញាក់ផ្អើលដូចគ្នាហើយនៅពេលហ្នឹងកនគេបានថាកំដាប់ដៃរបស់គេទាំងអស់លើកនេះគឺបញ្ចូលឲ្យទៅកាន់ Razer ចំ Razer តែម្ដង Kilo បានថាដាក់ចំ Razer ឲ្យដាក់ខ្លាំងមកអូនដាក់ខ្លាំងមកនៅពេលហ្នឹងយើងក៏បានឃើញកនក៏គេបានប្រមូលកម្លាំងនៅដៃរបស់គេចូលតែម្ដងអូយកម្លាំងលើកនេះគឺខ្លាំងហ្មងជាមួយ Razer ទប់បានដែរអត់ហើយនៅពេលហ្នឹងកំដាប់ដៃរបស់គេក៏បានមកទៅកម្មបនហ្នឹងម៉ាំងដែលធ្វើឲ្យបានហ្នឹងគឺលឿនយកទៅមែនតែហ្មងកម្លាំងខ្លាំងជាអាមុនហ្នឹង4 5 6ដងហើយនៅពេលហ្នឹង Razer ក៏គេបានថាគឺគេនឹងប្រើសមត្ថភាពរបស់គេ knock back ទៅវិញហើយយើងក៏បានឃើញថា Razer គេបាន knock back បាត់ហ្នឹងឡងទៅកាន់កនវិញតែម្ដងហើយបានហ្នឹងទៅវិញហ្នឹងគឺខ្លាំងយកតែមែនទេអាមកខ្លាំងមិនទៅវិញគឺខ្លាំងប៉ុណ្ណឹង Kilo គាត់នៅឃើញបែបហ្នឹងគេក៏បានកិច្ចតែម្ដងហើយចំណែកឯកនហ្នឹងគឺបាល់ចំកនមកគ្នារបស់កនបានថាកនកិច្ចបើសិនជាអត់កិច្ចកននឹងស្លាប់ហើយនៅពេលហ្នឹង Razer ក៏គេបានថាកនគឺមិនមែនជាមនុស្សបែបហ្នឹងទេគេចូលចិត្តតទល់ជាមួយនឹងឧបសគ្គក៏ដូចជាអត្តភាពបែបហ្នឹងគេច្បាស់ណាស់ 100% គឺកនអត់កិច្ចនោះទេកនគឺមិនមែនចង់ឈ្នះដោយបែបហ្នឹងឡើយបើសិនជាកនកិច្ចកនឈ្នះប៉ុន្តែកននឹងអត់កិច្ចនោះទេប៉ុន្តែមែនទេនៅពេលហ្នឹងកនក៏គេបានដួលក្បាប់បានហ្នឹងក៏បានហោះទៅក្រោយអញ្ចឹងទេដែលធ្វើឲ្យ Razer ចាប់ខ្លាំងមែនទែនចំកនកិច្ចមែនប៉ុន្តែពេលហ្នឹងគឺមិនមែនកនកិច្ចទេគឺកនបានស្លាប់ទៅអីចឹងណាដែលធ្វើឲ្យអ៊ីរ៉ាគឺថាភ័យបុកពោះដល់កហើយឥឡូវហ្នឹងគឺពួកគេអាចឈ្នះហើយដោយសារតែបានហ្នឹងគឺចេញប៉ុន្តែអ៊ីរ៉ាក៏បានដឹងមូលហេតុដែលកនស្លាប់ផងដែរដោយសារតែកនហ្នឹងគឺបានប្រើកម្លាំងរបស់គេហ្នឹងគឺច្រើនខ្លាំងពេកប៉ុន្តែអត់អីទេនៅពេលដែលកនស្លាប់កិច្ចបាយចឹងទៅកនគឺអាចឈ្នះប៉ុន្តែមិនទាន់ចប់ទេឈ្នះអីគេហ៊ីសូកាបាយថាអត់ទាន់ចប់តែប៉ុណ្្នឹងនោះទេគឺហ៊ីសូកានឹងចាប់បាល់មួយហ្នឹងដើម្បីបញ្ជូនទៅកាន់ Razer វិញអ៊ីរ៉ាបាយថាឲ្យប្រឡែងទៅបើប្រឡែងបាល់ហ្នឹងគឺពួកគេនឹងឈ្នះតែហ៊ីសូកាគឺអត់ប្រឡែងទេគឺចង់ឲ្យកម្លាំងរបស់កនទាំងប្រមាណហ្នឹងឲ្យ Razer ទប់ម្ដងទៀតអត់ចង់ឲ្យកម្លាំងរបស់កនហ្នឹងគឺអាសាបោនោះទេទៅហ៊ីសូកាក៏បានប្រើសមត្ថភាពស្គរកស៊ូរបស់គេហ្នឹងទាញកវត្តបាល់ហ្នឹងទៅកាន់ Razer វិញតែម្ដងជាមួយ Razer ទប់បានដែរអត់ហើយនៅពេលហ្នឹង Razer ក៏បានទប់បាល់របស់ហ៊ីសូកាដែលបានបញ្ជូនទៅហ្នឹងប៉ុន្តែបាល់ហ្នឹងគឺ Razer អាច knock បែបដូចមុនបាននោះទេដោយសារតែស្គរកស៊ូហ្នឹងគឺជាប់បាល់ក៏ដូចជាដៃរបស់ Razer ហ្នឹងឯងយើងក៏បានឃើញ Razer ខំប្រឹងទប់ជាមួយនឹងកម្លាំងបាល់ហ្នឹងដល់ថ្នាក់ចេញពីកែវតារាងអញ្ចឹងលើកហ្នឹង Razer ទប់បាល់ហ្នឹងបានប៉ុន្តែអស់ខ្លួនរបស់ Razer ចង់1លែនម៉ែត្រចេញពីកែវតារាងអញ្ចឹងទៅដែលធ្វើឲ្យអ្នកដែលឈ្នះគឺជាក្រុមរបស់គាត់នឹងឯង Pro Razer ជាមួយនឹងបាននៅកែវតារាងចេញពីសាយវៀនប្រកួតនឹងឯងចេញពីសាយវៀនឯណាចេញពីតារាងតាមដកយើងក៏បានឃើញ Kilo ក៏បានសរសើរទៅកាន់ Hisoka ផងដែរដែល Hisoka បាននិយាយថាគឺគេចង់ប្រើបាល់របស់គាត់ហ្នឹងដែលជាកម្លាំងរបស់គាត់ឲ្យ Razer ទប់អត់ចង់ឲ្យបាល់ហ្នឹងឈ្នះដល់អាសាបងដោយគ្រាន់តែបាល់ហ្នឹងចេញអញ្ចឹងណានិយាយទៅគឺគេធ្វើមកគឺជាការសហការគ្នាជាក្រុមតែម្ដងដែលធ្វើឲ្យគាត់បានថាអត់ដូច Hisoka សោះ Hisoka ពីមុនមិនមែនជាអ្នកដែលសហការក្រុមអីទេធ្វើតែឯងសោះហ្នឹងណាហើយនៅពេលហ្នឹងពួកគេក៏បានភ្ញាក់ផ្អើលផងដែរដោយសារតែ Razer ឥឡូវហ្នឹងគឺចាញ់ហើយ Razer ក៏គេបាននិយាយថាអត់អីទេឥឡូវហ្នឹងគឺគេចាញ់ហើយអញ្ចឹងទៅគឺគេនឹងយកព្រមចាក់ចេញពីកោះមួយហ្នឹងចេញពីទីក្រុងមួយហ្នឹងតែម្ដងគឺគេយកព្រមចុះចាញ់អញ្ចឹងណាហើយមុននឹងចុះចាញ់គេបាននិយាយថាគឺគេមានរឿងពាក់ព័ន្ធជាមួយនឹងជាងខ្លះចង់ប្រាប់ទៅកាន់ Gon ហើយនៅពេលដែលលឺមកហ្នឹង Gon គឺគេចាប់អារម្មណ៍ទៅកាន់ពាក្យសម្ដីរបស់ Razer ខ្លាំងមែនតែម្ដងហើយមើល Kilo នេះវិញឥឡូវហ្នឹងពីគេកំពុងតែព្យាបាលដៃទៅកាន់ Kilo រីឯ Gon កំពុងតែនិយាយជាមួយនឹង Razer ដែល Razer បានថាឥឡូវហ្នឹងគឺជាញ៉ាត់នៅនឹងនោះទេហើយគាត់នៅលឺបែបហ្នឹង Gon គេបានថាអត់អីទេគឺមិនក៏បានដែរឥឡូវហ្នឹងគាត់នៅគេចង់ជំនះហ្គេមរបស់ឪពុករបស់គេដែលចង់ឲ្យគេលេងអញ្ចឹងណា Razer បានថាជីងគឺជាអ្នកខ្លាំងមួយរូបតាមពិតទៅដំបូងគេគឺជាអ្នកជាប់ទោសហើយត្រូវប្រហារជីវិតប៉ុន្តែជីងគឺបានជួយគេហើយនាំគេមកកាន់កោះក្រែកមួយហ្នឹងដើម្បីចាំជួបជាមួយនឹងកូនរបស់ជីងដែលជា Gon នឹងឯងនិយាយទៅជីងបានថាសង្ឃឹមថា Razer នឹងផ្ដល់កំដាប់ដៃមួយដ៏ខ្លាំងដ៏ល្អឲ្យទៅកាន់កូនរបស់ខ្លួនអញ្ចឹងណា Razer បានសួរជីងថាចង់ឲ្យគេនឹងគឺសម្រាប់ទៅកាន់ Gon មែនដែលជាកូនរបស់ជីងអញ្ចឹងទៅតែជីងបានថាឈួតទេអីគេគឺជាកូនរបស់ខ្លួនណាមិនឲ្យសម្លាប់ទេគាត់ឲ្យបញ្ចេញសមត្ថភាពដ៏ខ្លាំងអញ្ចឹងណាគឺគេជឿជាក់ថាកូនរបស់គេនឹងអាចតទល់ជាមួយនឹង Razer កំដាប់ដៃរបស់ Razer ដ៏ខ្លាំងនឹងបាននិយាយទៅគឺគេមានមោទនភាពខ្លាំងមែនទែនតែម្ដងហើយ Razer បានថាឥឡូវហ្នឹងក៏គេអត់ដឹងថាជីងហ្នឹងគឺនៅណានោះដែរគាត់តែគេបានសរសើរទៅកាន់ Gon ថា Gon ពិតជាខ្លាំងអីចឹងទៅសមជាកូនរបស់ជីងអីចឹងទៅហើយនៅពេលហ្នឹង Gon បានថាគេខ្លាំងគេអាចទប់បានរបស់ Razer បានប៉ុន្តែគឺគេសហការជាក្រុមហ្នឹងមិនមែនតែម្នាក់ឯងនោះទេតែ Razer ក៏បានថាអត់ទេកម្លាំងរបស់ Gon ខ្លាំងហើយនេះក៏ជាការសហការជាក្រុមដែរគឺជាការយកឈ្នះមួយដ៏ល្អដូចគ្នាហើយនៅពេលហ្នឹង Razer ក៏បានដើរចេញនិងបាននិយាយប្រាប់ឲ្យ Gon ទៅរកជីងទៅហើយ Gon គេបានថាត្រូវហើយគឺគេនឹងទៅស្វែងរកជីងនៅពេលដែលពួកគេអាចដេញ Razer បានក្មេងស្រីម្នាក់ដែលបានសន្យាជាមួយនឹងពួកគេថានឹងបកគោកាតឲ្យទៅកាន់ពួកគេនៅពេលដែលពួកគេដេញ Razer បានហ្នឹងក៏បានមកជួបជាមួយនឹងពួកគេផងដែរហើយនៅពេលហ្នឹងគេក៏បានប្រើស្អីគេដូចជាពលឺម្យ៉ាងបាញ់ទៅកាន់កោះមួយអីចឹងណាហើយនាងក៏បាយថាឥឡូវនេះគឺនាងសប្បាយចិត្តខ្លាំងមែនទែនគឺនាងអាចមកចូលឡើងប្អូនហ្នឹងដើម្បីមើលទៅកាន់ទេសភាពដ៏ស្រស់បំព្រងគឺមើលទៅកាន់ផ្ទៃសមុទ្រមើលទៅ
កាន់កោះមើលទៅកាន់ព្រះអាទិត្យនៅពេលដែលរះមកអីចឹងទៅគឺនាងខានមើលបាត់ហ្នឹងគឺយូរណាស់មកហើយឥឡូវហ្នឹងគឺអាចមើលបានហើយទើបនាងក៏បានបំលែងខ្លួនរបស់នាងហ្នឹងគឺជាកាតមួយឲ្យទៅកាន់ Gon ដែលគឺមានលេខសម្គាល់លេខ2ហ្នឹងឯងហើយអាកាតហ្នឹងគឺជាកាតដែលក្រុមរបស់ Gentru ដែលគឺជាអសពណ៌លឿងកំពុងតែត្រូវការផងដែរពេលហ្នឹងយើងក៏បានឃើញ Gon គឺគេសប្បាយចិត្តខ្លាំងមែនទែនដោយសារតែឥឡូវគឺគេបានកាតដែលមានតម្លៃមួយទៀតហើយដែល Hisoka គឺគេបានដើរចេញដូចគ្នា Gon នៅគីឡូបានថាអត់ចង់បានអីខ្លះទេឬក៏ជួយនឹងជួយ free តែ Hisoka បានថាគឺគេអត់ចាប់អារម្មណ៍ជាមួយនឹងការប្រមូលកាតនោះទេចាំថាការជួយនេះគ្រាន់តែជាការកំសាន្តរបស់គេតែប៉ុណ្ណោះបន្ទាប់មកយើងក៏បានឃើញក្រុមរបស់ Gon ក៏ដូចជា Era ក៏គេបានដើរចេញមករីឯ Gentru ដែលជាអសពណ៌លឿងក៏បានតាក់ទងមកជាមួយនឹង Era ផងដែរពួកគេកំពុងតែតាមដានទៅកាន់ Gon និង Era ក្រុមរបស់ពួកគេអញ្ចឹងណាដែលបានថាឥឡូវឲ្យការមកកាន់គេមកការលេខ2ហ្នឹងចង់ឲ្យគេយកតាមសម្រួលឬក៏ចង់ឲ្យគេហ្នឹងគឺប្រើធေါ်ក្តៅដើម្បីយកហើយចំណែក Era គឺគេមកចិត្តខ្លាំងមែនទែនជាមួយនឹង Gentru ដែលជាអសពណ៌លឿងហ្នឹងគឺតាមជាឆែកហ្មងណាហើយ Gentru បាននិយាយថាមានចៅអាម៉ត់អ្នកដែលបានចូលមកលេងក៏ដូចជាសហការជាមួយនឹងគ្នារបស់ Gon ហ្នឹងត្រូវបានគេសម្លាប់ចោលហើយគាត់នៅលើបាត់ហ្នឹងយើងក៏បានឃើញ Gon ក៏គេបានសាយទៅកាន់ Gentru ដែលជាអសពណ៌លឿងតែម្ដងថាមកវាយគ្នាមួយស្មើចង់វាយគ្នាទៅកាន់ Gentru ហ្មងណាហើយគាត់នៅលើបាត់ហ្នឹងគ្នារបស់ Gon ទាំងប្រហែលគឺគេភ្ញាក់ផ្អើលហ្មងដោយសារតែ Gon គឺធ្វើដោយកំរោលដោយកំហឹងអីចឹងទៅអត់បានគិតមុននោះទេទឹកគ្នារបស់គេក៏បានមកចាប់ Gon តែម្ដងហើយចំណែក Gentru ក៏បាននិយាយថាអត់អីទេតិចទៀតទៅគេនឹងទៅរក Gon ហើយប៉ុន្តែគឺគេទៅរក Gentru មុនសិនកុំតន់ប្រញាប់ទៅណាហើយចំណែកឯ Era ក៏គេបានស្ដីឲ្យទៅកាន់ Gon ផងដែរថា Gon ធ្វើចឹងគឺអត់ត្រូវនោះទេ Gon គឺកំពុងតែមានលបោះតែប្រកួតហើយចំណែកដៃរបស់ Killua គឺអត់ទាន់អាចប្រើការបាននោះទេកំពុងតែមានលបោះដូចគ្នាហើយនៅពេលដែល Gon ហៅ Gentru មកចឹងចុះបើសិនជា Gentru ជាអសពណ៌លឿងមកមែនតើអ្នកណាគឺអាចតទល់នឹងចូលឆ្នាំទៅកាន់ Gentru បានបើម្នាក់សិតតែលបោះហ្នឹងទើបក៏គេបានសុំទោសទៅកាន់គ្នារបស់គេផងដែរហើយពួកគេក៏បានរៀបគម្រោងតទល់ជាមួយនឹង Gentru ដោយគឺពួកគេនឹងពជាពេលឲ្យដៃរបស់ Killua គឺជាសះស្បើយឬក៏ប្រសើរជាងមុនអញ្ចឹងណាគឺក្រុមរបស់ Era និង Reino ហ្នឹងគឺអាចពជាពេល Gentru បានហ្នឹងគឺចំនួនតែ2អាទិត្យតែប៉ុណ្ណោះចឹងសង្ឃឹមថា2អាទិត្យហ្នឹងក្រុមរបស់ Gon ក៏ដូចជា Killua គឺអាចនឹងព្យាបាលដៃរបស់ Killua បានជាសះស្បើយគួរសមបានប្រសើរជាងមុនហើយ Gon គឺអាចហាត់ក៏ដូចជារីកចម្រើនសមត្ថភាពរបស់គេគឺការឡើងជាងមុននឹងឯងចឹងពួកគេគឺអាចពជាពេល Gentru បានតែ2អាទិត្យទេទៅពួកគេក៏បានធ្វើការហោះចាចេញទៅកាន់ទីក្រុង Masadora តែម្ដងហើយយើងក៏បានឃើញ Bisky ក៏បានហៅ Killua ដើម្បីទៅព្យាបាលដៃរបស់គេផងដែរក៏ដូចជាពង្រឹងសមត្ថភាពទៅកាន់ Gon ដើម្បីឲ្យ Gon ហ្នឹងគឺវឹកហាត់បន្តឬក៏វឹកហាត់បន្ថែមនឹងឯងឥឡូវមើល Hisoka នេះវិញយើងក៏បានឃើញគេក៏បានមកជួបជាមួយនឹងសមាជិកក្រុម Patton ដែល Pin ក៏បាននាំ Hisoka មកតែម្ដងហើយនៅពេលហ្នឹងគ្នារបស់សមាជិកក្រុម Patton ក៏បានឲ្យ Hisoka ទៅជួបជាមួយនឹង Machi ក៏ដូចជា Naga ផងដែរនិយាយទៅគឺពួកគេកំពុងតែណែនាំសមាជិកថ្មីក៏ដូចជាមានរឿងវិភាសាគ្នាពាក់ព័ន្ធជាមួយនឹង Hisoka នឹងឯងហើយ Hisoka ក៏គេបាននិយាយទៅកាន់ Pin ថាកុំភ័យគឺគេមិនសម្លាប់គ្នារបស់គេទេគឺគេចាប់អារម្មណ៍ប្រកួតជាមួយនឹង Lucifer ម្នាក់តែប៉ុណ្ណោះហើយគេក៏បានដើរទៅរកជាមួយនឹង Machi អញ្ចឹងទៅយើងក៏បានឃើញបរិសុទ្ធដែលពាក់អាវខៀវដែលមានអាសត្វចម្លែកស៊ីគ្រាប់បែកទុំលើខ្លួនរបស់គេហ្នឹងតាមពិតទៅគឺ Hisoka កំពុងតែឆ្លោះមើលទៅកាន់បរិសុទ្ធម្នាក់ហ្នឹងអត់ដឹងថាមានគោលបំណងអីនោះទេហើយនៅពេលដែលពួកគេទាំង3នាក់កំពុងតែនិយាយភាសាគ្នាហ្នឹងក៏មានក្មេងស្រីម្នាក់កំពុងតែតាមដានពួកគេដែលប្រើ Setsu ដើម្បីកុំឲ្យ Hisoka គឺចាប់អារម្មណ៍អីចឹងណាប៉ុន្តែទោះបីជាខំប្រើ Setsu ខ្លាំងប៉ុណ្ណាក៏ Hisoka ដឹងដែរថាមានអ្នកកំពុងតែតាមដានពួកគេនៅពីក្រោយខ្នងអីចឹងទៅ Machi ក៏បានហៅក្មេងស្រីហ្នឹងចេញមកតែម្ដងតាមពិតទៅគឺជាប្អូនស្រីរបស់ Killua នឹងឯងចំប្អូនស្រីរបស់ Killua មកធ្វើអីនៅហ្នឹងតាមពិតទៅគឺនាងមកហ្នឹងគឺជំនួស Hisoka លេខ4បានន័យថាឥឡូវហ្នឹងគឺនាងចូលសមាជិកក្រុម Patton ហើយដោយ Hisoka លេខ4ចេញឥឡូវហ្នឹងប្អូនស្រីរបស់ Killua គឺចូលនាងបានសួរថាសមាជិក Setsu នាងខ្សោយពេកមែនបាន Hisoka ដឹងហើយ Hisoka នៅពេលដែលឃើញប្អូនរបស់ Killua ដូចជាចំណៃរបស់គេចឹងនិយាយទៅគឺចង់ទៅវាយមួយអ្នកខ្លាំងៗនោះទេប៉ុន្តែ Machi បានថាអត់ទេសមត្ថភាព Setsu របស់នាងហ្នឹងគឺខ្លាំងយកតែមែនតែម្ដងរីឯ Hisoka គឺគេបានថាខ្លាំងមែនតាចាប់អារម្មណ៍ហ្មងណាហើយ Hisoka ក៏បានសួរទៅកាន់ Machi ថាបើសិនជាគេប្រកួតជាមួយនឹង Lucifer តើ Machi គឺចាក់ខាងណាគេអ្នកឈ្នះ Machi បាននិយាយថា 100% គឺជា Lucifer ជាអ្នកឈ្នះនឹងឯងហើយ Hisoka បានថាចុះបើសិនជាគេឈ្នះហើយសម្រាប់ Lucifer តើ Machi នឹងធ្វើបែបណាហើយ Machi នៅពេលដែលឮបែបហ្នឹងនាងក៏បានថាមានធ្វើបែបណាទេគឺគេនឹងតាមសម្លាប់ Hisoka តែម្ដងទោះបីជា Hisoka នឹងចែកភពទៅដល់ណាក៏ដោយហើយនៅពេលដែលឮបែបហ្នឹង Hisoka បានថាដល់កហ្មងណាសត្វតាមចែកភពចំសម្លាប់គេធ្វើដូចមែនតែនអញ្ចឹងសាំដល់កឥឡូវមើលក្រុមរបស់ Era នេះវិញយើងក៏បានឃើញថាពួកគេទាំងអស់គ្នាគឺកំពុងពិភាក្សាគ្នាដោយពួកគេគឺត្រូវការកាតចំនួន2ហើយកាតចំនួន2នេះគឺជាកាតដែលល្អនិងមានតម្លៃខ្លាំងមែនតែនតែម្ដងហើយពួកគេក៏បានមកកាន់ទីក្រុង Masadora ដូចគ្នាអញ្ចឹងទៅពួកគេត្រូវតែចូលហាងដើម្បីទិញកាតសកួរកាតផ្សេងបន្ទាប់ពីទិញកាតហើយពួកគេក៏បានទៅដោះដូរកាតជាមួយនឹងក្រុមរបស់ Gentru ដែលជាអសពណ៌លឿងនឹងតែម្ដងដោយពួកគេនឹងគឺដោះដូរកាតពួកគេត្រូវការកាត3ចំណែក Gentru ត្រូវការកាត2ហើយនៅពេលហ្នឹងគឺក្រុមរបស់ Era មិនដោះដូរទេគឺក្រុមរបស់ Era មកគឺដើម្បីលួចកាតរបស់ Gentru តែម្ដងហើយនៅពេលហ្នឹង Era ក៏គេបានប្រើសមត្ថភាពនៅកាន់ដើម្បីលួចកាតរបស់ Gentru និង teleport ចាក់ចេញទៅបាត់អីចឹងទៅ Gentru ក៏ដូចជាគ្នារបស់គេក៏បានបើកមើលកាតប៉ុន្តែពួកគេបាត់កាតតែកាតធម្មតាកាតនោះទេមិនមែនកាតសំខាន់ឡើយហើយចំណែក Gentru ក៏គេរៀបគម្រោងដើម្បីទៅយកកាតរបស់ Era ដូចគ្នាចលៃមកមើល Era នេះវិញគឺពួកគេកំពុងតែប្រមូល
កាតផងដែរដើម្បីធ្វើការរត់ចាក់ចេញក៏ដូចជាពជាពេលជាមួយនឹង Gentru នឹងឯងហើយចំណែក Reno គឺគេមានភារកិច្ចមួយគឺនៅទីក្រុង Masadona នៅកន្លែងហានដើម្បីតាមដានថាគ្នារបស់ Gentru គឺមកដែរអត់ហើយចំណែក Ira គឺពួកគេមានផែនការរបស់គេគឺបន្តទៀតតែមកមើលក្រុម Gon Kilo ក៏ដូចជា Bisky នេះវិញ Gon កំពុងតែវឹកហាត់បន្តទៀតដើម្បីតទល់ជាមួយនឹងសមត្ថភាពកដាប់ដៃផ្ទុះរបស់ Gentru នឹងឯងហើយចំណែក Kilo គឺអត់បានធ្វើអីនោះទេគ្រាន់តែអង្គុយមើល Gon ក៏ដូចជាព្យាបាលដៃរបស់គេដើម្បីប្រសើរឡើងនឹងឯងពេលនោះយើងក៏បានឃើញ Gon មកហាត់ហត់ខ្លាំងមែនទែនតែម្ដងរីឯ Bisky ក៏បានគិតថាបើសិនជា Gon នៅតែបានហ្នឹងគឺអត់តនោះទេពីអាទិត្យគឺលឿនខ្លាំងណាស់ទៅនេះក៏បានឲ្យ Gon គឺវឹកហាត់ដាក់ដៃបាសជើងឡើងលើអញ្ចឹងទៅអាស្ពុននឹងបាសទីអត់ធ្លាក់ហើយបន្ទាប់មកប្រមូលកម្លាំងរបស់គេនៅដៃហើយគឺថាបាសខ្លួនរបស់គេឡើងលើតែម្ដងធ្វើឲ្យខ្លួនរបស់គេហោះអញ្ចឹងណាហើយអាសមត្ថភាពបែបហ្នឹង Gon គឺគេធ្លាប់ធ្វើជាមួយនឹង Kilo ម្ដងហើយប៉ុន្តែធ្វើជើងចាំមើលថាលើកហ្នឹងគឺ Gon អាចធ្វើបានតែអត់គឺប្រើដៃតែមួយជាហៀងតែប៉ុណ្ណោះ Gon គេគិតថាគឺគេអាចធ្វើបានហើយនៅពេលហ្នឹង Gon ក៏គេចាប់ដើមធ្វើតែម្ដងបាសជើងឡើងលើនិងយកដៃមកជាងដើម្បីផ្ទប់ដៃប្រមូលកម្លាំងតែប្រហែលមិននៅដៃប៉ុន្តែនៅពេលដែលអញអីមិនចឹងផុតអត់ផុតមកថ្លាំងដៃហ្នឹងហោះបានទៀតម៉េចហើយនៅពេលហ្នឹងគេខំប្រឹងខ្លាំងមែនតើប៉ុន្តែមែនទេណាផឹបចិត្តហ្នឹងអញ្ចឹងណាហើយនៅពេលហ្នឹង Kilo បានថាអើយ Bisky ធ្វើចឹងទៅធ្វើអាប់ Gon ពេកហើយលឿនពេកគឺ Gon មិនអាចធ្វើបាននោះទេព្រោះ Bisky គឺឲ្យ Gon ធ្វើឥឡូវហ្នឹងគឺរំលងដំណាក់កាលអីអញ្ចឹងណាតែ Bisky បានថាអត់ទេគឺបញ្ញាប់បន្ទាប់មក Bisky ក៏បានប្រើមនុស្សណែរបស់គេហ្នឹងគឺជាអ្នកម៉ាស្សាអញ្ចឹងណានិយាយទៅនេះបានថាមិនស្អីហ្នឹងគឺអាចម៉ាស្សាដែលធ្វើអារម្មណ៍ធូរស្រាលមានសុខភាពល្អជាងមុនអីអញ្ចឹងទៅដែលធ្វើឲ្យ Kilo ធ្វើចឹងធ្វើអី Bisky បាននិយាយថាម៉ាស្សាបានគ្រប់កន្លែងនិយាយទៅម៉ាស្សាកន្លែងណាក៏បានដែរគ្រប់កន្លែងហ្មងអា Kilo ហើយ Kilo ក៏បានស្រែកទៅកាន់ Bisky តែម្ដងមានអាណាចង់បានអញ្ចឹងទេ Bisky ក៏បានស្រែកទៅវិញគឺគេគ្រាន់តែចង់ឲ្យ Kilo គឺឆាប់ជាសះស្បើយតាដល់កមកពីអ្នកនេះខំគ្នាឯណាក្លែងមើលក្រុមរបស់ Gentru ដែលជាអសក់ពណ៌លឿងនេះវិញយើងក៏បានឃើញពួកគេកំពុងដេកអង្គុយដេកសុកហ្នឹងក៏មានពួយមួយហោះពីកដាមុខប៉ុន្តែត្រូវបានអសក់ពណ៌ខៀមគឺចាប់បានហើយពួកគេគិតថាក្រុមរបស់ Ita ហេតុអីក៏ដឹងថាពួកគេនៅកន្លែងណាកន្លែងនេះច្បាស់ម៉េច Gentru ក៏បានគិតថាប្រហែលជាពួកគេប្រើណែនដើម្បីដឹងពីពួកគេនឹងឯងហើយនៅពេលហ្នឹងពួកគេក៏បានរៀបចំសហការគ្នានឹងផែនការបន្តទៀតផងដែរដោយពួកគេនឹងទៅទីក្រុង Masadora ហើយចំណែក Reno កំពុងតែតាមដានពួកគេដូចគ្នាថាពួកគេកំពុងតែធ្វើបាបបរិសម្នាក់ដើម្បីយកការនឹងបើបរិសហ្នឹងដើម្បីទៅលួចការអ្នកណាអ្នកណីអីចឹងណាហើយព័ត៌មានទាំងប្រមាណហ្នឹងគឺ Ira ដឹងដូចគ្នាដោយសារតែ Reno គឺបានរាយការណ៍មកកាន់ពួកគេនឹងឯងពេលនោះយើងក៏បានឃើញគ្នារបស់ Ira ក៏គេបានប្រើនេះអាដូចត្រៃវិស័យនេះប៉ុន្តែបង្កើតឡើងដោយណែនអីចឹងណាចឹងតែមកពួកគេដឹងថាក្រុមរបស់សពពលនឹងជា Gentru ណានឹងច្បាស់ម៉េចឥឡូវយើងក៏លេចមកមើល Gon នេះវិញយើងក៏បានឃើញគេកំពុងតែប្រមូលកម្លាំងរបស់គេនៅដៃហ្នឹងហោះចុះហោះឡើងប៉ុន្តែនៅតែបានទៀបដដែល Gon គឺគេបានតែឥឡូវហ្នឹងគឺគេខំប្រមូលកម្លាំងហេតុអីក៏ធ្វើអត់បានអញ្ចឹងគេគួរតែធ្វើបាននៅពេលដែលគេបាញ់ថាពលហ្នឹងគឺគេអាចបាញ់ចេញខ្លាំងប៉ុន្តែនៅពេលដែលគេបាសដៃបាសជើងហេតុអីក៏ធ្វើអត់បានគឺគេឆ្ងល់ខ្លាំងមែនតែនហ្មងណាហើយនៅពេលហ្នឹងយើងក៏បានឃើញ Bisky ហើយនិង Kilo ក៏គេបានថាពួកគេគួរតែរកវិធីផ្សេងសិនហើយព្រោះផែនការរបស់គេគឺមិនមែនតែត្រូវតែមួយនោះទេពួកគេគួរតែមានផែនការសកលបន្តទៀតពេលហ្នឹងយើងក៏បានឃើញថា Bisky ក៏បាននាំ Kilo មកមើលថ្មមួយដ៏ធំតែម្ដងហើយយើងអត់ដឹងថាពួកគេចង់ប្រើថ្មហ្នឹងជាអន្ទាក់អីដើម្បីតាក់ជាមួយនឹង Gentru នោះទេហើយមួយ Gentru នេះវិញកាត់ដែលពួកគេគឺអាច teleport ទៅរក Ira ឥឡូវនេះគឺបានច្រើនជាងការរបស់ Ira ទៀតអញ្ចឹងទៅចាំមើលថា Ira គឺអាចរត់រួចពី Gentru បានដែរអត់ពេលហ្នឹងយើងក៏បានឃើញ Gentru ក៏បាន teleport ទៅរក Ira តែម្ដងយើងក៏បានឃើញក្រុមរបស់ Ira ក៏បានដឹងដូចគ្នាដោយសារតែ Gentru ហ្នឹងគឺប្រើអាការហ្នឹងហោះមកពួកគេលឿនយកតែមែនតែនហើយមិនទាន់ដឹងឲ្យហង Gentru ក៏បានមកកាន់កណ្ដាលមុខរបស់ Ira ហើយ Ira ក៏បាន teleport រត់ចាក់ចេញអញ្ចឹងទៅ Gentru វិញក៏គេអត់ឲ្យ Ira រត់រួចដែរគេក៏បាន teleport ទៅតាម Ira យើងក៏បានឃើញពួកគេក៏បាន teleport ពីមួយកន្លែងទៅមួយកន្លែងហោះដេញគ្នាឈប់អីអញ្ចឹងទៅរីឯ Ira ក៏គេបាន teleport មកកន្លែងមួយដែលបានថាឥឡូវនេះការរបស់ពួកគេគឺចិត្តអស់ហើយរីឯពីរនេះអាសពបកហមអាសពបកខៀវគ្នារបស់ Gentru ហ្នឹងគឺកំពុងតែនៅទីក្រុង Masadora នៅកន្លែង shop ហ្នឹងអញ្ចឹងបានន័យថាពីរនេះដែលហោះជាមួយនឹង Gentru មុនហ្នឹងគ្រាន់តែជាមនុស្សដែល Gentru បំលែងហ្នឹងអញ្ចឹងទៅគឺក្រុមរបស់ Ira ចាញ់បោក Gentru ដែល Gentru បលាអីណាហើយអត្តភាពមួយហ្នឹងគឺ Reno បានដឹងឥឡូវហ្នឹងឯងបន្ទាប់មកយើងក៏បានឃើញ Gon កំពុងតែវឹកហាត់ Kilo ក៏បានមកនិយាយជាមួយនឹង Bisky ប្រាប់ទៅកាន់ Gon ថាឥឡូវហ្នឹងគឺបង្ហាញការហ្នឹងឲ្យទៅកាន់ Gon ទៅ Bisky ក៏បានឲ្យការមួយទៅកាន់ Gon តែដឹងថាការហ្នឹងគឺជាការអីនោះទេ Kilo ក៏បានថាពួកគេគួរតែរៀបចំផែនការមួយទៀតដើម្បីធ្វើស៊ីទៅកាន់ Gentru ហើយ Gon នៅពេលដែលឮបែបហ្នឹងក៏គេភ្ញាក់ផ្អើលផងដែរចំរៀបចំផែនការអីគេពួកគេនឹងសហការគ្នាពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹងផែនការមួយហ្នឹងហើយមើលក្រុមរបស់ Gentru ក៏ដូចជា Ira ដែលវិញពួកគេនៅតែបន្តដេញគ្នាអីចឹងទៅប៉ុន្តែការរបស់ Ira ចិត្តអស់ហើយ Gentru គេសប្បាយចិត្តខ្លាំងមែនតែនតែម្ដងចំណែក Ira នេះវិញគេក៏បាន teleport ចេញមកពិភពខាងក្រៅដែលជាពិភពពិតហើយនៅពេលដែលគេចេញមកហ្នឹងគ្នារបស់គេដែលកំពុងតែមើលខែខុសត្រូវហ្នឹងគេបាននិយាយថាឥឡូវហ្នឹងគឺលោកតាបាត់តារាហ្នឹងគឺគាត់ឈប់ជួលណាគេទាំងអស់ហើយគឺលែងត្រូវការហើយនិយាយទៅគឺ delete ចោលហើយគាត់នៅលឺបាត់ហ្នឹង Ira ភ្ញាក់ផ្អើលខ្លាំងមែនតែនចំគឺគេខំប្រម៉ូការខំអីចិត្តឈ្នះ game ហ្នឹងណាឈប់ជួលឈប់អីឈប់ឆាយលុយណាធ្វើចឹងមិនបានហើយចំណែកលោកតាបាត់តារាគឺគាត់បានថាគឺគាត់ចង់នៅម្នាក់ឯងកំពុងតែហូរទឹកភ្នែកក៏ដឹងថាមានបញ្ហាអីនោះទេបានជាគាត់យំបែបហ្នឹងហើយ Ira គឺមកចិត្តខ្លាំងមែនតែនតែម្ដងដោយសារតែលោកតាបាត់តារាហ្នឹងគឺគាត់ឈប់ឆាយលុយទៅលើអ្នកដែលបានយកឈ្នះទៅកាន់ game ហ្នឹងអីចឹងណារីឯ Gentru នេះវិញគេក៏បានសម្លាប់
អប៉ែមុននឹងដែលប្រាប់ទៅកាន់អ៊ីរ៉ាហ្នឹងហើយគេបានថាចាំមើលថាអ៊ីរ៉ាគឺអាចរត់គេចពីគេបានដល់ណាទៀតហើយយើងក៏បានឃើញអ៊ីរ៉ាក៏ដូចជាគ្នារបស់គេក៏កំពុងតែរកនឹកវិធីផងដែរថាធ្វើម៉េចទើបអាចជាពេល Gen True ហ្នឹងគឺបានយូររហូតទៅដល់2អាទិត្យដើម្បីក្រុមរបស់ Gon គឺអាចវឹកហាត់គឺដូចជាដៃរបស់ Killua គឺប្រសើរឡើងប្រសិនរឿងភាគទី44មកហ្នឹងយើងក៏បានឃើញថាគ្នារបស់អ៊ីរ៉ាក៏ដូចជាអ៊ីរ៉ាក៏ពួកគេបានចេញទៅខាងក្រៅហ្គេមផងដែរដោយសារតែ Killua បានឃើញក៏ដូចជា Bisky បានឃើញថាបញ្ជីឈ្មោះរបស់ពួកគេគឺត្រូវបានលុបចោលបាត់ហើយរីឯ Gon ក៏កំពុងតែវឹកហាត់នៅសមត្ថភាពរបស់គេបន្តទៀត Gon ងាកមកគេបាននិយាយថាសមត្ថភាពរបស់គេឥឡូវកាន់តែរីកចម្រើននេះរៀងអែមដែរតាហើយឥឡូវយើងក៏លេចមកមើល Rhino នេះវិញគេកំពុងតែឃ្លាំមើលពីសកម្មភាពរបស់ក្រុមរបស់ Gen True ដូចគ្នាហើយនៅពេលហ្នឹងគេក៏បានឃើញថាក្រុមរបស់ Gen True ហ្នឹងគឺកំពុងតែយាមទៅកាន់អ៊ីរ៉ានៅពេលដែលអ៊ីរ៉ាចូលមកក្នុងហ្គេមអីចឹងទៅហើយរឿងព័ត៌មានទាំងប្រហែលគេកំពុងតែនិយាយប្រាប់ទៅកាន់ Killua ក៏ដូចជា Bisky អីចឹងណាហើយនៅពេលហ្នឹងគេក៏បានអង្គុយមើលបន្តទៀតដែរថាបើសិនជាក្រុម Gen True ធ្វើអីគឺនឹងប្រាប់ទៅកាន់ក្រុមរបស់ Killua តែម្ដងរីឯក្រុមរបស់ Gen True នេះវិញគេកំពុងតែឈរចាំទៅកាន់អ៊ីរ៉ាបើសិនជាអ៊ីរ៉ាចូលមកក្នុងហ្គេមវិញគឺនឹងតទល់គ្នាក៏ដូចជាពួកគេនឹងយកកាតពីអ៊ីរ៉ាតែម្ដងតែបើសិនជារយៈពេល5នាទីទៀតអ៊ីរ៉ាអត់ចូលមកក្នុងហ្គេមទេគឺឈ្មោះរបស់អ៊ីរ៉ាក៏ដូចជា item របស់អ៊ីរ៉ាទាំងប្រហែលគឺនឹងត្រូវលុបចោលតែម្ដងហើយពួកគេក៏បានឈរចាំនៅកន្លែងខ្លោងទ្វារជក់ចូលហ្គេមអីចឹងទៅរីឯនាទីដែលអ៊ីរ៉ាត្រូវបានចូលឥឡូវហ្នឹងក៏ត្រូវបានផុតផងដែរហើយយើងក៏បានឃើញពួកគេក៏សប្បាយចិត្តខ្លាំងមែនតើចឹងទៅគោលដៅរបស់ពួកគេបន្ទាប់ហ្នឹងគឺទៅរក Gon នឹងឯងខ្លាំងមើលខ្លួននេះវិញគេក៏បានដឹងដំណឹងហ្នឹងហើយក៏បានប្រាប់ទៅកាន់ Gon ហើយនឹង Killua ក៏ដូចជា Bisky ផងដែរហើយគេក៏បាននិយាយថាកាតតាំងប្រមាណហ្នឹងគឺអត់ត្រូវបានលុបចោលនោះទេដោយសារតែអ៊ីរ៉ាគឺបានបកគោលកាតទាំងអស់របស់ខ្លួនហ្នឹងគឺមកឲ្យ Rhino ហើយនៅពេលដែលលឺបែបហ្នឹងគឺក្រុមរបស់ Gon គឺសប្បាយចិត្តខ្លាំងមែនតើចំណែក Gen True នេះវិញគឺគេក៏បានប្រើការ teleport ហ្នឹងគឺដើម្បីទៅស្វែងរកជាមួយនឹង Gon តែដំបូងឡើយគឺពួកគេទៅកាន់ទីក្រុង Masadora ជាមុនសិនហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញ Rhino ក៏គេបានប្រាប់ទៅកាន់ Gon ក៏ដូចជា Killua ហើយនិង Bisky ផងដែរថាក្រុមរបស់ Gen True ហ្នឹងគឺកំពុងតែទៅទីក្រុង Masadora ចឹងនៅពេលដែលចេញពីទីក្រុង Masadora គឺនឹងទៅរក Killua នឹងឯងហើយ Killua ក៏គេបានដឹងដំណឹងមួយនឹងផងដែរក៏បានអរគុណទៅកាន់ Rhino វិញចឹងទៅហើយពួកគេទាំង3នាក់ក៏ត្រូវបានត្រៀមខ្លួនតទល់ជាមួយនឹង Gen True នឹងឯងកន្លែងមកមើលនៅពិភពខាងក្រៅនេះវិញយើងក៏បានឃើញថាអ៊ីរ៉ាក៏បានមកនិយាយជាមួយលោកតាបត្រាថាហេតុអីមូលហេតុអីបានជាអត់បន្តដើម្បីសម្អាតហ្គេមឬក៏យកឈ្នះហ្គេមហ្នឹងអីចឹងណាហើយក្មេងស្រីហ្នឹងគឺជាណាគេជាកូនរបស់លោកតាអីមែនតែនៅពេលដែលអ៊ីរ៉ាសួរបែបហ្នឹងលោកតាបត្រាក៏បាននិយាយថានេះគឺមិនមែនជាកូនស្រីរបស់គាត់ទេគឺជាគូស្នេហ៍របស់គាត់ឬក៏ជាមនុស្សដែលគាត់ស្រឡាញ់ឬក៏ជាមនុស្សដែលស្រឡាញ់គ្នាមួយគាត់អីចឹងទៅហើយឥឡូវហ្នឹងគឺនាងត្រូវបានស្លាប់បាត់បង់ជីវិតអីចឹងហើយបានជាមូលហេតុហ្នឹងគឺគាត់មិនចំណាយលុយទៅលើការបញ្ចប់ហ្គេមហ្នឹងទៀតទេព្រោះថានៅពេលដែលនាងនៅរស់សុកសុងនេះក៏បានធ្លាក់ខ្លួនឈឺហើយនៅពេលដែលនាងឈឺតាមគាត់ដឹងគឺគាត់បានដឹងថានៅក្នុងហ្គេមកោះខ្រែកហ្នឹងគឺមានកាតមួយដែលកាតហ្នឹងគឺវាអាចជួយទៅកាន់មនុស្សឈឺគឺឲ្យជាសះស្បើយទៅជាគ្រប់សពបែបយ៉ាងតែម្ដងទៅគាត់ក៏សម្រេចចិត្តដេញថ្លៃយកអាហ្គេមកោះខ្រែកហ្នឹងទោះជាអស់លុយប្រមាណក៏ដោយក៏គាត់ហ្នឹងគឺសុខចិត្តដែរដើម្បីមនុស្សដែលគាត់ស្រឡាញ់តែឥឡូវនាងបានស្លាប់អីចាំបានថាគឺវាគ្មានប្រយោជន៍ទៀតទេសម្រាប់គាត់អាហ្គេមកោះខ្រែកហ្នឹងណាលេមើលក្រុម Gen True នេះវិញ Gen True គេបានថាឥឡូវដល់ពេលហើយគឺពួកគេនឹងធ្វើការ teleport ដើម្បីទៅរក Gon ហ្នឹងឯងពេលហ្នឹងយើងក៏បានឃើញគេក៏បាន teleport មកជួបជាមួយនឹង Gon ផងដែរគេលោកក៏ដូចជា Gon ក៏បានសួរថាឥឡូវហ្នឹងមកហ្នឹងគឺមានបញ្ហាអីមានរឿងអីចង់ជួបគ្នានិយាយរឿងអីអញ្ចឹងណាហើយ Gen True គេបានថាអត់មានអីទេឥឡូវហ្នឹងគ្រាន់តែបកគោលកាតដែលគេត្រូវការគឺឲ្យមកកាន់ខ្លួនគេមកបើសិនជាបកគោលឲ្យគេគឺគេនឹងទុកជីវិតឲ្យតែបើសិនជាអត់បកគោលឲ្យទេគឺគេនឹងវាយយកតែម្ដងហើយគេលោកក៏បាននិយាយថាបើសិនជាមានសមត្ថភាពឲ្យចូលមកយកខ្លួនឯងមកបើបកគោលងាយបកគោលមិនកើតហើយ Gen True នៅពេលដែលលឺបែបហ្នឹងគឺគេហួសចិត្តខ្លាំងមែនទែនសិតឲ្យតទល់គ្នាឯណាគេមើលងាយទៅកាន់ក្រុម Gon ហ្មងណាហើយនៅពេលហ្នឹង Gen True ក៏ធ្វើការវាយប្រហារទៅកាន់ក្រុមរបស់ Gon តែម្ដងហើយឯក្រុមរបស់ Gon ក៏បានធ្វើការ teleport ចាក់ចេញពីកន្លែងហ្នឹងដូចគ្នាហើយ Gen True នៅពេលដែលឃើញបែបហ្នឹងគេក៏បានថាចង់រត់ទៅណាឲ្យសិតតែសាច់គេក៏បាន teleport ទៅកាន់ក្រុមរបស់ Gon ហ្នឹងផងដែរឃើញថាក្រុមរបស់ Gon ហត់ទៅណាគឺ Gen True ហត់ទៅហ្នឹងឯងហើយ Gen True បាននិយាយថាចាំមើលឥឡូវហ្នឹងគឺក្រុមរបស់ Gon ចិត្តអស់ការ teleport ហើយចាំមើលថា teleport បានប្រមាណដងទៀតហើយនៅពេលហ្នឹងយើងក៏បានឃើញក្រុមរបស់ Gon ក៏បាន teleport ហើយក្រុមរបស់ Gen True ក៏បាន teleport មកតាមប៉ុន្តែលើកហ្នឹងគឺថាបាត់ Gon ចឹងអត់ដឹងទៅណានោះទេដោយសារតែ Killua Gon និង Bisky បានប្រើ set stone ដើម្បីលាក់ខ្លួនរបស់ពួកគេនៅកន្លែងស្លឹកឈើមួយអញ្ចឹងណាតាមសង្កេតការក្រុមរបស់ Gen True ដែលក្រុមរបស់ Gen True គឺទៅរក Gon Killua និង Bisky នៅកន្លែងហាងនៅក្នុងទីក្រុង Masadora ប៉ុន្តែពួកគេរត់ឃើញទេទៅពួកគេក៏បានសម្រេចចិត្ត teleport ម្ដងទៀត teleport ហ្នឹងគឺដាក់កណ្ដាលមុខតែម្ដងនិយាយទៅគឺកាក់ហ្មងគេបានថាលើកហ្នឹងចង់រត់ទៅណារត់ថ្មើរជើងទាំងអស់គ្នាព្រោះអស់ការ teleport រៀងខ្លួនហើយនៅពេលហ្នឹងយើងក៏បានឃើញក្រុមរបស់ Gon Killua និង Bisky គឺមិនអាចជួយរួចពីក្រុមរបស់ Gen True នោះទេ Gen True បានថាឥឡូវហ្នឹងផ្លូវតល់ហើយវាគោលកាតមកចំណែក Bisky ក៏បានគិតពីចំណុចខ្សោយក៏ដូចជាវិធីនៅក្នុងការបំបែកគ្នារបស់ Gen True ក៏ដូចជាគ្នារបស់គេហ្នឹងគឺចេញម្នាក់ម្ដងអីចឹងទៅ Killua ក៏គេបានគិតក្នុងចិត្តដូចគ្នាដែរថាមានប្រពួកគេបំបែកគ្នាម្នាក់វាយម្នាក់វាយម្នាក់នោះទេបើវាយជាក្រុមប្រកបជាក្រុមរបស់ Gen True គឺមានព្រៀបជាងហើយនៅពេលហ្នឹងគេក៏បានស្រែកឲ្យ Bisky ហ្នឹងគឺរត់ទៅខាងឆ្វេងចំណែកខ្លួនគេដែលជា Killua គឺរត់ទៅខាងស្ដាំនិយាយទៅគឺយកម្នាក់មួយដើម្បីទៅប្រកួតគ្នាអញ្ចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏ត្រូវបានបែងចែកគ្នាផងដែរ Killua ជាមួយអសក់ពណ៌ក្រហម Bisky ជាមួយអសក់ពណ៌ខៀវចំណែក Gon គឺជាមួយនឹង Gen True ដែលជាអសក់ពណ៌លឿងនឹងឯងពេលហ្នឹងយើងក៏បានឃើញថា Gen True ក៏គេបានហប់មកវាយប្រហារទៅកាន់ Gon ប៉ុន្តែនៅពេលហ្នឹងសំណាងល្អដែរ Gon គឺ reflect ក៏បានវាយដៃរបស់ Gen True ហើយក៏បានកិច្ចពីកណ្ដាប់ដៃរបស់ Gen True អញ្ចឹងណាគឺ Gen True បានភ្ញាក់ផ្អើលមកចំឬមួយក៏ Gon ហ្នឹងដឹងថាគេគឺ
គឺជាអ្នកដាក់ក្របបែកប៉ុន្តែមិនអីទេបើសិនជាដឹងថាគេគឺជាអ្នកដាក់ក្របបែកគឺគេនឹងសម្លាប់តែម្ដងព្រោះឲ្យតែអ្នកដឹងថាគេនឹងគឺជាអ្នកដាក់ក្របបែកគឺគេនឹងសម្លាប់ចោលនឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេទាំងពីរណាក៏បានតទល់គ្នាផងដែរគឺថាកម្លាំងណែនរបស់ Chenchu គឺខ្លាំងជាង Gon ប៉ុន្តែក៏បានថាអត់អីទេប៉ុណ្ណឹងតទល់បានយើងក៏បានឃើញ Gon ក៏បានហត់ទៅវាយជាមួយនឹង Chenchu តែម្ដងដាក់យកទាត់នេះទាត់នោះទាត់នេះទាត់នោះអីចឹងណាប៉ុន្តែ Chenchu នឹងគឺអាចទប់ជាមួយនឹងការវាយរបស់ Gon គឺបានទាំងអស់តែម្ដង Chenchu បាញ់ថាងាប់ហើយកម្លាំងជើងឡើងកូនក្មេងចង់មកវាយមួយគេទៅមិនរួចហើយបន្ទាប់មក Gon ក៏គេបានហត់ចូលទៅមាត់ជាមួយនឹង Chenchu ទៀតហើយប៉ុន្តែនៅពេលហ្នឹងយើងក៏បានឃើញថា Gon ចាប់បានសង្កេតឃើញថាល្បឿនរបស់ Chenchu គឺលឿនខុសពីធម្មតាហើយនៅពេលហ្នឹងគេក៏បានបន្តវាយទៅកាន់ Chenchu បន្តទៀតហើយនៅពេលដែលរត់ទៅមាត់ Chenchu មែនទេ Chenchu ក៏បានដាក់មាត់ដៃកដាមុខតែម្ដងដែលធ្វើឲ្យ Gon គឺបាសជើងចងាងាងហ្មងគឺថាល្បឿនរបស់ Chenchu គឺលឿនជាង Gon ប៉ុន្តែ Gon គឺអត់ចុះចាញ់ទេក៏បានងើបមកនិងបានប្រើថាមពលរបស់គេបន្តទៀតដើម្បីប្រកួតក៏ដូចជាប្រយុទ្ធជាមួយនឹង Chenchu នឹងឯងទីឯ Chenchu ក៏បានស្ងើចសារទៅកាន់ Gon ដែរថាកូនក្មេងនេះវាតស៊ូប៉ុន្តែយ៉ាងណាក៏មិនអាចយកឈ្នះទៅកាន់គេដែរ Chenchu ក៏បានរត់ទៅមាត់ Gon ដាក់យកទាត់យកឡើងខ្ទប់មួយជាងមកមិនគិតថាក្មេងមិនគិតថាចាស់នោះទេគឺថាដាក់កប់ដៃយកតែម្ដងតែទោះបីជាយ៉ាងណាក៏គ្រាន់តែងើបឡើងមកធម្មតាហើយ Chenchu នៅពេលដែលឃើញបែបហ្នឹងចាប់ដើមមើលមុនហ្នឹងរៀងលេងសើចដល់ពេលឃើញថា Gon នឹងតាញ់ចាប់ដើមមើលមិនទេហើយគេក៏បានចូលទៅដាក់ Gon យកទៀតតែ Gon នៅតែអាចងើបឡើងធម្មតា Chenchu បានថាឥឡូវហ្នឹងគឺគេលេងមែនតែនហើយលេងបន្ធូរដៃទៅកាន់ Gon ហើយពេលហ្នឹងយើងក៏បានឃើញគេក៏បានមកទៅកាន់ Gon អញ្ចឹងទៅឥឡូវយើងក៏លេងមកមើល Bisky ក៏ដូចជាគ្នារបស់ Chenchu នេះវិញ Bisky កំពុងតែរត់គ្នារបស់គេក៏បានហត់តាមពីក្រោយអញ្ចឹងណា Bisky ក៏បានប្រើការ teleport ប៉ុន្តែគឺមិន teleport តាមម្នាក់ឯងនោះទេគឺមិន teleport ហត់តាមម្នាក់ឯងណាគឺ teleport ជាមួយនឹងមួយហ្នឹងទៅជាមួយនឹងគេតែម្ដងយើងក៏បានឃើញពួកគេក៏បាន teleport មកកន្លែងវាលសាច់ដ៏ឆ្ងាយមួយពីកន្លែងរបស់ Chenchu ហើយនៅពេលហ្នឹងគ្នារបស់ Chenchu ក៏បានសួរទៅកាន់ Bisky ថាអីក៏ teleport មកទាំងពីរនាក់អញ្ចឹងបើចង់ហត់តាមម្នាក់ឯងទៅ teleport មកទាំងគេអញ្ចឹងហត់មិនរួចប៉ុន្តែនៅពេលហ្នឹង Bisky បានថាមិនទេមិនចង់ហត់ទេគ្រាន់តែ teleport មកឲ្យឆ្ងាយកុំឲ្យមានគ្នាដើម្បីជួយអីចឹងណានិយាយទៅគឺអត់ចង់ឲ្យគ្នារបស់ Chenchu ក៏ដូចជា Chenchu មកជួយអាមួយហ្នឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញថា Bisky ក៏បានធ្វើការវាយប្រហារទៅកាន់អាមួយហ្នឹងល្បឿនរបស់ Bisky គឺលឿនខ្លាំងមែនទែនដាក់យកដាក់លោឡើងកប់ហ្មងប៉ុន្តែអាមួយហ្នឹងវារៀងខ្លាំងដែរវានៅតែងើបបានមកធម្មតាអញ្ចឹងទៅហើយដល់ពេលហ្នឹង Bisky ក៏បានដាក់យកទាត់យកមាត់យកអញ្ចឹងទៅប៉ុន្តែអាមួយហ្នឹងវាបាញ់ថាកម្លាំងដៃឡើងដូចកូនក្មេងវាយប៉ុណ្ណឹងធ្វើឲ្យវាមិនកើតនោះទេហើយ Bisky ក៏បានរត់ចូលទៅម្ដងទៀតមកដៃមកឡើងទៀត Bisky គេបាញ់ថាអើយគាត់ថាជាកូនក្មេងមួយធ្វើឲ្យគេកើតគាត់ថាអាចយកឈ្នះទៅកាន់គេបានមែនតែនៅពេលហ្នឹង Bisky ក៏បានចេញសម្លេងមកបាញ់ថាអាវាយមួយដៃមិញគឺគ្រាន់តែតឲ្យទេកុំឲ្យថាបានវាយមួយដៃសោះហើយ Bisky ក៏បានហិចមៀតក៏ដូចជាកម្លាំងរបស់គេឡើងប៉ុណ្ណាណៃគួរឲ្យខ្លាចខ្លាំងហ្មងហើយមួយហ្នឹងគ្រាន់តែឃើញអញ្ចឹងចុំ Bisky លះអំណាចរបស់គេមែនឃើញស្មាកូនក្មេងតែបិទមែនហ្នឹងមែនទេមកដៃម៉ាំងអាមួយហ្នឹងទៀតទៅដល់ថែមប៉ុណ្ណេះធ្លាក់មកវិញក៏ដុតអីអញ្ចឹងទៅ Bisky គឺហិចមៀតខ្លាំងមែនតើហើយចាំថា Bisky អាយុ50ឆ្នាំជាងណាមិនក្មេងនោះទេហើយ Bisky ក៏បានដើរមកមើលអាមួយហ្នឹងផងដែរដែលវាបានថាអីក៏ Bisky ក៏ហក់គេឲ្យបំលែងខ្លួនធ្វើជាកូនក្មេងអត់ចេះដឹងអីអញ្ចឹងណាធ្វើជាកូនក្មេងដែលខ្សោយតាមពិតទៅគឺ Bisky គឺមានកម្លាំងខ្លាំងយកតែមែនតែម្ដងមើលតែមានដឹងនេះឡើងខ្ជូតមកអូនខ្ជូតយើងពេលហ្នឹងយើងក៏បានឲ្យឃើញអាមួយហ្នឹងក៏បានសន្លប់អញ្ចឹងទៅ Bisky ក៏អាចយកឈ្នះទៅកាន់អាមួយសក់ពណ៌ខៀវហ្នឹងក៏ដូចជាបង្ក្រាបវាបានផងដែរឥឡូវយើងក៏លេងមកមើល Killua នេះវិញជាមួយនឹងសក់ពណ៌ខំគ្នារបស់ Chenchu Killua ក៏បានទិញអាមួយហ្នឹងមកយ៉ាងឆ្ងាយផងដែរហើយបន្ទាប់មកពួកគេក៏បានម៉ាត់គ្នាម៉ាត់ចុះម៉ាត់ឡើងអីចឹងទៅ Killua ក៏បានសង្កេតឃើញថាល្បឿនពួកអានេះគឺលឿនខ្លាំងមែនទែនគ្នារបស់ Chenchu ទាំង3នាក់ហ្នឹងហើយនៅពេលដែលកំពុងតែវាយគ្នាហ្នឹង Killua ក៏ត្រូវបានមួយហ្នឹងដាក់មាត់ដៃចំកណ្ដាលមុខក៏ដូចជាដាក់មាត់ដៃទៀតដែលធ្វើឲ្យ Killua ខ្ទាតតែម្ដង Killua ក៏បានថាឥឡូវហ្នឹងគឺផែនការរបស់ពួកគេគួរតែចាប់ផ្ដើមហើយពេលហ្នឹងយើងក៏បានឃើញ Killua ក៏បានប្រើ Shadow Walk ដើម្បីដើរចូលទៅតែម្ដងនឹងដាក់អាមួយហ្នឹងមកថាមពលអគិសនីដែលគេមានហ្នឹងគឺដាក់ទ្រឺអីចឹងទៅលាក់ធ្វើអីទៀតបើដល់ដំណាក់កាលហ្នឹងហើយនេះគួរតែបញ្ចេញអាមួយហ្នឹងវាសាកស្គាល់រសជាតិអគិសនីអីចឹងណាហើយ Killua ក៏បានដឹងដែរថាប៉ុណ្ណឹងធ្វើអីអាមួយហ្នឹងមិនបានទេទើប Killua ក៏គេបាននិយាយថាឥឡូវហ្នឹងគូសាស្ត្ររបស់លេងថ្មីគឺជាយោអីចឹងទៅហើយ Killua នៅពេលដែលដកយោមកហ្នឹងគេក៏បានចេញក្បាច់យោកវីកវត្តយោយ៉ាអីចឹងទៅអាមួយហ្នឹងឃើញក៏វាហួសចិត្តដែរប៉ុន្តែថាមពលដូចជាកម្លាំងយោគឺខ្លាំងមែនទែនដាក់ម៉ាំងនឹងដាច់ដើមឈើអញ្ចឹងណាអាមួយឆ្ងំយោមានទម្ងន់ប៉ុន្មានហើយនៅពេលហ្នឹង Killua ក៏គេបាននិយាយថាយោហ្នឹងគឺមានទម្ងន់រហូតដល់50គីឡូឯណោះ50គីឡូយោមកជាហៀងអញ្ចឹងបានថាធ្ងន់យកតែមែនតែនហ្មងហើយនៅពេលហ្នឹងគេក៏បានកវីវត្តទៅកាន់អាមួយហ្នឹងទៀតទោះបីជាអាមួយហ្នឹងវាមានល្បឿនលឿនយ៉ាងណាក៏ដោយក៏យោរបស់ Killua គឺអាចតាមទាន់ដែរហើយក៏បានដាក់ហ្នឹងម៉ាំងឡើងតឡាត់តឡងខ្ទាតពេញហ្នឹងអីចឹងទៅអាមួយហ្នឹងក៏វាចាប់ដើមរហូតល្បិចដើម្បីវាប្រហារទៅកាន់ Killua វិញគេក៏បានក្រាបដៃនៅដុំថ្មហើយនៅពេលហ្នឹងយើងក៏បានឃើញ Killua ក៏បានវាប្រហារទៅកាន់វាក៏បានលោតឡើងនិងគប់ទៅកាន់ Killua មកដុំថ្មអញ្ចឹងទៅតែធ្វើឲ្យ Killua ហ្នឹងគឺអាឡ័យតាកិច្ចទៅធ្វើអាមួយសក់ពណ៌ខោវាមានឱកាសចូលទៅកាន់ Killua មាត់ Killua មួយដៃតែបាយជាដងមកដាក់មកជើងវិញវាក៏បាននិយាយថាអូយអានេះគឺចលោឆ្វេងវាយស្ដាំឆ្លាតខ្លាំងមែនទែនគេបាយថាមិនដែរគឺចលោមនុស្សវាយឆ្កែសាំដកហ្មងប៉ុន្តែនៅពេលហ្នឹងអាក្បាច់ចលោមនុស្សវាយឆ្កែមិនមានតែវាទេ Killua ក៏ចេះដែរយើងក៏បានឃើញ Killua ក៏បានហៅនេះក៏ជាក្បាច់ចលោមនុស្សវាយឆ្កែដែរអើយសាំដកហ្មងតែប៉ុន្តែកន្លែងមិញហ្នឹងគឺ Killua អាចឲ្យអាសក់ពណ៌ក្រហមគឺវាយមកកាន់ខ្លួនតែប៉ុណ្ណោះហើយបន្ទាប់មកក៏ប្រើយោមកពីក្រោយវិញអញ្ចឹងទៅហើយកម្លាំងយោក៏ដូចជំងន់គឺខ្លាំងមែនទែនតែធ្វើឲ្យមួយហ្នឹងគឺវាដេកស្ប៉ាមងើបអត់រួចនោះទេ Killua បានថាល្បិចតែប្រហែលគឺគេបានរៀបចំហើយទោះបីជាដុំថ្មក្នុងដៃរបស់សក់ពណ៌ក្រហមក៏ Killua បានដឹងមុនដែរមិនអត់ដឹងនោះទេព្រោះ Killua លឿនហើយ Killua ក៏បាន
ប្រើយោយោដាក់ចំកណ្ដាលក្បាលប៉ាក់ឡើងពកក្បាលអញ្ចឹងទៅក៏ដូចជាបញ្ចូលថាមពលអគ្គិសនីទៅកាន់តែមួយហ្នឹងឡើងបង្កាច់ត្រាល់ត្រេតអីអញ្ចឹងទៅបន្ទាប់មកយើងក៏បានឃើញ Kilo ក៏អាចយកឈ្នះទៅកាន់អសពពណ៌ក្រហមក៏ដូចជាចាប់បានអសពពណ៌ក្រហមកំសរីលេខមកមើល Gentru នេះវិញយើងក៏បានឃើញគេក៏បានដាក់ទៅកាន់ Gon ដាក់យកតែម្ដងដែលធ្វើឲ្យ Gentru គឺភ្ជាប់អើមកដោយសារតែ Gon នៅតែអាចងើបបានទោះបីជាគេដាក់ខ្លាំងប៉ុណ្ណាក៏ដោយឥឡូវហ្នឹងលឹបភ្នែកបង្ហៀងហើមភ្នែកបង្ហៀងនេះហើយបន្ទាប់មកយើងក៏បានឃើញ Gentru ចាប់បានប្រើកំដាប់ដៃ Gam Flower របស់គេហើយគឺជាអាកំដាប់ដៃបំទុះអញ្ចឹងណាគឺគេចាប់បានបញ្ចេញនៅសមត្ថភាពក៏ដូចជាថាមពលរបស់គេហើយនៅពេលហ្នឹងគេក៏បានហក់ទៅចង់យកដៃរបស់គេគឺចាប់ទៅកាន់ដៃ Gon ប៉ុន្តែលើកនេះក៏គេប្រើតាមជាហៀងសិនតែប៉ុណ្ណោះហើយនៅពេលហ្នឹងយើងក៏បានឃើញ Gentru ក៏បានរត់ទៅពីមុខ Gon យ៉ាងលឿនហើយក៏បានចាប់ទៅកាន់ដៃរបស់ Gon និងបំទុះដៃរបស់ Gon មកជាហៀងប៉ុន្តែនៅពេលហ្នឹង Gon គេអាចកិច្ចរួចផងដែរហើយដៃរបស់គេក៏នៅរបួសបន្តិចបន្តួចតែប៉ុណ្ណោះគឺអត់មានផ្ទុះដាច់ដៃអីនោះទេ Gentru ក៏បានថាចំ Gon នេះចេះប្រើ Chiro ថានេះ M Sram គាត់បើហើយនៅពេលហ្នឹងយើងក៏បានឃើញ Gentru ក៏គេបានហក់ទៅម្ដងទៀតនិងបានមាត់ទៅកាន់ Gon ក៏ដូចជាចាប់ដៃរបស់ Gon បំទុះប៉ុន្តែនៅពេលហ្នឹងគេអត់បំទុះដៃទេក៏បានមាត់ទៅកាន់ Gon មកដៃចំកណ្ដាលពោះដែលធ្វើឲ្យ Gon បកាច់ត្រាល់តែម្ដងគេបានដឹងថា Gon ប្រមូលកម្លាំងទេប្រហែលទៅទប់នៅកដៃចឹងទៅពោះអត់មានកម្លាំងការពារទេបានជាគេវាយទៅកាន់ Gon បកាច់ត្រាល់អីចឹងទៅប៉ុន្តែនៅពេលហ្នឹង Gon គេបានងើបមកឡើងធម្មតាទឹកមុខឡាញឹមទៀតទោះបីជាភ្នែករបស់គេឥឡូវហ្នឹងគឺលឹបមកជាហៀងយ៉ាងណាក៏ដោយហើយនៅពេលហ្នឹងយើងក៏បានឃើញ Gentru ក៏បានរត់ទៅបន្តទៀតលោតទៅចាប់ដៃជាមួយនឹង Gon ហើយលើកហ្នឹងគឺដូចដដែលហ្នឹងគឺអត់មានបន្ទុះដៃរបស់ Gon ទេគឺបានមាត់ទៅកាន់ Gon ដែលធ្វើឲ្យ Gon គឺឈឺខ្លាំងមែនតើតែអ្វីដែល Gentru ភ្ញាក់ផ្អើលយើងក៏បានឃើញ Gon ក៏គេអាចរត់គេចពី Gentru បានផងដែរហើយ Gentru កំពុងតែគិតថាកូនក្មេងវាមានល្បិចអីហេតុអីក៏វារត់ម្ដងវាយម្ដងរត់អញ្ចឹងហើយចំណែក Gon កំពុងតែគិតពីវិធីសាស្ត្រក៏ដូចជាគម្រោងនៅក្នុងការចាត់ការ Gentru នឹងឯងកន្លែងមើលប្រហែលថ្ងៃមុនវិញយើងក៏បានឃើញថាគឺ Kilo បានវឹកហាត់ជាមួយនឹងយោយោរបស់គេនៅដៃហ្នឹងចាំមកឃើញ Kilo ប្រើយោយោជាអាវុធអីអញ្ចឹងណាចំណែកឯក្បាច់ដែល Gentru បានប្រើទៅកាន់ Gon ហ្នឹង Gon បានដឹងមុនហើយដោយសារតែ Biscuit គឺបានប្រាប់ទៅកាន់ Gon ពីវិធីការពារនៅក្នុងការទប់ស្កាត់ជាមួយនឹងកំដាប់ដៃរបស់ Gentru នឹងឯងហើយនិយាយទៅគឺគម្រោងទាំងប្រមាណហ្នឹងគឺ Gon ក៏ដូចជា Kilo ហើយនិង Biscuit បានរៀបចំទុកជាមុនរួចជាស្រេចហើយទោះបីជាឃើញថាឥឡូវ Gon កំពុងតែដុនដាបមែនប៉ុន្តែនេះគ្រាន់តែជាគម្រោងតែប៉ុណ្ណោះខុសគម្រោងតែតិចតួចទេពេលហ្នឹងយើងក៏បានឃើញ Gon ក៏បាននាំ Gentru មកកាន់កន្លែងមួយដែលវាលប្រហែលជាកន្លែងដែល Gon បានរៀបចំល្បិចសម្រាប់ Gentru នឹងឯងហើយនៅពេលហ្នឹង Gentru គេបានប្រើកំដាប់ដៃបំទុះរបស់គេ Gam Flower ហ្នឹងគឺម្ដងទៀតហើយប៉ុន្តែលើកនេះគឺគេបានប្រើទាំងពីរតែម្ដងគេបាននិយាយថាចាំមើលហើយលើកហ្នឹងគឺ Gon មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ជាមួយនឹងកំដាប់ដៃបំទុះរបស់គេបានដែរអត់ Gon បានថាឥឡូវហ្នឹងចូលមកគឺគេអត់ខ្លាចនោះទេនិយាយទៅគឺយល់ព្រមតតជាមួយនឹង Gentru លេងរត់ទៀតហើយគឺចាំមើលថាណាគេខ្លាំងជាង Gentru ក៏បានរត់ទៅបំទុះដៃរបស់ Gon ហើយនៅពេលដែលបំទុះដៃរបស់ Gon ភងហ្នឹងយើងក៏បានឃើញ Gentru ចាប់ដើមសើមិននោះទេអត់យល់ទៅបំទុះគេប៉ុន្តែសើខ្លួនឯងអាសើខ្លួនឯងប្រជុំងុំធ្លាក់ឈាមទៀតក្អួតឈាមតាមមាត់ទៀត Gentru ឆ្កល់ខ្លាំងមែនទែនចំឬក៏គេត្រូវបាន Gon ហ្នឹងគឺវាយប្រហារហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon ក៏បានប្រើកំដាប់ដៃរ៉ក់ដែលជាកំដាប់ដៃ KO របស់គេមកទៅកាន់ Gentru ប៉ុន្តែ Gentru ក៏បានដួលតាន់និយាយទៅដួលតាន់បើអត់ដួលទេស៊ីមកដៃកដាមុខរបស់ Gon បាត់ហើយ Gentru ក៏នឹងចិត្តថាចំអញត្រូវគេវាយមែនអូអត់ទេអញដួលមុនអញ្ចឹងត្រូវគេវាយទេហើយគេក៏បានគិតថាចំហេតុអីក៏គេលបួអញ្ចឹងតែ Gon ប្រើវិធីអីហើយ Gon នៅពេលហ្នឹងយើងក៏បានឃើញគេហ្នឹងគឺឈឺចាប់ខ្លាំងមែនទែនដោយសារតែដៃរបស់គេគឺដាច់មួយឈៀងហើយមួយឈៀងទៀតលឹកប៊ីសដាច់និយាយទៅ Gon ប្រើកម្លាំងការពារគឺអត់ស្មើគ្នាទេការពារដៃស្ដាំខ្លាំងជាងដៃឆ្វេងដែលធ្វើឲ្យដៃឆ្វេងដាច់ដៃស្ដាំហ្នឹងគឺអត់ដាច់ហើយ Gon គឺឈឺចាប់ខ្លាំងហ្មង Gentru ក៏បានដឹងថាអូតាមពិតទៅ Gon ប្រមូលកម្លាំងទេប្រហែលគឺទៅដាក់នៅជើងខ្លះដើម្បីទាត់ជាមួយនឹងគេនឹងឯងអញ្ចឹងតើបានជាគេក្អួតឈាមក៏ដូចជាសើហ្នឹងណាឥឡូវនេះគឺគេចាប់ដើមយល់ពីការវាយប្រហារក៏ដូចជាល្បិចរបស់ Gon ហើយនេះ Gon នេះវិញយើងក៏បានឃើញថាអាណិតគេខ្លាំងមែនតើហ្មងដៃផងមុខផងអូយដល់ក្រោយ Gon នេះប៉ុន្តែគឺគេតស៊ូហ្មងហើយនៅពេលហ្នឹងគេក៏បានថាឥឡូវហ្នឹងគឺត្រូវបានបញ្ចប់ហើយអ្វីគឺពួកគេហ្នឹងគឺគួរតែបើកបុកហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon គេបានដកកាតមួយដើម្បីដោះដូរជាមួយនឹង Gentru ហើយ Gentru ក៏គេបានយកព្រមដោះដូរជាមួយនឹង Gon ផងដែរហើយយើងអត់ដឹងថាការដោះដូរហ្នឹង Gon គឺមានល្បិចមិនឬក៏ Gentru ក៏មានល្បិចមិនយើងអត់ដឹងនោះទេពេលហ្នឹងយើងក៏បានឃើញថា Gentru គេបានប្រើបុករបស់គេដូចគ្នាហើយគេក៏បានថាឥឡូវដោះដូរក៏បានដែរហើយយកការហ្នឹងមកដាក់ឲ្យគេមកនិយាយទៅគឺមានការដោះដូរគ្នាអញ្ចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon ក៏គេបានដើរចូលមក Gentru បានគិតក្នុងចិត្តថាបើសិនជា Gon ដើរមកចិត្តគេនឹងវាយប្រហារទៅកាន់ Gon តែម្ដងហើយនៅពេលហ្នឹង Gon គឺដើរមកចិត្តមែនដាក់ការថងនេះមកអូនហើយនៅពេលហ្នឹងយើងក៏បានឃើញ Gon គេយល់ព្រមទៀត Gon គឺអត់ខ្លាចនោះទេគេបានដើរទៅនឹងដាក់ការតែម្ដងប៉ុន្តែនៅពេលដាក់ការស៊ីម្ដាយរបស់ Gentru ចំកញ្ចឹងកនឹងមាត់ពីលើចំកញ្ចឹងកម្ដងទៀតអូយអានឹកដល់ហើយកំពុងកឲ្យកញ្ចឹងកហ្នឹងគឺខ្ទេចហ្មងណាប៉ុន្តែ Gon ក៏គេបានប្រើកាតមួយដែលជាកាតមានទឹកអីទេហើយក៏បានវាយឲ្យទឹកហ្នឹងគ្នាទៅកាន់ Gentru ផងដែរហើយ Gon បាននិយាយថាឥឡូវហ្នឹងគឺជោគជ័យមួយហើយ Gentru ប្រើកំដាប់ដៃ Gun Flower ឡើងការទៀតហើយនិយាយទៅគឺអាទឹកហ្នឹងគឺជាសាំងអញ្ចឹងបើសិនជា Gentru ប្រើកំដាប់ដៃបំទុះហ្នឹងទៀតគឺនឹងឆេះខ្លួនរបស់ខ្លួនឯងក៏ដូចជាផ្ទុះខ្លួនដែរអញ្ចឹងណាឆេះខ្លួនឯងអញ្ចឹងទៅនិយាយទៅ Gentru បានដឹងថា Gon នេះគឺឆ្លាតខ្លាំងមែនទែនសុកចិត្តលះបង់ជាមួយនឹងអាពីរដៃចំកំពង់កឲ្យក
cái chẳng có mà đồ vô sáng bắt nơi cầm đập đây bầm tu bỏ cây cái mọi cái phở cả ơi đồ có nè hay là bên nó như cái ban kinh gõ cái ban phở cầm đập đây KO rồi bỏ cây mà đòn tia đấy còn tay lượng níคือcây phở cầm đập đấy những khăn chỉ một năng hay là bên nó kia ban vay từ căn trên thu đấy cái ban vay từ căn đây cái này nó để thu đây cái này nóคือban phong cho thời càng gom trên số ban ôนี่คือจินเตี้ยโอ้ถ้าเป็นได้มันได้ได้พองยังเต้ให้ได้พองเสียมนั่งให้น่ะเป็นนั่งยืกับบ้านขึ้นเก๋กับงออะไรจงเบอร์ซันจินเตี้ยให้ได้กับกอมันแทะมาจิมวยหนึ่งเก๋คนใต้น่ะเป็นได้เก๋แทะมาดอกอมนั่งเก๋กับบ้านโชจิมวยหนึ่งกอหนึ่งเมื่อตะคางเลือจมเตี้ยนี่เฉยก่อนบ้านี่จิกมันไงเนี่ยเหียบจอมเตี้ยสมับครูในจังนะให้น่ะเป็นได้ไหลดำเมินเตี้ยนั่งน่ะเป็นได้เงี้ยจอมาไว้เก๋กับบ้านบัดก่อนจมมวยนั่งตะนาบัดเลยอัดเคยก่อนจังก่อนเลื่อนข้างเหมือนเต้นแต่มาเผยพนัยซ้อนนะบัดปีกสายพนัยเดบอเจนทรูบัดให้ก่อนนะปีกหอยก่อนใบท่าอันนั้นคือดอไปไล่เก๋กับบ้านบอกการมวยเดี๋ยวใบท่านี่คือจีเปเลียได้เจนทรูนั่งคือไตรบานจอบให้อาการมวยนั่นคือจีการดมทมอแล้วทมได้บิสกี้บานนอมคือลูแต่เมื่อถ่าดมทมอปนนั่นคือขวัญได้อ่อนนั่งตามปัดปูเกยดมทมอบอมไหลแต่จีการให้โยมดัดเจนเตะบอเจนทรูนั่งเองแล้วนั่งเจนทรูโจนเตะเกเนี่ยให้เคยกับบ้านเคยท่าเจนทรูกับบ้านเกิดเปลี่ยนไหลดมทมอนั่นคือสกอตอดจอมเจนทรูโนเต้คนใต้น่ะเป็นได้เจนทรูเกิดนั่นคือเกยเกิดมาปลอดได้ก่อนกับมองแต่โชว์มันนั่งให้ก่อนของเกยบ้านเจงมอกหนึ่งบ้านผ่ากับดับได้KOระบอเกยนั่นคือเนปีมกเจนทรูแต่มาดองให้เจนทรูน่ะเป็นได้เคยบ้านนั่งเกยบ้านให้เกยจ่อใจไงเกยจ่อใจไงกงไว้เกยสมจ่อใจหมองอ่ะคนใต้เมนเตซิมดอยนมมั่งเลยทัวเจนทรูนั่นคืออดเชียมให้ชูวันตาเป๊ะให้กับบ้านสลับบัดบองจีวัตสลับบัดบองจีวัตสลับเองจังแต่ตอนสลับไม่ก่อนสลับซันเลยให้น่ะเป็นนั่งเยอะกับบ้านในขึ้นก่อนเกยบ้านยืนให้แต่การเจนทรูพองได้อะไรนั่งโปเกต่างใบเนี่ยกรมระบอบโปเกคือโยชินะแต่การกรมเจนทรูบ้านต่างออกนี่ให้บนโต๊ะมกยังกับบ้านในขึ้นโปเกกับบ้านจับกรมระบอบเจนทรูต่างใบเนี่ยนั่งโยมมาจองตายมาดองให้น่ะเป็นนั่งโปเกไอหดตนาหอยโนเต้บิสกี้กับโดจิคนีระบอบก่อนนั่งคิดรู้กับบ้านเยธาอะไรนั่งประกอบการแต่ของมันเอามาการคลวนมอกให้น่ะเป็นนั่งเจนทรูบ้านท่าคือเกไอประกอบบ้านดูตาตาฮิลคนีบอกเกช่วยคนีบอกเกต่างปีเนี่ยนั่งคือโดยดาววินสันมอกให้น่ะเป็นนั่งเยอะกับบ้านในขึ้นบิสกี้กับบ้านโยนพร้อมจมูกนั่งสมหนามวยน้ำพองได้แต่ซาตานเนียนั่นคือเมียนการ์ดในขนมการช่วยหรือก็เฮลิงคือจำนวนปีอาการน้องเหนียวเนี่ยมันเคยมันนั่งไอ้คือหลกตามเบตราจองบ้านคลาเหมือนเต้นปุ่นตาเลยคือกอดแรงจองบ้านในวิวเมียนในแต่บิสกี้คือเกมเมียนการ์ดนั่นคือเกมบ้านคลอนการ์ดนั่งจำนวนปีให้บิสกี้กับบ้านผ่าการนั่งมวยให้การนั่นคือเมียนสมาร์ทเพียมในขนมการเฮลเรียงกายเหมือนเดิมนั่งเขาไอ้มัดบองไอ้นั่นคือท่าเฮลแบบบ้านเมาด้วยทอมดามองลอยคลางเหมือนเต้นมองอ่ะไอ้เนเป้นั่งเอาไว้แต่โปรแกรมจองบ้านแต่บอกเกมพอนั่นคือเฮลแต่กันก่อนนั่นคือเมาโดยดาวเมียนได้กับโดยจีปีหลับบุ้มปงกอกับจังกอไอ้จังเตอร์ให้จำนายการมันนั่นกับบ้านโยนพร้อมในขนมการเฮลก่อนพองได้กับบ้านเกกับบ้านเฮลก่อนคือเชียร์ซัสบายเลยเมียนสนามเลยเมียนหลับบุ้ให้เมียนได้ดอกมาวันใหญ่เตอร์คือเชียร์ซัสบายด้วยก่อนการปิดทอมดาตอมหยดเคลียร์จังให้จำนายไอ้เคลียร์บอกก็สบายจัดพองได้ก่อนก็สบายจัดด้วยเคลียร์ลดต่อในจังเตอร์อย่างดอกได้ไปเนี่ยอย่างเมียนได้ไปเนี่ยบนตัวมกบิสกี้กับเกบ้านผ่าการนั่งคล้อนดับใบช่วยแต่การเคลียร์บอกเจนรู้เดือดเชียร์สปอร์เคียวตามสมนมโป๊กับโดยจีการดอกโดแหละการเคลียร์จังเตอร์ให้ยังกับบ้านเคยท่าช่วยแต่การอาบสปอร์เคียวนั่งเอาเชียร์ปิดหลับบุ้มมาทอมดาวันเจนรู้กับเกบ้านเคยโดยเคลียร์ให้นับไปนั่งเยอะกับบ้านเคยอัพโปเกคือนาซอการโมเดลดับใบช่วยแต่การเคลียร์บอกเจนรู้มาดองเตี้ยคือบิสกี้บ้านคล้อนนะบนใต้อากาศคล้อนนั่งเลือกนั่งคือผ่าแรงกาได้เวียกับบ้านเลี้ยแผลใบกันจังเตอร์บิสกี้ว่ายำเธอไอ้เข้าแม้ไม่กับวิแผลใบจังให้นับไปนั่งคิลูกับบ้านท่าเดือดซาแต่การมวยคล้อนนั่นคือบ้านผ่าฉานเป๊กบัดซันยี่ว่าการคล้อนไม่ได้แต่คล้อนมาต้อนั่งไอ้ดูเต้ให้นับไปนั่งเยอะกับบ้านเคยไรนู้กับบ้านโจมพองได้บ้านท่าช่วยแต่การนับปีนั่งเถอะไอ้บนใต้วิกฤตการดอกหนึ่งกัดสัญญาจมวยหนึ่งการเตะประมาณเดือดจันทรูนั่นคือเอามาการคล้อนในจังนะให้จำนายไรนู้กับเกบ้านโยนพร้อมพองได้ให้เกกับบ้านท่าการเฮียนั่นของเกมีนด้วยគ្នាដោយសារតែអ៊ីរ៉ាឲ្យមកកាន់ខ្លួនបន្ទាប់មកយើងក៏បានការសពពណ៌ខំបាននិយាយប្រាប់ទៅកាន់គ្នារបស់ហ្គនបានប្រាប់ថាឲ្យហៀលទៅកាន់ Gentru ទៅគេគឺអត់មានរបួសណាអីនោះទេហើយបន្ទាប់មកយើងក៏បានឃើញគេក៏បានហៀលទៅកាន់ Gentru មកធម្មតាហើយរីឯ Kilo នេះវិញគឺគេអត់បានហៀលនោះទេដៃរបស់គេនៅមានរបួសដដែលប៉ុន្តែដៃនោះបានថាគេនៅសល់កាត់ខ្លងទៀតតាអាចជួយទៅកាន់ Kilo បានហើយការរបស់អ៊ីរ៉ាទាំងប្រហែលដែលឲ្យមកកាន់គេហ្នឹងគេនឹងបកលឲ្យទៅកាន់ហ្គនទាំងអស់តែម្ដងហើយគាត់នៅលើបែបហ្នឹងពួកគេទាំងពីរហ្នឹងភ្ញាប់ឲ្យចិត្តល្អម៉េះវ៉ាវកប់សេរីរីហើយបន្ទាប់មកគេក៏បានជួយទៅកាន់ Kilo ហៀល Kilo ធម្មតាវិញមានដៃមានជើងអាចឆ្លងមានដៃមានជើងជាដៃអញ្ចឹងណាលែងមានរបួសហើយគេលូក៏សប្បាយចិត្តខ្លាំងមែនទែនក៏បានលោតតមាត់ចុះមាត់ឡើងអញ្ចឹងទៅហើយការទាំងប្រមាណដែលគេមានក៏ដូចជាការរបស់អ៊ីរ៉ាដែលសំខាន់ទាំងប្រមាណហ្នឹងគឺគេនឹងឲ្យទៅកាន់ហ្គនដើម្បីប្រខំនៅក្នុងការបញ្ចប់ហ្គេមមួយហ្នឹងក៏ដូចជាចូលឈ្នះទៅកាន់ហ្គេមមួយហ្នឹងប៊ីស្គីនៅពេលដែលឃើញបែបហ្នឹងគឺគេសប្បាយចិត្តខ្លាំងមែនទែនអូយចិត្តល្អមិនបងម្លាញ់អូនឡាញ់បងហើយបន្ទាប់មកយើងក៏បានឃើញហ្គននឹងឃីលូក៏គេបានអរគុណទៅកាន់រៃនូផងដែរព្រោះថារៃនូគឺជាមនុស្សល្អហើយនៅពេលហ្នឹងយើងក៏បានឃើញថាហ្គនគេបានអង្គុយតម្រឹមការរបស់គេផងដែរតាមលេខរៀងនីមួយអីអញ្ចឹងណាហើយនៅពេលដែលគេគ្រប់ការអ្នកដែលមើលការខុសត្រូវនៅក្នុងហ្គេមក៏គេបានប្រកាសផងដែរថាឥឡូវហ្នឹងគឺយុវជនឈ្មោះហ្គហ្នឹងគឺបានប្រគ្រប់ការអីប៉ុន្តែឥឡូវហ្នឹងគឺគេអត់និយាយឈ្មោះទេគ្រាន់គេបានហាត់សមាជិកដែលចូលមកលេងគឺមានអ្នកគ្រប់ការដើម្បីបញ្ចប់ហ្គេមមួយហ្នឹងអីចឹងណាហើយប្រកាសពេញអ្នកដែលបានលេងហ្គេមកោះខ្លាច់មួយហ្នឹងអ្នកដែលមានសភៅទាំងប្រហែលគឺត្រូវបានដឹងទាំងអស់គឺគេប្រកាសហើយនៅពេលហ្នឹងយើងក៏បានឃើញដូចជាមានណាគេកំពុងតែលផលមកកាន់គេគឺច្រើនអ្នកខ្លាំងមែនតើមិនដឹងប្រហែលក្រុមនោះទេហើយមកហ្នឹងអត់ដឹងថាមានគោលបំណងអីឡើយមិនដឹងថាមកវាយយកការរបស់ហ្គឬក៏មកមានគោលបំណងអីទៀតអាហ្នឹងយើងអត់ទាន់ដឹងទេដូចជាចម្លែកមកច្រើនម៉េះហើយនៅពេលដែលពួកមនុស្សចម្លែកចូលមកហ្នឹងយើងក៏បានឃើញគ្នារបស់ហ្គក៏បានការពារខ្លួនផងដែរ
ហើយនៅពេលដែលពួកគេចូលមកគេបាយថាអេកុំភ័យគេចូលនេះគាត់តែមកអបអតែប៉ុណ្ណោះមកមើលទេអត់មានមកប្លន់ការមកចង់ទៅឡើងការអីនោះទេនិយាយទៅគាត់តែមក congratulation អីចឹងណា congratulation ហើយតែពេលហ្នឹងយើងក៏បានគឺពួកគេទាំងអស់នេះក៏បានអង្គុយដើម្បីឆ្លើយសំណួរដើម្បីបញ្ចប់ហ្គេមផងដែរនិយាយទៅអ្នកដែលមានសភៅបុកទាំងប្រហែលគឺសុទ្ធតែអង្គុយឆ្លើយសំណួរអត់តា3នាក់ទេឆ្លើយមកកើតបើគេចងដៃចងជើងជាប់បាត់ឯហ្នឹងសាំដកពេលហ្នឹងយើងក៏បានឃើញថាមានបរិសម្នាក់ដែលជាមួយពាក់អាវគេក៏បានមកដោះគ្រាប់បែកចេញពីខ្លួនរបស់គេផងដែរដោយគេបាយថាឥឡូវគឺគេរកបានឃើញអ្នកដោះគ្រាប់បែកអញ្ចឹងទៅហើយនៅពេលដោះគ្រាប់បែកហើយក៏បានដើរចេញអត់មានបានធ្វើអីទៅកាន់ Gen True នោះទេហើយយើងក៏បានឃើញថា Gon ក៏គេកំពុងតែឆ្លើយសំណួរផងដែរសំណួរ A សំណួរ B សំណួរ C អីចឹងទៅសំណួរខ្លះក៏គេសួរការជប់ឆ្លាញ់គេម្នាក់ឯងសំណួរខ្លះក៏គេសួរការជប់ឆ្លាញ់យ៉ាងសាគេអញ្ចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញថាអ្នកដែលចាត់ការមើលការខុសត្រូវក្នុងហ្គេមក៏បានប្រកាសដែរអ្នកដែលបានឆ្លើយសំណួរត្រូវច្រើនជាងគេបន្ទុកច្រើនជាងគេគឺជា Gon នឹងឯងវ៉ាវកូនក្មេងនេះអែមខ្លាំងណាស់នេះ Gon នៅពេលដែលឮបែបហ្នឹងគឺគេសប្បាយចិត្តខ្លាំងមែនតើក៏បានលោតកញ្ចូលជាមួយនឹង Kilo អញ្ចឹងទៅដែលគេហ្នឹងគឺបានឆ្លើយសំណួរបានបន្ទុកច្រើនជាងគេបំផុតហើយចំណែកអ្នកគ្រប់គ្នាក៏បានអបអរសាទរទៅកាន់ Gon ផងដែរក្មេងទេប៉ុន្តែមានសមត្ថភាពសាហាវដល់កហើយ Gon ក៏គេបានអរគុណទៅកាន់អ្នកគ្រប់គ្នាដែលបានសរសើរខ្លួនអញ្ចឹងណាហើយគេក៏បានថា Kilo ហើយមុនហ្នឹង Kilo បានភ្នាល់មកគេណាគេបានបន្ទុកច្រើនជាងគឺជាអ្នកឈ្នះអ្នកបានបន្ទុកតិចគឺអវងហើយ Kilo មើលខ្លាំងមែនតើអើយបានឈ្នះហើយមិននឹកឃើញឲ្យឯងអវងឯណាសាំដកពេលដែលពួកគេកំពុងតែឈរនិយាយគ្នាយើងក៏បានឃើញថាមានសត្វមៀមួយកំពុងតែហោះមកនឹងបានទម្លាក់សបុតមួយឲ្យទៅកាន់ Gon ផងដែរហើយយើងក៏ដឹងថាសបុតហ្នឹងគឺជាសបុតអីនោះទេហើយនៅពេលដែល Gon បើកមើលក៏បានឃើញថាគឺជាកាតមួយនៅក្នុងការអញ្ជើញប៉ុន្តែអញ្ជើញនេះគឺអញ្ជើញតែ Gon ម្នាក់តែប៉ុណ្ណោះដោយសារតែ Gon គឺជាអ្នករកបានកាតគ្រប់ដើម្បីបញ្ចប់ហ្គេមកំពុងតែឈរសុកក៏មានបរិសុទ្ធ2នាក់ក៏បានដើរចូលមកហើយចូលមកហ្នឹងគឺឲ្យ Gon ហើយនឹងអ្នកគ្រប់គ្នាហ្នឹងគឺបកគលការមកឲ្យខ្លួនអញ្ចឹងណាជាពិសេសហ្នឹងគឺសភៅរបស់ Gon ក៏ដូចជាការរបស់ Gon ទាំងអស់និយាយចេញមកឡើងតំណងនេះចេញមកចង់ប្លន់គេណាហើយនៅពេលដែលពួកគេទាំងពីរនាក់ដើរមកហ្នឹង Gon ហើយនឹង Kilo ក៏បានឲ្យពួកគេទាំងពីរហ្នឹងស្គាល់ថាអ្វីទៅគឺជា Gon ហើយនឹង Kilo ក៏បានហោះទៅតែមកពេចភ្នែកទេអាពីរហ្នឹងដេកខ្បាប់តែម្ដងចង់មកតឡើងកាតយកកាតសួរមែនសាំដល់កហើយពេលហ្នឹងយើងក៏បានឃើញថាពួកគេក៏បានកាតខ្លះពីអាពីរនាក់ហ្នឹងផងដែរកាតខ្លះវាអត់សំខាន់កាតខ្លះក៏វាគ្រាន់បើដែរហើយពួកគេទាំងអស់គ្នាក៏បាន teleport មកកាន់កន្លែងមួយដែលពួកគេគឺត្រូវបាន invite Gon ហ្នឹងគឺឲ្យមកចូលរួមនឹងឯងចំណែក Rhino នេះវិញយើងក៏បានឃើញគេក៏មានមោទនភាពទៅកាន់ Gon ទោះបីជា Gon ហ្នឹងគឺក្មេងក៏ដោយប៉ុន្តែក្រុមរបស់ Gon Kilo និង Biskin គឺមានសមត្ថភាពខ្លាំងមែនតើតែម្ដងគឺគេមើលឃើញ Gon និង Kilo គឺមានសមត្ថភាពតាំងពីគេហ្នឹងគឺជួបដំបងមកម្លេះនិយាយអត់ចង់ចេញហើយចំណែកអាវពណ៌ខៀវនេះវិញយើងក៏បានឃើញថាគេក៏មានទំនាក់ទំនងជាមួយនឹង Hisoka ផងដែរអត់ដឹងថាគេនេះគឺមានទំនាក់ទំនងបែបណានោះទេអត់ដឹងថាសហការមក Hisoka ពាក់ព័ន្ធមួយរឿងអីចឹងណាគេអត់ទាន់បង្ហាញឡើយចំណែក Gon ក៏គេបានដើរទៅកន្លែងដែលគេ invite ដូចគ្នារីឯ Biskin និង Kilo គឺកំពុងតែឈរចាំនៅខាងក្រៅហើយនៅពេលដែល Gon ចូលទៅគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់កំពុងតែឈរចាំក៏ដូចជាបើកទ្វារនិងស្វាគមន៍មកកាន់ Gon ដូចគ្នាអត់ទាន់ចាប់ត្រឹមហ្នឹងទេនៅពេលហ្នឹងយើងក៏បានឃើញក្មេងនេះក៏បាននាំ Gon ដើម្បីចូលមកខាងក្នុងចូលមកស្អុយលប់ម៉ែឲ្យសិតសម្រាមដូចកន្លែងបោះអេតចាយចឹងសាំដកហ្មងអើយអាណាគេអត់ចេះសម្អាតសោះយើងក៏បានឃើញមានបរិសម្នាក់ក៏បានណែនាំខ្លួនថាគេនេះគឺមានឈ្មោះថា Don ចូលមកនិយាយគ្នាលេងតិចតួចអីក៏មកថាហើយចូលមកឲ្យកន្លែងអង្គុយនេះចំណាំឲ្យកន្លែងអង្គុយផងហ្នឹងអើយកុំភ័យកន្លែងអង្គុយមែនណាចាំបងទៅវែកឲ្យនេះអង្គុយមកសាំដកហ្មងអាណិតតែ Gon នេះទឹកមុខ Gon ចេះមកឡើងស្លើហ្មងហើយនៅពេលហ្នឹងយើងក៏បានឃើញអាមួយនេះក៏បានថានេះយកកាតមួយហើយកាតមួយហ្នឹងអត់ដឹងថាមានប្រយោជន៍អីនោះទេគ្រាន់តែគេហ្នឹងគឺចង់ឲ្យទៅកាន់ Gon នេះអញ្ចឹងណាហើយគេក៏បានថាអូឯងគឺជា Gon កូនរបស់ជីងមែនមើលមុខស្រៀងគ្នានេះហេតុតែហើយកូនគេមកដូចគ្នាហ្មងហើយគេក៏បាននិយាយលេងជាមួយនឹង Gon គឺច្រើនខ្លាំងមែនទែនដល់ថ្នាក់កូនក្មេងដែលនាំ Gon មកវិញក៏វាធុញដែរសាំហ្មងនិយាយតប៉ែហ្មងពេលហ្នឹងយើងក៏បានឃើញគេក៏បាននិយាយថាឥឡូវចូលសាច់ការមកកុំនិយាយលេងសើចច្រើនពេកបន្ទាប់មកសាច់ការក៏ត្រូវបានចូលសាច់កាប់ក៏ត្រូវបានដកចេញគេក៏បានណែនាំខ្លួនថាគេគឺមានឈ្មោះថា Don គឺជាម្នាក់ក្នុងចំណោម10នាក់ដែលបានបង្កើតហ្គេមកោះខ្លេចហ្នឹងជាមួយនឹងជីងហ្នឹងឯងហើយនៅពេលហ្នឹងគេក៏បានឲ្យប្រអប់មួយទៅកាន់ Gon ផងដែរដែលប្រអប់ហ្នឹងគឺមានសមត្ថភាពឲ្យ Gon ហ្នឹងគឺបានដាក់កាត3ដែលមានតម្លៃឬក៏ Gon ចង់បានហើយអាចយកទៅប្រើនៅក្នុងជីវិតពិតពិភពពិតតែម្ដងលយណាព្រោះថាអាបុកដែលគេប្រើក្នុងហ្គេមគឺប្រើនៅក្នុងពិភពពិតបានទេតែអាប្រអប់ហ្នឹងគឺអាចប្រើបានហើយដាក់កាតយកទៅប្រើក្នុងពិភពពិតបានពិតប្រាកដទៀតលយខ្លាំងមែនតើហើយនៅពេលហ្នឹងគេក៏បានថាជីងគឺជាអ្នកនឹកឃើញផ្ដើមកំណត់ហ្គេមមួយហ្នឹងហើយ Craig Island ហ្នឹងគឺជាឈ្មោះហ្គេមមួយហ្នឹងឯងដោយ Craig Island គឺជាឈ្មោះអ្នកបង្កើតហ្គេមចំនួន10នាក់ហ្នឹងគឺផ្គុំចូលគ្នាជីហ្នឹងគឺជាឈ្មោះរបស់ជីងហ្នឹងឯងដែលគឺជាឪពុករបស់ Gon ហ្នឹងនិយាយទៅគឺដំបងគេហ្មងហើយចំណែកអក្សរ O ហ្នឹងគឺជា Razor ដែលគឺជាអ្នកចូលរួមបង្កើតហ្គេមហ្នឹងដូចគ្នាហើយចំណែក L ហ្នឹងគឺជាក្មេងប្រុសមិញហ្នឹងដែលបាននាំគាត់មកជួបជាមួយនឹង Don ហ្នឹងឯងនិយាយទៅក្មេងប្រុសហ្នឹងក៏ជាម្នាក់ក្នុងចំណោម10នាក់ហ្នឹងដែរហើយចំណែកឯ WE វិញគឺជាក្មេងស្រីដែលគឺជាអ្នកមើលការខុសទៅនៅពេលដែល player ចូលមកក្នុងហ្គេមនិង player ចេញទៅខាងក្រៅហ្គេមវិញហ្នឹងឯងហើយបន្ទាប់មកយើងក៏បានឃើញអក្សរ D ហ្នឹងគឺជា Don ឈ្មោះរបស់គេហ្នឹងឯងប៉ុន្តែគឺគេអត់ពេញចិត្តជាមួយនឹងជីងទេដែលដាក់ឈ្មោះរបស់គេជាអក្សរ D ដោយសារតែដំបងហ្នឹងគឺឈ្មោះរបស់គេ W ពីមុខប៉ុន្តែជីងហ្នឹងគឺអត់បានដាក់ឈ្មោះ W ពីមុខបើជាដាក់ D ណាឲ្យតាមពាក្យក្រិចអីណានៃឆ្កយអីចឹងទៅគឺគេខឹងជាមួយនឹងឪពុករបស់គាត់ដែលជាជីងខ្លាំងមែនតើហើយឯងហ្នឹងចេះដូរឈ្មោះអញពួកអញ W ពីមុខដូរដាក់ W ចេញមកដាក់
đi bị mục ấy ná Sam đo co Sam đo co mà chua cái đòn một tay cái đạn đập dù bị mục ơi Sam đo co mà hay là pe nó giờ các bạn khơi đòn vậy chẳng khla mình thấy vậy tới cứ khăn chỉ môi nâng trình mà để đôi chua được bỏ cái tam chất ở miền xuôi chẳng á vậy cứ đâu đang khỏa vào tay mà đòn hay em trong phép tha Craig Island mình nắng cứ chỉ mua này bằng card kẻ môi nắng cứ đập nét bộ bình trâu kia men chính bằng card tầm này ấy na cứ đập nét là chỉ mất phép bỏ chính bằng card nâng ấy hay dân các bạn này khơi gọi cái bài chân khla mình thấy tay mà đòn về nhầm mình chẳng tới thì bây giờ láng buộc các bạn chụp liên party of all này để bạn vô chơi game đại chia gón kilo có đôi chỉ biscuit nâng ấy hay dân các bạn khơi trongរបស់ពួកគេក៏បានលេងសើចសប្បាយមួយគ្នាហើយពេលយប់ឡើងពួកគេក៏បានអង្គុយគិតថាពួកគេហ្នឹងគឺមានកាត3ដាក់ទៅពិភពពិតតែគួរដាក់កាតមួយណា Biscuit បានហាត់ដាក់កាតនេះមកគឺជាត្បូងដែលគេចង់បានបំផុតពួកគាត់ហ្នឹងគឺឲ្យពួកគេយកម្នាក់មួយកាតដើម្បីយកទៅប្រើប្រាស់អីចឹងណា Biscuit ក៏មានមួយកាត Kilo ក៏មានមួយកាតហើយក៏មួយកាត Kilo ឆ្ងល់ខ្លាំងមែនទែនគិតច្រើនដងនេះហើយបន្ទាប់មកយើងក៏បានឃើញពួកគេក៏មានកម្រងក្នុងការយកពីកាតផ្សេងៗក៏បានពិភាក្សាគ្នាផ្លាស់ប្ដូរគ្នាអញ្ចឹងណា Biscuit ស្ដាប់អត់យល់ទេ Kilo អត់ប្រាប់ទៀតដាក់ពីរនាក់មកដៃម៉ាំងហោះទៅដល់ឋានប្អិនបាត់សាំដល់ក៏ហ្មងអានោះតែ Biscuit ទេខំស៊ូគេតែគេអត់ប្រាប់ហើយនៅពេលហ្នឹងយើងក៏បានឃើញកងគេបានចេញមកខាងក្រៅហ្គេមផងដែរហើយមុននឹងចេញគេក៏បានលាជាមួយនឹងអ្នកដែលមើលការខុសត្រូវមុននឹង player ចាក់ចេញហើយគេក៏បានថាគឺគេយក3កាតហ្នឹងដោយ3កាតហ្នឹងគឺគេនឹងយកទៅពិភពខាងក្រៅដាក់នៅក្នុងប្រអប់របស់គេនឹងឯងហើយយើងថា3កាតមានសមត្ថភាពអីខ្លះនោះទេយើងដឹងតែ Cycle Paladin មួយតែម្ដងដែលក៏បានពាក់ហ្នឹងហើយបន្ទាប់មកនេះក៏បានឲ្យជឿនទៅកាន់ Gold វិញដើម្បីបញ្ចប់ហ្គេមមួយហ្នឹងហើយ Gold ក៏ត្រូវបាន teleport ចាក់ចេញពីហ្គេមកោះក្រែកមួយហ្នឹងហើយហ្គេមមួយហ្នឹងក៏ត្រូវបានបញ្ចប់ដោយសារតែ Gold គឺបានយកឈ្នះនឹងឯងហើយដើម្បី Gold ចេញមកហ្នឹងក៏មាន Biscuit ក៏ដូចជា Kilo នៅចាំនៅខាងក្រៅដូចគ្នាហើយចំណែក Gold ក៏គេបានប្រើប្រអប់របស់គេហ្នឹងហៅបុកទៅចេញប្រអប់មកហើយ Biscuit ក៏គេបានយកកាតមួយដែលកាតហ្នឹងគេចង់បានខ្លាំងមែនទែនគឺជាត្បូងមួយមិនដឹងនេះគេបានបំលែងកាតហ្នឹងទៅជាត្បូងហើយខ្ញុំអត់ដឹងថាត្បូងហ្នឹងវាមានថាអំពូលខ្លាំងអីមានប្រយោជន៍អីបានជា Biscuit ចង់បានហ្នឹងខ្ញុំអត់ទាន់ដឹងទេគេអត់ប្រាប់ដែរហ្នឹងហើយចំណែក Gold នឹង Kilo ឆ្ងល់ខ្លាំងមែនមើលទៅឆ្លាញ់ដល់កនោះពេលហ្នឹងយើងក៏បានឃើញថា Gold គេបានយក Cycle Paladin ដែលជាកាត Cycle យកមកពាក់នៅករបស់គេតែម្ដងបន្ទាប់មកគឺគេបានយកកាតពី Kilo មួយដើម្បីយកមកបំលែងដោយសារតែ Cycle របស់គេមានសមត្ថភាពបំលែងកាតអីចឹងណាគេក៏បានបំលែងកាតហ្នឹងទៅជាកាត Teleport ដើម្បីទៅរកនរណាម្នាក់នៅពេលដែលគេថាទៅរកអ្នកនោះកាតហ្នឹងនឹងហោះជូនគេទៅរកអ្នកហ្នឹងតែម្ដងហើយនៅពេលហ្នឹងក៏បានថាគឺគេបានចាប់អារម្មណ៍ថានៅពេលដែលគេចូលទៅក្នុង game ហ្នឹងដំបូងបំផុតគឺគេចូលមុនគេប៉ុន្តែដូចជាមាននរណាម្នាក់ចូលមុន Gon ទៀតក៏បានខ្លាប់មើល Gon ហ្នឹងចឹងណាហើយគេក៏បានមើលផងដែរអ្នកដែលចូលបន្ទាប់គេហ្នឹងគឺជា Rhino នឹងឯងហើយនៅពេលដែលមើលតាមលេខរៀង player អ្នកដែលបានចូលមកមុនគេគឺជា Gon ហើយអ្នកបន្ទាប់ហ្នឹងគឺជាបុរសម្នាក់ដែលមានឈ្មោះថា Nick ហើយនៅពេលដែល Gon មើលទៅ Gon គិតថាការពិតទៅគឺឈ្មោះជីងប៉ុន្តែជីងក៏បានបដូរអញ្ចឹងណាត្រឡប់ឈ្មោះខ្លួនឯងអិនមកមុខអាយបន្ទាប់ឲ្យជីពីក្រោយអញ្ចឹងទៅហើយគេក៏មានអារម្មណ៍ដែរថាកោះខ្លែងគឺគេធ្លាប់មកកាលពីទូចកាលពីគេនៅទីរួអញ្ចឹងណាឪពុករបស់គេគឺធ្លាប់មកកន្លែងហ្នឹងព្រោះកោះខ្លែងហ្នឹងគឺជាកោះពិតប្រាកដប៉ុន្តែជីងបានប្រើណែនខ្លាយទៅជាហ្គេមហ្នឹងឯងឡយណាជីងបានប្រើណែនមកវងកោះហ្នឹងដើម្បីបង្កើតទៅជាហ្គេមណានៅពេលដែលចូលក្នុងណែនទៅវាខ្លាយទៅជាហ្គេមហើយចំណែក Gon គេបានថាគឺគេនឹង teleport ទៅរកឈ្មោះ Nick ព្រោះឈ្មោះក្នុងហ្គេមហ្នឹងដែលជាកាតដែលគេប្រើហ្នឹងគឺឈ្មោះ Nick ឈ្មោះខាងក្រៅគឺឈ្មោះជីងអញ្ចឹងអត់ប្រើឈ្មោះជីងទេគឺប្រើឈ្មោះ Nick ដើម្បីឲ្យកាតក្នុងហ្គេមហោះជូនគេទៅជួបអ្នកដែលបានលេងហ្គេមដាក់ឈ្មោះ Nick ហ្នឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញ Biscuit ក៏បានហូតទឹកភ្នែកឲ្យលេងលងអញ្ចឹងទៅថាបែកគ្នាជាមួយនឹង Gon និង Kilo បែកគ្នាឲ្យកំសត់ណាប៉ុន្តែអត់អីទេគឺយើងនឹងមានពេលជួបគ្នានៅពេលក្រោយទៀតហើយបន្ទាប់មកយើងក៏បានឃើញថាពួកគេក៏បាន teleport ទៅរកឈ្មោះ Nick តែម្ដង Gon និង Kilo អើយបាយជួបគ្នាឆ្នាំក្រោយជួបគ្នាពេលណារដូវផ្ការីកឆ្នាំក្រោយហើយចំណែក Gon ក៏គេបាន teleport តាមឈ្មោះដែលគេបាននិយាយឈ្មោះ Nick ហ្នឹងក៏បានមកដល់កន្លែងមួយគឺថាចុះអាប់ច្រើនខ្លាំងមែនទែនតែម្ដងនិយាយទៅឡើងអាប់ពេញហ្នឹងហ្មងហើយនៅពេលហ្នឹងអ្វីដែលពួកគេចាប់គឺពួកគេបានឃើញបរិមម្នាក់កំពុងតែអង្គុយស្ទូចថៃមើលពីក្រោយគឺដូចជីងខ្លាំងមែនទែនតែដឹងថាជីងឬក៏មិននោះទេអាយ៉ាចាប់ដើមបុកពោះផឹបនេះយ៉ាល្អមើលប៉ុន្តែរឿងមកហ្នឹងយើងក៏បានឃើញថា Gon ក៏គេបាន teleport មកកាន់បរិមម្នាក់ដែលមានឈ្មោះថា Nick ហើយនៅពេលដែលគេមកដល់ក៏បានឃើញបរិមម្នាក់កំពុងតែអង្គុយស្ទូចថៃបាយខ្នងមកកាន់គេផងដែរហើយចំណែក Gon នៅពេលដែលមើលទៅកាន់បរិមម្នាក់ហ្នឹងមើលទៅដូចជីងឪពុករបស់គេតែម្ដងប៉ុន្តែនៅពេលហ្នឹងយើងអត់ទាន់ដឹងថាបរិមហ្នឹងគឺជាជីងឬក៏អត់នោះទេនៅពេលដែល Gon រៀបហៅឈ្មោះទៅកាន់បរិមម្នាក់ហ្នឹងហើយយើងក៏បានឃើញបរិមម្នាក់ហ្នឹងក៏គេបានងាកមកក្រោយតែម្ដងនៅពេលដែល Gon ឈានជើងដើរទៅមុខហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញ Gon ក៏ដូចជា Kilo ក៏ពួកគេឈប់មកកន្លែងផងដែរតែបរិមម្នាក់ហ្នឹងវិញគេក៏បាន teleport យ៉ាងលឿនទៅកាន់ Gon ដូចជា Kilo នឹងបានដាក់ពួកគេម្នាក់មកដៃឡើងខ្ទាចេញពីកន្លែងដែលពួកគេកំពុងតែឈរតែម្ដងពេលហ្នឹងយើងក៏បានឃើញថា Gon ក៏ដូចជា Kilo ភ្ញាក់ផ្អើលខ្លាំងមែនទែនចំមិនទាន់ដឹងហងវាប្រហែលមកកាន់ពួកគេអញ្ចឹងហើយពេលហ្នឹងបរិមម្នាក់ហ្នឹងក៏បានជប់ទៅជាកាភ្លើងរបស់គេដែលបង្កើតឡើងដោយណែនហ្នឹងឯងហើយយើងអត់ដឹងថាបរិមម្នាក់ហ្នឹងមានគោលបំណងអីនោះទេដកកាភ្លើងចេញមកភ្លាមហ្មងណាហើយដកកាភ្លើងមកប្រជុំទេ Kilo ដឹងមុនក៏បានរត់ទៅជួយ Gon ដល់បរិមម្នាក់ហ្នឹងក៏បានបាញ់រះយកទៅកាន់កន្លែងដែលពួកគេកំពុងតែដួលមិញហ្នឹងឯងចំអត់តដឹងមិននេះចេញមកភ្លាមបាញ់គ្រាយកបណ្ដោយហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញពួកគេក៏បានចាប់
ចាប់អារម្មណ៍ផងដែរថាដូចជាមានសម្ោចប៉ុន្តែសម្ោចហ្នឹងគឺឈាមរបស់គេគឺពណ៌ខៀវដូចជាសម្ោចសម្លែកអីចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញបរិបម្នាក់ហ្នឹងក៏បានដើរចូលមកឃីលូសួរដោយចំមានរឿងអីហ្នឹងចូលមកតោះហ្នឹងដាក់ពួកគេម្នាក់ដៃដកកំភ្លើងដេញបាញ់ទៀតហើយចំណែកឯបរិបម្នាក់ហ្នឹងក៏គេបាញ់ថាគឺមិនមែនបាញ់ពួកគេទេគឺពួកគេហ្នឹងគឺត្រូវបានបរិបម្នាក់ហ្នឹងជួយនឹងឯងហើយគេក៏បានដោះរបាំងមុខរបស់គេចេញតែម្ដងពេលដែលឃើញរបាំងមុខភ្លាមហ្នឹងយើងក៏បានឃើញគ្រាន់គេក៏បានភ្ញាក់ផ្អើលដោយសារតែមើលទៅកាន់មុខរបស់បរិបហ្នឹងក៏ដូចជាឪពុករបស់គេគឺអត់ដូចគ្នានោះទេចឹងបានថាបរិបម្នាក់ហ្នឹងគឺមិនមែនជាជីងដែលជាឪពុករបស់គ្រាន់ឡើយហើយបរិបម្នាក់ហ្នឹងក៏គេបាននិយាយថាគឺពួកគេហ្នឹងគឺកំពុងតែមានគ្រោះថ្នាក់គឺគេហ្នឹងបានជួយទៅកាន់គ្រាន់នឹងឃីលូអញ្ចឹងណាដោយសារតែគ្រាន់ហើយនឹងឃីលូគឺបានឈរទៅលើសបុកសម្ោចហ្នឹងបើសិនជាយឺតពេលតាមផ្លេតទៅគឺសម្ោចហ្នឹងនឹងវាយប្រហារទៅកាន់គ្រាន់នឹងឃីលូតែម្ដងយាយមិនទាន់ដល់ហ្នឹងអាសម្ោចដែលងាប់ដាច់ខ្លួនជាពីរក៏បានហក់មកខំជើងរបស់ឃីលូទៀតនិយាយទៅដាច់ខ្លួនជាពីរហ្នឹងយកក្បាលមកខំហើយនៅពេលហ្នឹងយើងក៏បានឃើញបរិបហ្នឹងក៏បានដាក់ឃីលូមកដៃក៏បានយំមួកហ្នឹងទាំងអាសម្ោចហ្នឹងចេញទៀតនិយាយទៅឃីលូកាំហ្មងស៊ីពីដៃមកផ្លេតហើយនៅពេលហ្នឹងយើងក៏បានឃើញបរិបម្នាក់ហ្នឹងក៏បានយកភ្លើងមកបាញ់កំទេចសម្ោចហ្នឹងមកតង់ទៀតនិយាយទៅគឺដល់តែប្រើគ្រាប់ភ្លើងបាញ់យកកំទេចយកតែម្ដងបានសម្ោចហ្នឹងគឺវាងាប់ហើយសម្ោចហ្នឹងក៏វាមានពឹសផងដែរប៉ុន្តែឃីលូគឺអត់ទាន់អីនោះទេនិយាយទៅគឺឃីលូក៏ដូចជាក្រមុនហ្នឹងគឺឈរលើសបុកសម្ោចតែម្ដងបើសិនជាបរិបម្នាក់ហ្នឹងជួយអត់ទាន់គឺពួកគេទាំងពីរហ្នឹងនឹងមានបញ្ហាអីចឹងណាដោយបរិបម្នាក់ហ្នឹងបញ្ហាសម្ោចគឺមិនធម្មតាទេបើសិនជាព្យាបាលមិនទាន់គឺនឹងមានបញ្ហាតែឃីលូគ្រាន់តែប៉ុណ្្នឹងគឺមិនអីទេឲ្យផឹកអាទឹកនេះទៅតិចទៀតនឹងជាធម្មតាជើងឃីលូហ្នឹងហើយបរិបហ្នឹងគេក៏បានដើរចេញដែលបាននិយាយថាអើយបាបគេទៀតអីដែលបានសម្លាប់ទៅកាន់ជីវិតសត្វអីចឹងណាដោយសារតែជួយពួកក្មេងៗហ្នឹងហើយនៅពេលដែលលឺបែបហ្នឹងយើងក៏បានឃើញគ្រាន់ក៏គេបានចាំថាអូគឺជាលោកមែនទេហើយនៅពេលដែលលឺបែបហ្នឹងយើងក៏បានឃើញបរិបម្នាក់ហ្នឹងក៏បានងាកក្រោយមកគ្រាន់ដែលក៏បានថាការពីទូហ្នឹងគឺបរិបម្នាក់ហ្នឹងធ្លាប់បានជួយគេមកហើយដោយសារតែការវាយប្រហាររបស់ខ្លាឃ្មុំដ៏ធំមួយហើយបរិបម្នាក់ហ្នឹងក៏បានមាត់គ្រាន់មកដៃផងដែរដែលបាយថានេះគឺជាអ្វីដែលគ្រាន់ទទួលបានដោយសារតែធ្វើឲ្យគេគឺសម្លាប់ទៅកាន់ខ្លាឃ្មុំមួយអញ្ចឹងណាគេខ្លាចបាបអីចឹងទៅហើយដោយសារតែពាក្យសម្ដីហ្នឹងឯងដែលធ្វើឲ្យគ្រាន់ចាំថាបរិបម្នាក់ហ្នឹងគឺធ្លាប់បានជួយគេនៅលើកោះបាឡែនទីក្រុងកំណើតរបស់គេកាលពីគេនៅក្មេងនឹងឯងហើយនៅពេលដែលលឺបែបហ្នឹងបរិបម្នាក់ហ្នឹងក៏បានភ្ញាក់ផ្អើលផងដែរចំធ្លាប់ជួយធ្លាប់ជួបគ្នាអូនលើកោះបាឡែនហើយបន្ទាប់មកយើងក៏បានឃើញបរិបហ្នឹងក៏គេបានចាំក៏បានញញឹមផងដែរដែលបានថាអូឥឡូវហ្នឹងឯងធំហ៎គ្រាន់និយាយទៅគឺបរិបម្នាក់ហ្នឹងឆ្ងល់ទៅកាន់ឈ្មោះរបស់គ្រាន់តែម្ដងដែលធ្វើឲ្យគ្រាន់គឺភ្ញាក់ផ្អើលខ្លាំងមែនតើក៏បានសួរថាហេតុអីក៏ស្គាល់ឈ្មោះគេទៅបរិបម្នាក់ហ្នឹងក៏គេបាយថាគឺឪពុករបស់ឯងដែលជាជីងគឺជាអ្នកប្រាប់គេនឹងឯងនិយាយទៅបរិបម្នាក់នេះស្គាល់ជីងទៀតហើយគ្រាន់តែលើបានហ្នឹងយើងក៏បានឃើញថាគ្រាន់គេភ្ញាក់ផ្អើលផងដែរចំអាប៉ៃនេះស្គាល់ឲ្យអញយើងក៏ឡើងមកមើលវារហោថាមួយនៅក្បែរច្រាំងសមុទ្រមានទឹកហូរចូលតិចៗយើងក៏បានឃើញភាវៈចម្លែកមួយផងដែរដែលឥឡូវខ្ញុំសុំប្រហែលហ្មងថាគឺជាម្ចាស់ស្ត្រីនៃសម្ោចម្ចាស់ស្ត្រីសម្ោចអាសម្ោចមិញហ្នឹងហើយនាងកំពុងតែធ្វើការស៊ីទៅកាន់សត្វត្រីសត្វអីយីមានសត្វអីស៊ីសត្វហ្នឹងដែលនាងកំពុងតែត្រូវការអាហារច្រើនខ្លាំងមែនតើឥឡូវយើងក៏លេចមកមើលក្រនក៏ដូចជាឃីលូនិងបរោះមុនហ្នឹងវិញយើងក៏បានឃើញបរោះមុនហ្នឹងក៏បានណែនាំខ្លួនថាគេនេះគឺមានឈ្មោះថាខៃហើយបន្ទាប់មកពួកគេទាំងអស់គ្នាក៏បាននិយាយពាក់ព័ន្ធជាមួយនឹងជីងដែលជាឪពុករបស់ក្រនផងដែរថាជីងហ្នឹងគឺជាលោកគ្រូរបស់ខៃហ្នឹងឯងហើយខៃហ្នឹងក៏ជា Pro Hunter ផងដែរហើយនៅពេលដែលលើបាត់ហ្នឹងយើងក៏បានឃើញក្រនក៏បានសួរខៃថាធ្វើម៉េចដើម្បីជួបជីងឲ្យខ្លាចជាកូនសិស្សរបស់ជីងអីចឹងណាពេលហ្នឹងយើងក៏បានឃើញថាខៃក៏គេបានរៀបរាប់ដំណើរដើមតងតាំងពីដើមឲ្យក្រនមកសាំនឹងឯងកាលពីដំបូងឡើយខៃគឺជាក្មេងប្រុសម្នាក់ដែលរស់នៅទីក្រុងមួយដែលមើលទៅរបៀបថាអត់សូវធូរធារហ្មងទេហើយខៃកំពុងតែលួចនំប៉័ងរបស់អ្នកស្រុកអីចឹងណាពេលហ្នឹងអ្នកស្រុករៀបចាប់បានខៃហើយប៉ុន្តែខៃក៏គេរបៀបថាតិចនិចរបស់គេក្នុងការលួចក៏ដូចជាកិច្ចខ្លួនហ្នឹងគឺវាល្អផងដែរជំនឿចង់រួយអ្នកឈឺកពេលបន្ទាប់មកយើងក៏បានឃើញថាខៃក៏គេបានរត់បន្តទៅមុខបន្តទៀតនិងបានបោះនំប៉័ងដែលគេបានលួចឲ្យទៅកាន់សត្វឆ្កែមួយក្បាលដែលជាសត្វឆ្កែដែលគេបានចាំដូចគ្នាហើយនៅពេលដែលឃើញសត្វឆ្កែខំនំប៉័ងចឹងបរិះនោះក៏បានរត់ដេញតាមសត្វឆ្កែវិញក៏ដូចជាមានបរិះម្នាក់ចង់វាយទៅកាន់ខៃប៉ុន្តែក៏មានសត្វក្អែកហ្នឹងមកធ្វើការវាយប្រហារទៅកាន់បរិះម្នាក់ហ្នឹងមកតង់ទៀតហើយសត្វទាំងអស់ហ្នឹងសត្វដែលខៃបានចាំអីចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញថាបរិះពីរនាក់ដែលរត់មុនហ្នឹងក៏ត្រូវបានឆ្កែរបស់ខៃហ្នឹងគឺធ្វើស៊ីផងដែរសាំដងក៏ហ្មងណានៅពេលដែលយកនំប៉័ងរត់គេចខ្លួនបានហើយយើងក៏បានឃើញពួកគេទាំងអស់គ្នាក៏បានរត់ទៅកាន់ទីជម្រកក៏ដូចជាកន្លែងដែលពួកគេស្នាក់នៅនឹងឯងហើយទស្សនវិជ្ជាដែលពួកគេកំពុងតែធ្វើហ្នឹងយើងក៏បានឃើញថាជីងកំពុងតែឃ្លាំមើលក៏ដូចជាឈរមើលពីលើអគារដូចគ្នានៅពេលមកស្ទុះក្រោយមកយើងក៏បានឃើញពួកគេក៏បានមកកាន់កន្លែងលំនៅរបស់ពួកគេដូចជានៅក្នុងប្រហោងលូមួយមិនដឹងនេះហើយនៅពេលដែលខៃគេដើរចូលមកហ្នឹងគេក៏បានចាប់ដល់មានបរិះម្នាក់កំពុងតែអង្គុយលេងជាមួយនឹងសន្និចាំរបស់គេផងដែរអត់ដឹងថាបរិះហ្នឹងគឺមកពីណាមកពីណីនោះទេហើយនៅពេលហ្នឹងយើងក៏បានឃើញថាបរិះហ្នឹងតាមពិតទៅគឺជាជីងដែលជាពុករបស់គាត់ហ្នឹងឯងដែលគេបានថាអូឯងស្នាក់នៅមួយសត្វទាំងអស់ហ្នឹងមែនហើយក៏ដូចជានៅកន្លែងលូហ្នឹងមែនអូយអែមដល់កហើយគេក៏បានថាអូយមើលទៅតំណងនេះចេះចិញ្ចឹមសត្វចិញ្ចឹមអីទៀតអ្នកដែលចិញ្ចឹមសត្វក៏ដូចជាសត្វចូលចិត្តភាគច្រើនគឺជា Hunter ដ៏ល្អនិយាយទៅ Hunter ដ៏ល្អមួយរូបគឺតែងតែមានសត្វចូលចិត្តសត្វស្លាញ់អញ្ចឹងណាហើយគាត់ណាស្ដាប់ពីជីវប្រវត្តិដែលជីងបានជួបជាមួយនឹងខៃខ្លះៗក៏ធ្វើឲ្យគាត់សប្បាយចិត្តដែរហើយបន្ទាប់មកយើងក៏បានឃើញថាខៃក៏គេបាននិយាយបន្ទាប់ដូចគ្នាថាដំបងហ្នឹងគេមិនមែនជាកូនសិស្សរបស់ជីងពេញសិតនោះទេប៉ុន្តែដោយសារតែគេនឹងគឺជំនះចង់ឲ្យជីងប្រហាត់ខ្លួននិយាយទៅគឺតាមញ៉ៃញ៉ៃជីងហ្មងណាហើយដឹងអត់ថាធ្វើម៉េចដើម្បីខ្លាយទៅជាកូនសិស្សរបស់ជីងឲ្យគាត់ទាយគាត់គេបានថាគឺគ្មានទេគឺស្វែងរកជីងឲ្យឃើញនឹងឯងនិយាយទៅចង់បានអីវិជីងលូថាស្វែងរកជីងឲ្យឃើញព្រោះថាជីងចូលចិត្តបាត់ខ្លួនលឿនៗអញ្ចឹងណាហើយខៃក៏គេបាននិយាយថាត្រូវហើយនិយាយទៅគឺគាត់ដឹងទៀតណាហើយខៃក៏គេបានថាគឺគេនឹងស្វែងរកជីងនឹងគឺលំបាកខ្លាំងមែនតែម្ដង
ដោយសារតែជីងគឺជា Pro Hunter មួយរូបចឹងការផ្លាស់ទីរបស់ជីងមួយហ្នឹងគឺគ្មានណាដឹងទេមានសល់សំបីតែដានជើងដោយសារតែជីងហ្នឹងគឺប្រើ Netsu ដើម្បីធ្វើដំណើរទៅណាទៅណីអញ្ចឹងណាហើយ Netsu ហ្នឹងគឺ Kilo ស្គាល់ច្បាស់មែនតើគឺជាសមត្ថភាពក្នុងការបំភាន់ក៏ដូចជាលាក់ខ្លួននឹងឯងហើយជីងចេះទៀតណាចាំថាជីងសាហាវដល់កហើយយើងក៏បានឃើញថាខៃក៏គេបានស្វែងរកជីងពីមួយកន្លែងទៅមួយកន្លែងក៏ដូចជាអ្វីដែលគេទៅស្វែងរកបន្ទាប់គឺជាកោះបាឡែនដែលជាទីកំណើតរបស់ជីងនឹងឯងទើបគេហ្នឹងក៏បានជួបជាមួយនឹង Gon អញ្ចឹងណាប៉ុន្តែនៅការជួប Gon ពេលហ្នឹងគឺខៃអត់ទាន់ដឹងទេថា Gon ហ្នឹងគឺជាកូនរបស់ជីងគឺខៃអត់ទាន់ស្គាល់ Gon ឡើយតែចេះជួយទៅហើយបន្ទាប់មកគេក៏អាចរកជីងឃើញដូចគ្នាហើយនៅពេលដែលគេរកជីងឃើញហ្នឹងគេក៏បាននិយាយទៅកាន់ជីងថាឥឡូវហ្នឹងព្រមយកគេធ្វើជាសិស្សទៅទើបជីងក៏បានដើរមកនឹងប៊ីសដាក់ទៅកាន់ខៃនឹងមួយដៃប៉ុន្តែគឺវាយអត់ដល់នោះទេដែលបានថាអូខេឥឡូវហ្នឹងគឺគេបានរកឃើញខ្លួនហើយអញ្ចឹងប្រហែលជាពេលហ្នឹងឯងដែលជីងហ្នឹងគឺយល់ព្រមយកខៃទៅជាកូនសិស្សបង្រៀនក្បាច់គុណបង្រៀនបង្រៀនកាច់បង្រៀនពីនេះបង្រៀនពីនោះអញ្ចឹងណាក៏ដូចជាលុតដំខៃឲ្យខៃហ្នឹងខ្លាយទៅជា Pro Hunter មួយរូបដូចគ្នាប្រហែលជាពេលហ្នឹងនឹងឯងហើយនៅពេលដែលលើបាត់ហ្នឹងយើងក៏បានឃើញ Gon ក៏គេសប្បាយចិត្តផងដែរនិយាយទៅគឺសប្បាយចិត្តហ្មងគ្រាន់តែស្ដាប់ពាក់ព័ន្ធជាមួយនឹងពុករបស់គេហ្នឹងណាហើយនៅពេលហ្នឹងខៃក៏គេបានថាគេមិននឹកស្មានថាគឺគេអាចជួបជាមួយនឹង Gon បានម្ដងទៀតនោះទេតែប្រហែលជាឪពុករបស់គេហ្នឹងគឺបានដាក់ឲ្យពួកគេទាំងពីរនាក់ជួបគ្នាអញ្ចឹងបានរៀបចំអីអញ្ចឹងទៅគាត់នៅលើបាត់ហ្នឹង Gon គេបានថាប្រហែលជាអ្វីទាំងអស់ដែល Gon បានជួបហ្នឹងប្រហែលជាឪពុករបស់គេរៀបចំអីដូចជា Razer ដែលគេបានជួបនៅក្នុង game កោះខ្លាញ់ហ្នឹងឯងគឺគេបានជួបជាមួយនឹង Razer បានជួបជាមួយនឹងអ្នកផ្សេងទៀតជាពិសេសបានជួបជាមួយនឹង Don បានជួបជាមួយនឹងមិត្តភ័ក្តិទាំង10របស់ជីងហ្នឹងឯងនិយាយទៅគឺគេគិតថានេះសុទ្ធតែជាការរៀបចំរបស់ជីងដើម្បីឲ្យ Gon បានជួបប្រទះពីមួយដំណាក់កាលទៅមួយដំណាក់កាលអីអញ្ចឹងណាពីមនុស្សម្នាក់ទៅមនុស្សម្នាក់សំបីតាអ្នកបង្ហាត់បង្រៀនណែរបស់គេអីហ្នឹងហើយនៅពេលដែលលើបាត់ហ្នឹងយើងក៏បានឃើញថាខៃគេបានថារឿងហ្នឹងគឺគេអត់ដឹងដែរប៉ុន្តែអ្វីដែលគេកំពុងតែអង្គុយរងចាំក៏គេអត់ដឹងថាគេរងចាំអីឬក៏រងចាំ Gon ដូចគ្នាកន្លែងមកមើលក្មេងស្រីដែលមើលការខុសត្រូវនៅក្នុងការចេញចូល game នេះវិញគេកំពុងតែគិតថាហើយជីនេះក៏ជាធ្វើបាប Gon ណាដោយសារតែជីនេះគឺបានឲ្យក្មេងស្រីហ្នឹងគឺកែកាតរបស់ Gon ឲ្យ Gon ពេល teleport ទៅឈ្មោះនេះហ្នឹងគឺអត់មករកខ្លួននោះទេដោយសារតែជីហ្នឹងគឺជាអ្នកចូលទៅក្នុង game ដើម្បីឃ្លាំមើល Gon នឹងឯងប៉ុន្តែគេបានឲ្យ teleport ទៅរកខៃវិញនិយាយទៅធ្វើស៊ី Gon ហ្មងសាំដល់កហ្មងណានិយាយទៅជីហ្នឹងគឺជាមនុស្សរឹងរូសមនុស្សអត់ព្រមទទួលស្គាល់ការពិតមនុស្សអៀនច្រើនហើយនាងក៏បានថាគ្នាពិតជាអាណិត Gon ខ្លាំងមែនទែនខំស្វែងរកអាប៊ីឃើញឲ្យកែរកឃើញទៀតហើយយើងកន្លែងមកមើល Kilo ក៏ដូចជា Gon នេះវិញ Gon ក៏បានថាប្រហែលជាគេជួប Kilo ហ្នឹងគឺជាការរៀបចំរបស់ពុករបស់គេដែរតែ Kilo ថាវាមិនដែលទេជួបគ្នាចៃដន្យតោះហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេហ្នឹងក៏បានអង្គុយនិយាយគ្នាផងដែរគេបាននិយាយថាឪពុករបស់ Gon គឺមិនធម្មតាទេជាងនេះគឺជា Pro Hunter ដែលមានកិត្តិនាមក៏ដូចជាសមត្ថភាពនេះគឺខ្លាំងយកតែមែនតែនតែម្ដងមិនងាយមានអ្នកបានជួបជាមួយនឹងជីងឡើយហើយខៃក៏បានសួរថាចង់ដឹងថាជីងឥឡូវហ្នឹងគឺនៅណាដែរអត់គឺគេអាចប្រាប់បានប៉ុន្តែនៅពេលហ្នឹងយើងក៏បានឃើញ Gon គេបានគិតមកស្ទុះគេក៏បានថាមិនអីទេមិនប្រាប់គេទេគឺគេនឹងស្វែងរកជីងដោយខ្លួនឯងហ្នឹងឯងហើយខៃក៏បានថានេះពិតជាល្អណាស់សមជាកូនជីងមែនទោះបីជាចង់ដឹងក៏គេមិនដឹងទៅណាដែរស្អាតដល់កហ្មងយើងកន្លែងមើលម្ចាស់ស្រីសម័យនេះវិញគេកំពុងតែស៊ីថៃច្រើនខ្លាំងមែនតែនតែម្ដងហើយគេនិយាយថាគឺគេត្រូវការអាហារជាច្រើនទៀតដើម្បីបង្កើតទៅជាក្សត្រថ្មីរបស់គេឬក៏ស្ដេចថ្មីគឺជាបុត្ររបស់គេនឹងឯងហើយយើងអត់ដឹងថាម្ចាស់ស្ត្រីសម័យនេះមកពីណាមកពីណីនេះអត់ដឹងនេះហើយអ្វីដែលចាប់អារម្មណ៍ដៃគឺដាច់មួយកណាត់ទៀតចំណាំដៃនឹងតោះដាច់មួយកណាត់ហើយយើងក៏បានឃើញនាងក៏បានបន្តអាហាររបស់នាងអីចឹងទៅហើយក៏បានមានមោទនភាពខ្លាំងមែនទែនមោទនភាពអាលៀបថាប្រោតលើខ្លួនឯងដោយគេនឹងបង្កើតស្ដេចមួយដែលមានធម៌ពលខ្លាំងហើយគេនឹងឯងគឺជាម្ចាស់ស្ត្រីសម័យគឺជា Queen of Chimera នឹងឯងគឺជាម្ចាស់ស្ត្រីនៃសម័យរបៀបអញ្ចឹងឈ្មោះគេនឹងឯងមិនឈ្មោះគេគឺនាងគឺជាម្ចាស់ស្ត្រីសម័យហ្មងគឺជាស្ដេចសម័យនឹងឯងចុយពិបាកបញ្យល់មែនឡើយហ្នឹងហើយយើងមិនទាន់ខ្វល់រឿងសម័យអីម្ចាស់ស្រីអីទេយើងមកមើល Gon នេះក៏បានសួរខៃធ្វើការគេហើយខៃក៏បាននិយាយថាគឺគេស្វែងយល់ក៏ដូចជាស្វែងរកពាក់ព័ន្ធជាមួយនឹងសត្វចម្លែកធំអីចឹងណាគឺគេស្រាវជ្រាវអីចឹងទៅក៏បានយកវីដេអូមួយដែលគេបានស្រាវជ្រាវឃើញថាមានខ្លាមួយដុសស្នែងជាចំអិនអាហារញ៉ាំអីចឹងណាគឺមិនមែនស៊ីអាហារឆៅនោះទេនិយាយទៅគឺចម្លែកខ្លាំងមែនតែម្ដងហើយនៅពេលដែលឃើញបែបហ្នឹង Kilo ក៏គេបានថាចំហើយចុះពាក់ព័ន្ធជាមួយនឹងសមោចពឹសក៏ដូចជាសមោចចម្លែកនេះហ្នឹងគឺខៃកំពុងតែស្វែងរកដែរមែនតែខៃក៏បានថាគឺអត់ទេគឺគេស្វែងរកតែជាមួយនឹងសត្វដែលមានទំហំធំតែប៉ុណ្ណោះអាសត្វទូចហ្នឹងគេតែតែឃើញដូចគ្នាតែមិនដឹងថាគេនឹងស្វែងយល់ក៏ដូចជាស្វែងរកអត់ទេតែប្រហែលជាគ្នារបស់គេអាចស្វែងរកបានដោយសារតែគេគឺមិនមែនធ្វើតែម្នាក់ឯងឡើយគឺគេធ្វើជាមួយនឹងគ្នារបស់គេ5 6នាក់ទៀតអីចឹងទៅហើយនៅពេលហ្នឹងគេក៏បានតាក់ទងទៅកាន់មិត្តភក្តិរបស់គេតែម្ដងដើម្បីឲ្យមកជុំគ្នាជួបជាមួយនឹង Gon និង Kilo នឹងឯងពេលហ្នឹងយើងក៏បានឃើញថាមិត្តភក្តិរបស់គេក៏បានដើរមកលឿនមែនសត្វតែតាក់តងមិនសោះដើរមកបានយើងក៏បានឃើញថាពួកគេក៏បានដើរមកហើយចំណែកឯខៃក៏បានណែនាំ Gon ក៏ដូចជា Kilo នឹងឲ្យទៅកាន់មិត្តភក្តិរបស់គេស្គាល់អីចឹងទៅហើយចំណែកមិត្តភក្តិរបស់ខៃក៏គេបានណែនាំខ្លួនដូចគ្នាម្នាក់នេះឈ្មោះចេះម្នាក់នេះឈ្មោះចោះចឹងទៅអត់តសំខាន់គឺអត់តប្រាប់ឈ្មោះកុំឲ្យថាពិបាកចាំពេលហ្នឹងយើងក៏បានឃើញ Gon គេបានណែនាំ Gon free អីចឹងទៅគាត់នៅលើថា Gon free ចុំ Gon free កូនរបស់ជីង free មែនគាត់នៅលើបែបហ្នឹងម្នាក់ភ្ញាក់ផ្អើលខ្លាំងមែនតែម្ដងដោយសារចុំយ៉ានេះកូនរបស់ Legendary នេះឥឡូវមកចាប់ដៃមួយទៀតមានមោទនភាពហ្មងណាហើយយើងក៏បានឃើញថាពួកគេពិតជាសប្បាយចិត្តខ្លាំង
មែនតើក៏ដូចជាភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលដែលជួបជាមួយនឹងកនហើយចុះអាមួយនេះឈ្មោះអីគេអូខ្ញុំបាទឈ្មោះ Killua Sodic អូម៉ែគាត់នៅលើឈ្មោះ Sodic ពួកគេភ្ញាក់ផ្អើលទៀតចំគឺជាក្មេងប្រុសដែលមកពីគ្រួសារឃាតករដ៏ល្បីឈ្មោះហ្នឹងមែនម៉ែអើយដកហ្មងអាពាក្យនេះ best friend គ្នាហ្នឹងគឺដកហ្មងអាមួយកូន Legendary អាមួយកូនគ្រួសារឃាតករដ៏សាហាវអើយដកពាក្យនេះចាប់ដៃគូគ្នាមកខ្លឹមហ្មងហើយបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានអង្គុយនិយាយគ្នាពាក់ព័ន្ធជាមួយនឹងការស្រាវជ្រាវរបស់ក្រុមខៃដូចគ្នាហើយកំពុងនិយាយគ្នានឹងសត្វឆ្កែមួយក៏បានចេញមកពីកតាហើយក៏បានរត់ទៅលេងជាមួយនឹង Gon ផងដែរនិយាយទៅគឺសត្វទាំងអស់គឺចូលចិត្ត Gon មកដោយសារតែ Gon គឺជា hunter ដ៏ល្អអញ្ចឹងណាហើយពេលហ្នឹងពួកគេក៏បានឃើញជាមួយនឹងចកោមសត្វច្រឡំចកោមសត្វកញ្ចក់សត្វមួយផងដែរដែលគឺជាសត្វចម្លែកហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញលូក៏បានដើរទៅក៏ដូចជាសុំមើលផងដែរចោទថាហ្នឹងគឺជាកញ្ចក់របស់សត្វអីហេតុអីក៏ធំម៉ែយើងក៏បានឃើញថាពួកគេក៏បាននិយាយថានេះគឺជាកញ្ចក់របស់សត្វល្អិតគឺជាសត្វសម្ោចប៉ុន្តែគេលូឆ្ងល់ខ្លាំងមែនទែនចំកញ្ចក់សត្វសម្ោចក៏ធំម៉ែបើគិតទៅបើសិនជាកញ្ចក់សត្វសម្ោចមែនមានថាសម្ោចហ្នឹងគឺមានទំហំចំនួន2ម៉ែត្រចំនួនប្រហែល2ម៉ែត្រកម្ពស់វាហើយនិយាយទៅគឺធំខ្លាំងណាស់មិនមែនទូចទេអញ្ចឹងពួកគេកាន់តែឆ្ងល់ចំកញ្ចក់សត្វសម្ោចអីក៏ធំម៉ែឥឡូវយើងកាត់មកមួយថ្ងៃមុនវិញយើងក៏បានឃើញការងាររបស់ខែគឺប្រមូលព័ត៌មានពាក់ព័ន្ធជាមួយនឹងសត្វចម្លែកក៏ដូចជាសត្វផ្សេងឲ្យទៅកាន់មេរបស់គេអញ្ចឹងណាតែមេរបស់គេបានថាគឺគេអត់មានលុយគ្រប់គ្រាន់ដើម្បីឲ្យទៅកាន់ខៃក៏ដូចជាក្រុមរបស់គេឡើយឲ្យគេសុំទោសផងតែខៃបានថាអត់អីទេនេះគឺជាការធ្វើដោយពេញចិត្តគឺជាក្រុមរបស់គេចង់ស្រាវជ្រាវចង់ស្វែងរកអីចម្លែកអីចឹងដោយខ្លួនឯងអញ្ចឹងទៅពេលហ្នឹងយើងក៏បានឃើញថាមេរបស់គេក៏បាននាំគេមកកាន់កន្លែងមួយផងដែរដោយនេះគឺជាការតបស្នងពួកគេអាចយកដៃរបស់សត្វចម្លែកហ្នឹងទៅបានគិតនៅថាគឺជាដៃណាគេមកឈៀងនឹងដាច់ហ្នឹងហើយបន្ទាប់មកយើងក៏បានឃើញពួកគេក៏បានមើលផងដែរចំសត្វអីគេដៃគេចម្លែកមិនដាច់មកកណាត់ហ្នឹងហើយពួកគេក៏សន្មតថានេះគឺជាដៃសត្វល្អិតម៉ែសត្វល្អិតអីក៏ធំឲ្យលោកហើយនៅពេលហ្នឹងពួកគេក៏បានសុំកញ្ចក់ពីអ្នកដែលមើលខាងខុសត្រូវនៅកន្លែងហ្នឹងដូចគ្នាហើយពួកគេក៏បានឲ្យផងដែរនិយាយទៅគឺអត់យកទាំងដៃយកតែកញ្ចក់ពីរតែប៉ុណ្ណោះហើយហ្នឹងហើយដែលពួកគេឥឡូវហ្នឹងគឺមានកញ្ចក់ឲ្យទៅកាន់គីឡូមើលហ្នឹងឯងគីឡូបានគិតថាអូយសត្វចម្លែកបើតាមគិតទៅកញ្ចក់ក៏ដូចជាទំហំគេអាចនឹងមានកម្ពស់ប្រហែល2ម៉ែត្រអីហើយនៅពេលហ្នឹងយើងក៏បានគិតពួកគេក៏បន្តដំណើរដើម្បីទៅរកសារពាង្គកាយឬក៏រាងកាយរបស់សត្វចម្លែកដែលមានកញ្ចក់ដាច់នឹងផងដែរក៏ដូចជាគាត់នឹងគីឡូក៏បានចូលរួមដូចគ្នាពេលហ្នឹងយើងក៏បានឃើញក្រុមរបស់ខៃក៏សប្បាយចិត្តដែរដោយសារតែមានគាត់នឹងគីឡូដែលជា Pro Hunter អញ្ចឹងណាអញ្ចឹងទៅពួកគេនឹងមានសុវត្ថិភាពដែលអាចឲ្យគាត់នឹងគីឡូការពារពួកគេបានហើយសានតក៏អត់មានមើលខៃសោះបន្ទាប់មកយើងក៏បានឃើញពេលដើរតាមផ្លូវសត្វឆ្កែទាំងប្រមាណហ្នឹងមួយសុទ្ធតែប្រមាណណានិយាយទៅច្រឡំអីក៏បានលេងជាមួយនឹង Gon ដូចគ្នាហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញខៃក៏បានចាំពាក្យសម្ដីរបស់ជីងដូចគ្នាថាសត្វទាំងអស់គឺវាចូលចិត្តណាស់ទៅលើមនុស្សក៏ដូចជា Hunter ដ៏ខ្លាំងហើយនៅពេលហ្នឹងគេក៏បានសប្បាយចិត្តនៅពេលដែលឃើញ Gon ត្រូវបានសត្វចូលចិត្តអញ្ចឹងណាកន្លែងមកមើលឆេមរ៉ាអានក៏ដូចជាម្ចាស់ស្រីសម្ោចនេះវិញគេកំពុងតែស៊ីសាច់ថៃស៊ីសត្វនេះសត្វនោះច្រើនខ្លាំងមែនតើកាជៀវក៏ស៊ីថៃក៏ស៊ីនេះក៏ស៊ីនោះក៏ស៊ីហើយគេស៊ីហ្នឹងក៏គេបង្កើតបានជាពងជាច្រើនដើម្បីបង្កើតគឺជាកងទ័ពដូចគ្នាហើយយើងចង់នឹងកងទ័ពខ្លាំងម៉េចចាំទស្សនាបន្តទៀតកន្លែងមើលក្រុម Gon ក៏ដូចជាខៃនេះវិញយើងក៏បានឃើញពួកគេក៏បន្តដំណើរដើម្បីស្វែងរកសត្វចម្លែកដូចគ្នាហើយខៃក៏បាននិយាយពីការបន្តពូជរបស់សត្វសម្ោចដែលជាម្ចាស់ស្រីសម្ោចនឹងផងដែរថានៅពេលដែលសម្ោចមួយស៊ីទៅកាន់សត្វស្អីមួយចឹងនៅពេលដែលកូនមកគឺសម្ោចកាត់ទៅកាន់អាសត្វដែលសត្វសម្ោចបានស៊ីនឹងឯងហើយនៅពេលដែលសត្វសម្ោចនេះគឺស៊ីកដោបផងស៊ីអាសត្វស្អីផងសត្វស្អីដុះស្លាប់ផងនៅពេលដែលកូនមកចេញសម្ោចកាត់អាសត្វកដោបកាត់អាសត្វដុះស្លាប់កាត់នេះកាត់នោះអញ្ចឹងណានិយាយទៅគឺស៊ីអីកាត់នឹងស៊ីប្រហែលកាត់ទៅរហូតប៉ុណ្ណឹងសះនិយាយទៅគឺច្រើនសះខ្លាំងមែនតើហើយម្ចាស់ស្រីសម្ោចនេះគឺស៊ីក្តាមផងកដោបផងអីសត្វកជៀវផងថៃផងចាំមើលកូនមកមិនដឹងថាកូនកាត់រហូតស្អីខ្លះទេហើយពួកគេទាំងអស់គ្នានៅពេលដែលលឺបែបហ្នឹងគឺពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែនគេលូបានថាចំហើយចុះបើសត្វសម្ោចហ្នឹងស៊ីមនុស្សវិញហើយមនុស្សមានថាមពលខ្លាំងទៀតនៅពេលដែលពងមកញាស់មកមិនខ្លាំងមិនទៅអាកូនសត្វសម្ោចដែលកើតមកក្រោយហ្នឹងហើយពួកគេក៏នៅលឺបែបហ្នឹងម្នាក់ដល់ភឺសបល់តែម្ដងសម័យអត់ចេញមកឥឡូវយើងក៏លេចមកមើលក្មេងប្រុសក៏ដូចជាក្មេងស្រី2នាក់នេះវិញយើងក៏បានឃើញថាពួកគេកំពុងតែតទោជាមួយនឹងសត្វពស់អូយបងអនភ័យពស់ធំអនភ័យតែនៅពេលហ្នឹងយើងក៏បានឃើញថាក្មេងប្រុសហ្នឹងក៏បានការពារទៅកាន់ប្អូនស្រីរបស់គេតែម្ដងអើយចង់ចឹកមែនលោតមកនេះស៊ីមកតបងមានអារម្មណ៍មិនដែរឈឺហើយនៅពេលហ្នឹងយើងក៏បានឃើញសត្វពស់ក៏វាបានវេចេញទៅដែរគ្រាន់តែស៊ីមកពាន់ហើយវេចេញលែងចឹកបណ្ដោយអស់អារម្មណ៍ចឹកឲ្យស៊ីមកពាន់បាទហ្នឹងហើយនៅពេលហ្នឹងយើងក៏បានឃើញក្មេងប្រុសហ្នឹងក៏បាននិយាយថាអើយចាំបងការពារអូនកំភៃបងការពារអូនគ្រប់វិនាទីគ្រប់ពេលវេលាគ្រប់ទីកន្លែងអូយអៀនណានិយាយចឹងអូនអៀនកុំអៀនអីជប់សំណប់ចិត្តសំដករហូតដល់ពេលយប់ឡើងនេះក៏បានឃើញថាភូមិហ្នឹងគឺជាភូមិរបស់ក្មេងស្រីហ្នឹងក្មេងស្រីកំពុងតែនិយាយរឿងតែបងប្រុសរបស់នាងបានការពារនាងពីពស់ប្រាប់ទៅកាន់ម្ដាយរបស់នាងអីចឹងណាហើយម្ដាយរបស់នាងក៏បានសរសើរទៅកាន់ក្មេងប្រុសហ្នឹងផងដែរដែលបានថាគឺគាត់ហ្នឹងគឺពឹងទៅលើក្មេងប្រុសហ្នឹងដើម្បីការពារប្អូនស្រីអីចឹងទៅឲ្យមើលថែប្អូនស្រីផងហើយនៅពេលដែលឮបែបហ្នឹងក្មេងប្រុសក៏បានថាអត់អីទេចាំខ្ញុំការពារអូយកំភៃរឿងប៉ុណ្ណឹងការពារប្អូនស្រីខ្ញុំការពា
ពារដល់បានហ្នឹងហើយឥឡូវយើងកន្លែងមកមើលម្ចាស់ស្រីសមោចវិញយើងក៏បានឃើញនាងក៏បានដើរមកមើលពងរបស់នាងគឺច្រើនខ្លាំងមែនតែនតែម្ដងហើយពេលហ្នឹងយើងក៏បានឃើញពងរបស់នាងមួយចំនួនក៏បានញាស់ដូចគ្នាក៏បានចេញមកនេះសត្វចម្លែកមានអាកាត់កដោបកាត់ដាមកាត់កញ្ជូកាត់ថៃកាត់អីអូច្រើនសាសអានេះពួកអបីសាច់10សាសមិន10សាសនឹងប្រហែលសាសនេះហើយយើងក៏បានឃើញម្ចាស់ស្រីសមោចក៏បានឲ្យពួកគេទៅស្វែងរកចំណីឲ្យខ្លួនផងដែរពេលព្រឹកឡើងយើងក៏បានឃើញក្មេងស្រីក្មេងប្រុសក៏គេបានរកត្រីបានមកកញ្ឆៃឡើងច្រើនតែម្ដងដើម្បីយកទៅឲ្យម្ដាយរបស់គេជប់លៀងញ៉ាំអីជុំគ្នាអញ្ចឹងណាហើយពួកគេនឹងគិតថាម្ដាយរបស់ពួកគេនឹងសប្បាយចិត្តនៅពេលដែលឃើញត្រីចៅបែបហ្នឹងតែកំពុងតែដើរសុកក៏មានអាបីសាច់កូនម្ចាស់ស្រីសមោចមិនកូនឯកូនចាំម្ចាស់ស្រីសមោចក៏បានលេចមកតែម្ដងហើយពួកគេទាំងពីរហ្នឹងគឺភ័យខ្លាំងមែនតើហើយនៅពេលហ្នឹងក្មេងប្រុសក៏បាននិយាយថាអត់អីទេចាំបងការពារកុំខ្លាចប៉ុន្តែអាការនិយាយហ្នឹងគឺនិយាយទាំងភ័យដោយសារអាបីសាច់គឺវាមានទំហំធំយកតែមែនតើតែម្ដងអើយមិនដឹងមិនម៉ានេះហើយបន្ទាប់មកក្មេងប្រុសហ្នឹងបាននិយាយថាឆាប់ថយចេញទៅកុំមកញ៉ៃញ៉ៃកុំមកធ្វើបាបប្អូនស្រីគេមែនទេផ្លឹបចាប់ទៅបាត់យើងក៏បានឃើញថាក្មេងប្រុសក្មេងស្រីទាំងពីរហ្នឹងក៏ត្រូវបានម្ចាស់ស្រីសមោចហ្នឹងគឺអ៊ីតយកតែម្ដងអើយអាណិតដល់ក៏សាំមកនិយាយមែនអ្នកនេះបើមើលរឿងពេញកន្លែងហ្នឹងអាណិតណាឡើងហូរទឹកភ្នែកហ្មងខ្ញុំនិយាយមែនខ្ញុំមើលពេលដបងឡើងហូរទឹកភ្នែកអាណិតខ្លាំងហ្មងស្នោះពេលដែលក្មេងៗហ្នឹងនិយាយហើយម្ចាស់ស្រីសមោចបានថារសជាតិនេះពិតជាឆ្ងាញ់គេអត់ដែរញ៉ាំទេគឺគេចង់ញ៉ាំទៀតវាយសិតញ៉ាំអញអើយដល់ក៏ហ្មងអាចមើលពេលស៊ីសាច់មនុស្សចឹងទៅកូនចៅរបស់នាងនៅពេលដែលញាស់ពងក្រោយៗមកហ្នឹងគឺហូបរៀងកាត់មនុស្សគឺបែបម៉េចយើងចាំមើលបន្តទៀតក្រែមើលក្រុមរបស់កងក៏ដូចជាខៃនៅវិញពួកគេក៏បានមកដល់កំពង់ផែមួយផងដែរហើយពួកគេក៏បានឆ្លងផែមកកាន់កន្លែងកោះមួយក៏ដូចជាឆ្នេរមួយដើម្បីស្វែងរកតម្រុយពាក់ព័ន្ធជាមួយនឹងតម្រុយដៃដែលបានដាច់អាមកណាត់ដែលជាដៃរបស់បិសាចសមោចនឹងឯងហើយយើងក៏បានឃើញគេក៏បានឲ្យសត្វឆ្កែហិតជាមួយនឹងកញ្ចក់របស់ម្ចាស់ស្រីសមោចនឹងស្វែងរកអីចឹងណាក៏មិនថាខ្ញុំចូលរួមដែរតែខ្ញុំអាចហិតដឹងអីចឹងទៅហើយក៏គេបានរត់ទៅដល់ហិតជាមួយនឹងកញ្ចក់របស់ម្ចាស់ស្រីសមោចដូចគ្នាគីឡូបានថាក៏គឺមានសមត្ថភាពចំហរបស់គេគឺពិសេសដូចឆ្កែអញ្ចឹងហើយម្នាក់ៗនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញពួកគេក៏បានភ្ញាក់ផ្អើលផងដែរសាំដល់ក៏មកដេញហិតតាមគូឆ្កែណាអើយក៏នេះដល់ក៏ពេលហ្នឹងយើងក៏បានឃើញពួកគេគឺអាចរកឃើញនោះគេដោយសារតែមេឃភ្លៀងផងអីផងអីចឹងណាតែពួកគេក៏សម្រេចចិត្តដើរចូលទៅក្នុងព្រៃដើម្បីស្វែងរកតែម្ដងរហូតដល់យប់ក៏ត្រឡប់មកវិញដោយសារតែរកអត់ឃើញនឹងឯងមានអីទៀតបើរកអត់ឃើញហ្នឹងរៀនម្ចាស់ស្រីសម័យនេះវិញយើងក៏បានដើរមកមើលពងបន្ទាប់ផងដែរដែលពងលើកហ្នឹងគឺនាងបានស៊ីសាច់មនុស្សមុនហ្នឹងចង់ថាពងហ្នឹងគឺញាស់មកបែបម៉េចយើងក៏បានឃើញពងហ្នឹងក៏បានញាស់ដូចគ្នាដែលរូបរាងចេញមកដូចមនុស្សចឹងគ្រាន់តែមានស្លាបទៅជាអញ្ចេះចោះមើលអ្នកនេះមើលខ្លួនឯងដឹងហើយប៉ុន្តែលើកហ្នឹងគឺអាចនិយាយបានដែលធ្វើម្ចាស់ស្រីសម័យភ្ញាក់ផ្អើលខ្លាំងមែនតើអាកូនចៅមុនសត្វក្តាមបកាបកហ្នឹងគឺនិយាយការទេតែលើកនេះគឺនិយាយការដោយសារតែកាត់មនុស្សអីចឹងណាហើយនាងក៏បានភ្ញាក់ផ្អើលនិងបានបញ្ជាឲ្យទៅកាន់កូនចៅរបស់នាងលើកហ្នឹងនិយាយទៅគឺនិយាយមួយគ្នាតែម្ដងក៏ដូចជាតែងតាំងឲ្យមួយហ្នឹងទៅជាមេតបហ្មងមេកងតបហ្មងណាដែលឲ្យទៅស្វែងរកចំណុចជាច្រើនឲ្យមកកាន់នាងនឹងឯងអូយលយដល់កនេះឥឡូវហ្នឹងកូនចៅចេះនិយាយទៅជាមនុស្សទៀតណាហើយស្វែងរកអាហារណាដែលមានជីវជាតិដោយអាហារដែលគេបានស៊ីមកនឹងឯងអើយសាំដល់កឥឡូវមកទៅជាបីសាយណាពីក្មេងផលដល់សូមអ្នកហ្នឹងហើយគេក៏បានដឹកនាំពួកកូនចៅកជាវបគាវបកងស្អីខ្លះហ្នឹងក៏ដូចជាហោះចេះអីហ្នឹងហោះទៅស្វែងរកចំណីបន្តទៀតដល់សេចក្ដីមកហ្នឹងយើងក៏បានឃើញតំបន់ NGL ដែលប្រជាជនជាច្រើនគឺកំពុងតែធ្វើអារបៀបថាស្រែចម្ការដាំដំណាំដាំស្រូវអីចឹងដូចអ្នកចម្ការតាមស្រុកស្រែអីចឹងទៅហើយនៅពេលហ្នឹងផងដែរយើងក៏បានឃើញលោកពូម្នាក់ដែលគាត់កំពុងតែប្រមូលផលស្រូវក៏បានឃើញជាសត្វអ្វីមួយយ៉ាងទេហោះមកច្រើនខ្លាំងមែនទែនពីចង្អាអីចឹងណាដល់នៅពេលដែលមើលមកចិត្តទៅតាមពិតគឺជាក្រុមវងបិសាចរបស់កូនស្ដេចបិសាចសមោចសោះហើយនៅពេលដែលឃើញបែបហ្នឹងយើងក៏បានឃើញពួកគាត់ទាំងអស់គ្នាក៏នាំគ្នារត់ផងដែរហើយចំណែកពួកកូនបិសាចហ្នឹងមកហ្នឹងគឺវាមកចាប់មនុស្សដើម្បីឲ្យទៅកាន់ម្ចាស់ស្ត្រីសមោចហ្នឹងឯងហើយវាក៏បានបញ្ជាកូនចៅរបស់វាឲ្យទៅចាប់មនុស្សនៅកន្លែងហ្នឹងគឺទាំងអស់តែម្ដងប៉ុន្តែនៅពេលហ្នឹងយើងក៏បានឃើញថាគឺបញ្ជារបស់កូនបិសាចគឺវាចាប់តាមមនុស្សប្រុសចំណាស់ក៏ដូចជាមនុស្សប្រុសតែប៉ុណ្ណោះចំណែកឯស្រីក៏ដូចជាកូនក្មេងគឺវាអត់ចាប់ឡើយនិយាយទៅគឺមានច្បាប់ដូចគ្នាដោយច្បាប់របស់វាហ្នឹងគឺអត់ចាប់អ្នកដែលជាមនុស្សស្រីក៏ដូចជាកូនក្មេងទេហើយនៅពេលហ្នឹងផងដែរយើងក៏បានឃើញលោកអ៊ំម្នាក់កំពុងតែពួរហ្នឹងសាប់តាំងងើយមកខាងលើយើងក៏បានឃើញអាកូនបិសាចក៏បានចាប់លោកអ៊ំហ្នឹងហើយក៏បានធ្វើដំណើរហោះចាក់ចេញដើម្បីទៅរកកន្លែងរោងស្ដេចបិសាចសមោចវិញហ្នឹងឯងការនិយាយរឿងយូរនិយាយចង់ចេញមកនេះនៅពេលមកយើងក៏បានឃើញថាកន្លែងវាំងស្ដេចបិសាចសមោចថ្មីដែលជាចម្រោកថ្មីក៏បានធ្វើកន្លែងថ្មីផងដែរហើយលយខ្លាំងមែនតែម្ដងដល់ឲ្យកូនចៅដែលជាដោយអាសត្វសមោចកំពុងតែយកដៃគឺទៅពូនហើយក្រុមរបស់កនក៏ដូចជាខៃនេះវិញគឺពួកគេកំពុងតែស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងព័ត៌មានតំបន់ NGL ក៏ដូចជាពាក់ព័ន្ធជាមួយនឹងស្ដេចសមោចនឹងឯងហើយពួកគេក៏បានចាប់អារម្មណ៍ផងដែរថានៅកន្លែងតំបន់ NGL គឺមានមនុស្សបាត់ខ្លួនតាមភូមិគឺច្រើនខ្លាំងមែនតែនហើយពួកគេដឹងថាហ្នឹងគឺមានផលប៉ះពាល់ក៏ដូចជាបញ្ហាឯនោះទេបើមនុស្សបាត់ខ្លួនប៉ុន្តែបើសិនជាពាក់ព័ន្ធជាមួយនឹងស្ដេចបិសាចសមោចហ្នឹងគឺប្រកាសជាមានរឿងធំកើតឡើងហើយពួកគេក៏មានគម្រោងដើម្បីទៅតំបន់ NGL ហ្នឹងផងដែរចង់ថាគឺមានបញ្ហាឯនៅកន្លែងហ្នឹងបើមនុស្សបាត់ខ្លួនអញ្ចឹងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បាននិយាយថាឥឡូវហ្នឹងគឺពួកគេរៀបចំទៅដើម្បីទៅទិញសម្បត្តិយន្តហោះនិងធ្វើដំណើរទៅតំបន់ NGL ហ្នឹងឯងកន្លែងមើលកន្លែងស្វាំងរបស់ស្ដេចបិសាចសមោចវិញយើងក៏បានឃើញថាពួកគេក៏បានជុំគ្នាជាច្រើនផងដែរហើយចំណែកឯបិសាចសមោចក៏បានវិវត្តខ្លួនពីម្នាក់ទៅម្នាក់និយាយទៅគឺច្រើនខ្លាំងមែនតែនហើយអាបិសាចដូចកពើនេះវិញវាក៏បាននិយាយជាមួយនឹងកូនបិសាចសមោចហ្នឹងដែលបាននិយាយថាឥឡូវពួកគេប្រជែងគ្នាមែនប្រជែងគ្នាដើម្បីរំនេះអញ្ចឹងណាប៉ុន្តែកូនបិសាចសមោចបានថា
អត់បច្ចេកនោះទេសាច់ការអីដែលត្រូវបច្ចេកពួកគេគ្រាន់តែហមហូបឬក៏ជាមនុស្សជាចំណៃនឹងឲ្យទៅកាន់ម្ចាស់ស្ដីសមុទ្របានហើយអត់មានចាំបាច់បច្ចេកគ្នាណារហូតបានច្រើនណារហូតបានតែនោះទេធ្វើចឹងទៅអីវាអត់ប្រយោជន៍ហើយនៅពេលហ្នឹងយើងក៏បានឃើញកងបិសាចក៏បានដើរចេញអត់ព្រមបច្ចេកជាមួយនឹងដឹងហៅឈ្មោះវាមិនអាមុខកពើអញ្ចឹងហើយយើងក៏លែងមកមើលម្ដាយក្មេងប្រុសក្មេងស្រីដែលបានបាត់ខ្លួនឯវិញគឺគាត់កំពុងតែធ្វើការអុជធូបបន់ស្រន់ដើម្បីឲ្យកូនត្រឡប់មកកាន់ផ្ទះវិញអញ្ចឹងណាប៉ុន្តែគាត់ឃើញមកវិញនោះទេហើយនាងតែងតែដើរចូលទៅក្នុងព្រៃជារៀងរាល់ថ្ងៃតែម្ដងដើម្បីស្វែងរកកូនរបស់នាងទាំងពីរនាក់ដែលជាក្មេងស្រីនិងក្មេងប្រុសការពីភាគមុននោះហើយអ្នកភូមិនៅកន្លែងហ្នឹងក៏បានហាមឃាត់ដែរប៉ុន្តែហាមឃាត់អត់ឈ្នះទេនិយាយទៅគឺដើរចូលក្នុងព្រៃតាមមាត់អូរហ្នឹងគឺរាល់ថ្ងៃតែម្ដងដើម្បីស្វែងរកកូនប្រុសស្រីរបស់ខ្លួនអញ្ចឹងទៅពេលហ្នឹងយើងក៏បានឃើញក្មេងពីរនាក់កំពុងលេងដេញគ្នានៅពេលដែលគេងើយទៅខាងលើក៏បានឃើញជាមួយនឹងវងបិសាចសមុទ្រផងដែរគឺហោះម៉ោងគឺដើម្បីមករកមនុស្សដើម្បីឲ្យម្ចាស់ស្ដីសមុទ្រហ្នឹងគឺស៊ីទៀតហើយនៅពេលហ្នឹងគេក៏បានថាចាប់តែមនុស្សចាស់ផោបានហើយមនុស្សស្រីក៏ដូចជាកូនក្មេងកុំចាប់ហើយនៅពេលដែលគេចុះមកក្រោមគេក៏បានជួបជាមួយនឹងម្ដាយរបស់ក្មេងប្រុសក្មេងស្រីហ្នឹងក៏បានចុះមកនឹងការពារទៅកាន់ក្មេងស្រីដែលកំពុងតែនៅពីមុខរបស់កូនបិសាចសមុទ្រហ្នឹងហើយពួកគេទាំងពីរនាក់មើលមុខគ្នាដូចជាមនុស្សស្គាល់គ្នាអញ្ចឹងណាមិនស្គាល់គ្នាវាម៉ែកូនគ្នានឹងសាំដកក៏គាត់ឥឡូវអាមួយកូនទៅជាបិសាចបាត់ហើយនៅពេលហ្នឹងអាកូនបិសាចក៏បានធ្វើអីទៅកាន់ពួកគេទាំងពីរនាក់ដែរហើយចំណែកកូនក៏បានហត់ទៅហៅម្ដាយរបស់គេវិញអញ្ចឹងទៅនិយាយទៅអាណិតនាងខ្លាំងមែនតើហ្មងបាត់បង់កូនរបស់ខ្លួនហើយបាត់ម្ដងទាំងពីរទាំងប្រុសផងទាំងស្រីផងអ្នកដកក៏ហើយប្រជាពលរដ្ឋនៅកន្លែងហ្នឹងប្រជាជនក៏បាននិយាយថាប្រហែលជាពួកហ្នឹងហើយដែលបានចាប់កូនរបស់នាងទៅនិយាយទៅចាប់កូនរបស់នាងទៅអញ្ចឹងបានធ្វើឲ្យកូនរបស់នាងបាត់ខ្លួនអញ្ចឹងណានិយាយទៅគឺកំសត់ខ្លាំងមែនតើហើយកំសត់ហើយកំសត់ក្លែងមើលភូមិមួយទៀតយើងក៏បានឃើញបិសាចជាមួយទាំងអស់ហ្នឹងក៏បានមកចាប់លើកនេះគឺចាប់ទាំងមនុស្សចាស់មនុស្សក្មេងទាំងស្រីទាំងប្រុសតែម្ដងដោយសារតែលើកហ្នឹងគឺមិនមែនមេក្រុមរបស់វាមិនមែនជាអាកូនបិសាចជាមួយទេគឺជាអាបិសាចនេះដូចដើងតិចអីតិចហ្នឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញមានបរិសមួយក្រុមក៏បានដើរចូលមកពាក់អាវសកៅភ្លើងបាញ់ទៅកាន់ពួកក្រុមបិសាចជាមួយដែលធ្វើឲ្យមេក្រុមបិសាចវាឆ្ងល់ខ្លាំងនឹងចំស្អីគេហ្នឹងបាញ់ម៉ាំងដេកក្បាបហ្នឹងអត់ស្គាល់កៅភ្លើងហើយយើងក៏បានឃើញក្រុមមកពាក់អាវសក៏បានចូលមកនឹងបាញ់រះទៅកាន់ពួកបិសាចជាមួយនោះត្រុតងាប់អស់លីងអញ្ចឹងទៅនៅសល់តែមេក្រុមទេដែលវាអាចប្រែខ្លួនរបស់វាដូចជាដើកស្នោកហ្នឹងក៏បានវាអមៀលតាណាតណៃបាត់អីចឹងទៅឥឡូវយើងមកកន្លែងមកមើលក្រុមបងប្អូនពីរនាក់នេះវិញយើងក៏បានឃើញថាពួកគេឥឡូវក៏ខ្លាចជា Pro Hunter ដែរហើយពួកគេទាំងពីរហ្នឹងគឺកំពុងតែសិក្សាពាក់ព័ន្ធជាមួយនឹងតំបន់ NGL ដូចគ្នាដែលពួកគេលើសម្លេងផ្សាយឲ្យជួយតាមវិទ្យុហើយជាពិសេសហ្នឹងគឺតំបន់ហ្នឹងគឺត្រូវបានបាត់ខ្លួនទៀតអញ្ចឹងគេគិតថាប្រហែលជាមិនបីសាញគឺចាប់យកខ្លួនរបស់ប្រជាជនទៅនឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បាននិយាយថាពួកគេនឹងទៅតំបន់ NGL ចំណែកក្មេងស្រីក៏បានសុំចូលរួមផងដែរប៉ុន្តែបងប្រុសរបស់គេគឺឲ្យចូលរួមនោះទេបានថាបើសិនចូលរួមគឺមានគ្រោះថ្នាក់តែនេះបានថាតំបន់ NGL ហ្នឹងគឺតំបន់ធម្មជាតិពណ៌បៃតងអត់ឲ្យប្រើឧបករណ៍ស្វ័យប្រវត្តិតាក់ទងគ្នាទេអញ្ចឹងបើសិនជាមានបញ្ហាអីគឺនាងអាចប្រើឃ្មុំរបស់នាងហ្នឹងគឺអាចនាំសារទៅខាងក្រៅនាំសារទៅណាទៅណីបានអញ្ចឹងណានិយាយទៅវាក៏ជាប្រយោជន៍ផងដែរបើសិនជាឲ្យនាងទៅជាមួយបើសិនជាអត់នាងបានឲ្យតាក់ទងគ្នាហើយនៅពេលដែលឮបែបហ្នឹងយើងក៏បានឃើញថាមួយបាញ់ពួយជាបងប្រុសក៏បានយល់ព្រមដូចគ្នាព្រោះថានេះគឺជាចំណុចល្អចំណេញក្លែងមើលក្រុមកងក៏ដូចជា Kilo នេះវិញយើងក៏បានឃើញពួកគេក៏បានអង្គុយចាំនៅកន្លែងពលានយន្តហោះផងដែរហើយនៅពេលហ្នឹងយើងក៏បានឃើញខៃក៏បានដើរចូលមកនឹងឲ្យពួកគេត្រៀមខ្លួនទៅហើយខៃក៏បាននិយាយដូចគ្នាថាបើសិនជាទៅតំបន់ហ្នឹងគឺមានបញ្ហាក៏ដូចជាគ្រោះថ្នាក់អីគឺឲ្យពួកគេហ្នឹងគឺរត់យករួចខ្លួនរត់និយាយទៅរបៀបថាពិបាកយល់និយាយអត់ចាស់ចេញគឺឲ្យយកតែរត់ប្រាយោណាក៏នឹង Kilo គឺទុកឲ្យខៃហ្នឹងគឺជាអ្នកជួបបញ្ហាហ្នឹងតែហ្នឹងបើសិនជាជួបបញ្ហាគឺគេឲ្យក៏នឹង Kilo រត់យករួចខ្លួនគឺមិនបារម្ភពីខ្លួនទេព្រោះថាតំបន់ហ្នឹងគឺប្រកាសជាមានបញ្ហានឹងគ្រោះថ្នាក់បើសិនជាមានបិសាចជាមួយពិតមែននេះឯក្រុមបិសាចជាមួយនេះវិញយើងក៏បានឃើញគេក៏បានចាប់មនុស្សមកយ៉ាងច្រើនតែម្ដងដើម្បីយកមកស្តុបទុកឲ្យម្ចាស់ស្រីសម័យហ្នឹងគឺស៊ីនិយាយស៊ីមកទៅមិននិយាយសោយទេបាននិយាយហើយយើងក៏បានឃើញថាបិសាចកពើហ្នឹងក៏បានដើរចូលមកទីរៃក៏បានថាឥឡូវហ្នឹងគឺគេចាប់បានមនុស្សច្រើនជាងក្រុមរបស់កូនបិសាចសម័យហ្នឹងទៀតហើយកូនបិសាចសម័យបានថាដោយសារតែគេហ្នឹងគឺអត់មានច្បាប់មានម្ដាយណាចាប់ទាំងប្រុសចាប់ទាំងស្រីចាប់ទាំងក្មេងចាប់ទាំងចាស់មកហ្នឹងហើយចំណាយសាស្ត្រាចារ្យសម័យនេះវិញចំណាយសាស្ត្រាចារ្យសម័យដោយសារតែបិសាចសម័យមានតាអបិដូចទីតុយហ្នឹងទេដែលរៀនសភៅរៀនពាក់ព័ន្ធជាមួយមនុស្សគេបានថាអ្វីដែលបាញ់វាយប្រហារមកកាន់ក្រុមរបស់បិសាចដើហ្នឹងគឺជាកាភ្លើងហើយបច្ចុប្បន្នហ្នឹងគឺជារឿងធម្មតាដែលមនុស្សលោកគឺប្រើកាភ្លើងដើម្បីធ្វើជាអាវុធនិងបាញ់ប្រហារទៅកាន់សត្រូវអីចឹងណាចឹងទៅអាហ្នឹងគេហៅកាភ្លើងអាហ្នឹងគេប្រើគ្រាប់ម្សៅបាញ់ទៅផ្ទុះឈឹបងាប់អីចឹងទៅសាំដកនេះក៏បិសាចសម័យវិញគេក៏បានបន្តដំណើរទៅមុខទៀតដើម្បីទៅស្វែងរកចំណីប៉ុន្តែនៅពេលដែលពួកគេរៀបនឹងដើរចេញហ្នឹងយើងក៏បានឃើញការកោះហៅរបស់ម្ចាស់ស្រីសម័យក៏បានកោះហៅពួកមេក្រុមកូនបិសាចទាំងប្រមាណហ្នឹងដើម្បីឲ្យទៅជុំគ្នាហើយអ្នកនរគ្នាឃើញអត់ប្លែកមុខមកច្រើនខ្លាំងមែនទែនហើយពួកគេគឺមិនធម្មតាណាសមត្ថភាពក៏ខ្លាំងដែរមិនណយឯពួកកូនបិសាចនោះហ្នឹងហើយពួកគេគឺតែជាមេក្រុមទៅកាន់ពួកកូនបិសាចបកងបកងទីតុយអីហ្នឹងអាហ្នឹងគឺជាមេក្រុមរបស់ពួកគេម្នាក់ហ្នឹងឯងហើយយើងក៏បានឃើញម្ចាស់ស្រីសម័យក៏ឲ្យពួកគេដើម្បីទៅស្វែងរកចំណីបន្តស្វែងរកឲ្យច្រើនដើម្បីឲ្យនាងហ្នឹងគឺយកមកសោយ
ម្ដងស៊ីម្ដងសោយពេលហ្នឹងយើងក៏បានឃើញថាទីតុយដែលជាសាស្ត្រាចារ្យក្នុងក្រុមបិសាចសមុទ្រក៏បានថាឲ្យម្ចាស់ស្រីហ្នឹងគឺឲ្យឈ្មោះមកកាន់ពួកគេមកអនុញ្ញាតឲ្យពួកគេមានឈ្មោះអញ្ចឹងណាហើយម្ចាស់ស្រីសមុទ្រឮដំបងក៏ភ្ញាក់ផ្អើលដែរប៉ុន្តែនាងក៏បានយល់ព្រមដូចគ្នាហើយពួកគេក៏បានលាម្ចាស់ស្រីដើម្បីទៅកន្លែងរៀងៗខ្លួនក៏ដូចជាបំពេញនូវភារកិច្ចរបស់ពួកគេរៀងៗខ្លួនផងដែរហើយនៅពេលដែលម្ចាស់ស្រីសមុទ្រដើរចេញមកខាងក្រៅនាងក៏បានថាពោះរបស់នាងគឺត្រូវការអាហារដែលមានជីវជាតិខ្លាំងៗជាច្រើនដើម្បីបន្តកំណើតឲ្យសាច់បិសាចសមុទ្រនិយាយទៅនៅពេលដែលសាច់បិសាចសមុទ្រញាស់ហ្នឹងគឺញាស់ក្នុងពោះរបស់នាងតែម្ដងដូចគោមនុស្សអញ្ចឹងណាចំណែកឯពងដែលញាស់មកផ្សេងដែលអ្នកនរកំពុងតែឃើញនឹងឯងអាហ្នឹងគឺជាពងគឺជាកូនចៅឬក៏គឺជាឆ្មាំងរាជ3ពងហ្នឹងគឺជាឆ្មាំងរាជបានន័យថាគឺជាអ្នកការពារស្ដេចអញ្ចឹងពងទាំង3គឺមានថាពងខ្លាំងជាងគេបំផុតនៃពងធម្មតាទាំងអស់ហើយចំណែកពោះរបស់នាងវិញគឺជាស្ដេចរបស់នាងផ្ទាល់តែម្ដងដែលកើតចេញតាមពោះដូចគោមនុស្សអញ្ចឹងឥឡូវយើងក៏លេចមកមើលក៏ដូចជា Kilo នេះវិញគេកំពុងតែជិះយន្តហោះផងដែរដើម្បីទៅតំបន់ NGL ហើយគេក៏និយាយភាសាគ្នាថាពាក់ព័ន្ធជាមួយនឹងពាក្យសម្ដីដែលខៃបានថាបើមានគ្រោះថ្នាក់គឺឲ្យពួកគេទាំងពីរនាក់រត់យករួចខ្លួនអញ្ចឹងណាតែក៏បានថាគឺគេអត់ទេគឺគេនឹងតទល់ឧបសគ្គជាមួយនឹងខៃតែម្ដងគឺអត់បោះបង់ខៃចោលនោះទេវាមិនដែរណាទៅមួយគ្នាហើយបោះបង់ខៃចោលមិនគឺពួកគេនឹងតទល់ជាមួយនឹងគ្នារួមសុខរួមទុក្ខជាមួយគ្នាបើមានបញ្ហាអីកើតឡើងក៏ដោយហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បាននិយាយរឿងជាច្រើនផងដែរថាពួកគេបានត្រៀមខ្លួនពួកគេហ្នឹងគឺនឹងជួបអ្វីប្លែកៗក៏ដូចជាការវឹកហាត់ថ្មីៗអីចឹងហ្នឹងឯងហើយអាពីសម្ដីទាំងប្រហែលហ្នឹងក៏ខៃបានលើដែរដោយខៃហ្នឹងគឺបានឈប់ពីជំហៀងស្ដាប់ទៅកាន់ពួកគេនិយាយហ្នឹងហើយយកដឹងថាមិនម៉ានេះពួកគេទៅតំបន់ NGL ហ្នឹងដឹងថាជួបឧបសគ្គជួបបញ្ហាអីខ្លះនេះអញ្ញាតដល់ហើយបរិយាពេលរៀងយូរដែរមកពួកគេក៏ធ្វើការជិះឡានដើម្បីទៅកាន់តំបន់ NGL បន្តទៀតហើយម្ចាស់ឡានក៏បាននិយាយផងដែរថាពួកគេហ្នឹងម្នាក់គឺចម្លែកមែននាំគ្នាមកតំបន់ NGL ហ្នឹងគ្រប់គ្នាអញ្ចឹងនិយាយទៅគឺមិនមែនមានតែក្រុមគ្រាន់ទេគឺគេដឹកក្រុមផ្សេងគឺ10ជើងហើយបានថា10ក្រុមឯទាំងក្រុមរបស់គ្រាន់ហ្នឹងឯងហើយក្រុមរបស់គ្រាន់ក៏ដូចជាខៃក៏ភ្ញាក់ផ្អើលដែរចំអ្នកមកច្រើនម៉ែយើងក៏លេចមកមើលអាបាញ់ព្រួយក៏ដូចជាប្អូនស្រីរបស់គេឥឡូវហ្នឹងក៏បានមកដល់កន្លែងតំបន់ NGL ផងដែរឥឡូវកំពុងតែជិះសេះដើម្បីបន្តដំណើរទៅខាងក្នុងដោយកាន់តែជ្រៅព្រោះថាឥឡូវហ្នឹងពួកគេគំតែមកដល់ជាយអាកន្លែងក្រុង NGL ហ្នឹងណាតំបន់ហ្នឹងណាជួយមកបាក់និយាយជួយមកកន្លែងមកមើលក្រុមបិសាចនេះវិញយើងក៏បានឃើញពួកគេក៏បានជុំគ្នាពាក់ព័ន្ធជាមួយនឹងរឿងដែលពួកគេកំពុងតែពិភាក្សាគ្នាអំពីការតបតជាមួយនឹងកំភ្លើងក៏ដូចជាអាវុធរបស់មនុស្សលោកក៏ដូចជាការចាប់យកមនុស្សផ្សេងដើម្បីបន្តចំណីឲ្យទៅកាន់ម្ចាស់ស្រីសម័យហ្នឹងឯងហើយនៅពេលហ្នឹងយើងក៏បានឃើញថាពួកបិសាចគឺវាអត់មានបានខ្លាចទៅកាន់កំភ្លើងរបស់មនុស្សទេដោយសារស្បែករបស់វាតាន់ល្បឿនលឿនក៏ដូចជាកម្លាំងរបស់វាខ្លាំងហ្នឹងឯងប៉ុន្តែមេក្រុមអត់ខ្លាចទេប៉ុន្តែកូនចៅរបស់ពួកគេដែលជាពួកអបកម្មពគាទីតុយអីធម្មតាដែលនិយាយអត់កើតហ្នឹងគឺពួកគេគឺអាចរងគ្រោះដោយសារតកកំភ្លើងហ្នឹងចាពួកគេតែមានដំណោះស្រាយអីចឹងណាហើយនៅពេលហ្នឹងយើងក៏បានឃើញថាក៏មានបិសាចមួយទៀតផងដែរដែលវាមានសមត្ថភាពនៅក្នុងការបាំងកាយប៉ុន្តែវាមានចំណាប់អារម្មណ៍នៅក្នុងការទៅចាប់យកមនុស្សដើម្បីធ្វើជាចំណីឲ្យម្ចាស់ស្រីស្មោចការសម្លាប់មនុស្សការលេងសើចជាមួយនឹងមនុស្សអីណាណីនោះទេនិយាយទៅគឺវាអត់ខ្វាយខ្វល់ហ្មងវាប្រើជីវិតឈៀលអីចឹងណាក៏បិសាចបានថាឲ្យទៅជួយចាប់មនុស្សមកកុំអត់ប្រយោជន៍ខ្លាំងពេកហើយមើលក្រុមមនុស្សនេះវិញយើងក៏បានឃើញគេកំពុងតែរត់គេចពីបិសាចដោយសារតែកំភ្លើងរបស់គេគឺប្រើការលេងកើតហើយព្រោះថាបិសាចលើនេះគឺស្បែកវាតាន់ហើយល្បឿនវាលឿនកម្លាំងវាខ្លាំងអីចឹងណាក៏ភ្លើងធម្មតាហ្នឹងគឺធ្វើអីទៅកាន់ពួកវាហ្នឹងគឺអត់បាននោះទេនិយាយទៅគឺស្បែកតាន់យកតែមែនតែនហ្មងហើយពួកគេកំពុងតែធ្វើការដេញសម្លាប់មនុស្សនិយាយទៅយ៉ាងសប្បាយរីករាយអីចឹងទៅឡើងឈៀជីវិតពួកបិសាចនេះសាំដកហើយយើងក៏បានឃើញថាគេក៏បានបន្តដំណើរដើម្បីទៅកាន់តំបន់របស់ពួកមនុស្សពាក់អាវសហ្នឹងតែម្ដងទៅសម្លាប់ទាំងក្រុមហ្មងណាដែលក្រុមរបស់កងក៏ដូចជាខៃក៏បានមកដល់តំបន់ NGL ហ្នឹងផងដែរហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានដើរទៅម្ចាស់ឡានឆ្ងល់ចំពួកនេះវាមកនៅធ្វើស្អីអត់យល់តំបន់ហ្នឹងមានអីលេងតំបន់ចេញមកឡើងអើយដល់កជាតែមកនេះហើយយើងក៏បានឃើញក្រុមរបស់កងនៅពេលដើរមកក៏មានអ្នកឆែកឆែករបស់ពួកគេដែរមុននឹងឆ្លងកាត់ទៅកាន់តំបន់ NGL ហ្នឹងគឺពួកគេត្រូវឆែកឆែកខ្លួនរបស់ពួកគេនិយាយទៅសំបីតវ៉ែនតាក៏ឲ្យប្រើរបស់ពាក់ព័ន្ធជាមួយនឹងសម័យឥឡូវគឺអត់ឲ្យប្រើទាំងអស់សំបីតកៅក៏ត្រូវផ្លាស់ប្ដូរផងដែរនិយាយទៅវ៉ែនតាក៏ឲ្យពាក់ទូរស័ព្ទអត់ឲ្យនាការឲ្យជាតិអត់ឲ្យអីក៏ដោយក៏ឲ្យតែខ្លួនទៅទេហើយនឹងកៅមកកាផ្លេតែប៉ុណ្ណោះតែធ្វើឲ្យគ្នារបស់ខៃចាប់អើចុយហើយសំបីកៅក៏ឲ្យពាក់ទៀតឲ្យដោកៅមានកៅឲ្យពីណាពួកគេក៏បានថាគឺពួកគេមានកៅដោនិយាយទៅគឺពាក់ឲ្យសមស្របតាមជាមួយនឹងតំបន់ NGL អញ្ចឹងណាហើយយើងក៏បានឃើញពួកគេក៏បានដោកៅផងដែរគឺពួកគេទៅតែ5នាក់តែប៉ុណ្ណោះចំណែក4នាក់ទៀតគឺអត់ទៅនោះទេគឺនៅខាងក្រៅចាំបដូរព័ត៌មានជាមួយនឹងពួកគេទៅវិញទៅមកពីក្នុងទៅក្រៅមកនឹងទៅឆែកមកតង់ទៀតគឺពួកគេត្រូវ scan សេឡូថាក្នុងខ្លួនក្នុងសាច់របស់ពួកគេគឺមានអីលាក់បាំងអីចឹងណាឆែកខាងក្រៅអស់ចិត្ត scan ពីខាងក្នុងតាំងពីគ្រូក្បាលតាំងពីចុងដៃដល់ចុងជើងរហូតមកយើងក៏បានឃើញក្រុមពួកគេក៏បាន scan បានសម្រេចគឺថាពួកគេនេះគឺអាចឆ្លងទៅបានជោគជ័យហើយអត់មានអីលាក់បាំងនោះទេពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានមកជួនតំបន់ NGL ហ្នឹងគឺដំបងបំផុតគឺតំបន់ពណ៌បៃតងតែម្ដងហើយពួកគេអ្វីដែលត្រូវធ្វើហ្នឹងគឺពួកគេត្រូវតែទទួលសេះព្រោះអត់មានឡានមែនទេនៅតំបន់នេះគឺធម្មជាតិនិយាយទៅដោយការពីសម័យបុរាណអញ្ចឹងគឺគេប្រើតែរបស់ធម្មជាតិតែប៉ុណ្ណោះហើយពួកគេក៏បានជួសេះដើម្បីបន្តដំណើរទៅខាងក្នុងនៃតំបន់ព្រៃ NGL ផងដែរពេលធ្វើដំណើរយើងក៏បានឃើញកសិករធ្វើដំណាំធម្មតាអញ្ចឹងទៅតាមសុកស្រែតាមអីអញ្ចឹងណាហើយចូលមួយយ៉ាងដែរហើយនៅពេលដែលពួកគេកំពុងមើលផែនទីពួកគេក៏បានចាប់អារម្មណ៍ដូចជាមានក្មេងស្រីក៏ដូចជាបុរសម្នាក់កំពុងតែតាមដានទៅកាន់ពួកគេអញ្ចឹងទៅតែយើងអត់ដឹងថាពួកគេទាំងពីរនាក់តាមដានឬក៏មិនតាមដានទេហើយខៃក៏បាននិយាយថាចូលមកតំបន់នេះគឺឲ្យប្រយ័ត្នទាំងមនុស្សទាំងបិសាចទាំងអ្វីគ្រប់យ៉ាងទាំងអស់
ពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានត្រៀមខ្លួនផងដែរដើម្បីបន្តដំណើរទៅខាងមុខបន្តទៀតហើយឥឡូវយើងក៏លេចមកមើលបរិសម្នាក់កំពុងតែអោបដើមឈើធំខ្លាំងមែនទែនក៏បានតទោជាមួយនឹងបិសាចបិសាចនេះមិនដឹងបិសាចស្អីហៅបិសាចកផុកមកនេះឧបកិច្ចអីណាយើងក៏បានឃើញថាកំពុងតែនិយាយគ្នាសោកហ្នឹងមនុស្សអត់បានស្ដាប់ទេក៏បានដាក់ទៅកាន់បិសាចកផុកហ្នឹងមកឈើផាំងមកដើមឈើមកដើមឈើប៉ុណ្ណាណីតែវាយគេឲ្យភ័យខ្លួនឯងដោយសារតែបិសាចគឺអត់មានអីទាំងអស់ធម្មតាអត់មានឈឺដូចអេម៉ោះឲ្យចឹងនិយាយទៅតាន់ដកកហើយដោយសារតែមនុស្សលោកនិយាយស្ដាប់គេក៏បានថានិយាយគ្នាធម្មតាស្ដាប់ទេប្រហែលតែកម្លាំងបាយមនុស្សលោកគឺអញ្ចឹងមែនហើយនៅពេលដែលគេនិយាយហើយគេក៏បានបើកទឹកពីខ្លួនរបស់គេហ្នឹងផ្លឹបដែលធ្វើឲ្យបរិះហ្នឹងគឺស្លាប់បាត់បង់ជីវិតតែម្ដងទឹកមាត់របស់គេដែលគេស្ដោះមកគឺខ្លាំងជាងគ្រាប់កាភ្លើង100ដងនិយាយទៅគឺខ្លាំងហ្មងហើយពេលហ្នឹងយើងក៏បានឃើញថាមួយដែលចេះបាំងកាយក៏វាបាននិយាយផងដែរសម្រាប់មនុស្សទៀតប្រូអត់ចាប់មនុស្សឲ្យម្ចាស់ស្ត្រីសុខចិត្តសម្លាប់យើងក៏បានឃើញគេក៏បានថាគ្រាន់តែសម្លាប់ជាការសបាយហើយណាមួយមនុស្សគឺអត់មានហេតុផលអីសោះនិយាយគ្នាអត់ទាន់ដឹងដឹងតែការប្រើកម្លាំងបាយអញ្ចឹងណាហើយដល់ពេលណាបាំងកាយបានថាមករោរឿងគេមុនសោះហ្នឹងធ្វើអីណាបន្ទាប់មកយើងក៏បានឃើញគេក៏បានដើរចេញផងដែរដល់ខ្វាយខ្វល់អីទាំងអស់និយាយទៅជីវិតអាមួយបាំងកាយហ្នឹងឈៀលហ្មងសាមដកហ្មងពួកនេះឥឡូវយើងក៏លេចមកមើលក្រុមមនុស្សដែលត្រូវបានក្រុមបិសាចសមោចាប់ទៅវិញយើងក៏បានឃើញថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺក្រុមបិសាចសមោតែងតែមកចាប់មនុស្សគឺជារៀងរាល់ថ្ងៃតែម្ដងហើយបិសាចនេះវិញវាក៏បានចាប់ទៅកាន់កូនក្មេងហើយកូនក្មេងឡើងស្រែកពេញភ័យនៅពេលហ្នឹងយើងក៏បានឃើញកូនក្មេងក៏បានស្រែកគេបានថាឈប់ស្រែកហ៊ានតែស្រែកគឺគេនឹងស៊ីឥឡូវហ្នឹងតែម្ដងតែបត់ស្រែកទីទៀតបានស៊ីមួយសាមដកពេលហ្នឹងយើងក៏បានឃើញថាកូនបិសាចក៏បានចូលមកនឹងឲ្យដោះលែងកូនក្មេងព្រោះច្បាប់ក្រុមរបស់គេហ្នឹងគឺអត់សម្លាប់កូនក្មេងអត់ចាប់កូនក្មេងនិងមនុស្សស្រីទេចាប់តាមមនុស្សចាស់ដែលជាប្រុសតែប៉ុណ្ណោះនិយាយទៅគឺឲ្យដោះលែងភ្លាមហើយនៅពេលហ្នឹងយើងក៏បានឃើញថាបិសាចមួយហ្នឹងគឺវាអត់ស្ដាប់ទៅកាន់កូនបិសាចហ្នឹងទេនិយាយទៅមើលមុខគ្នាទៅវិញទៅមកសឹងអាស៊ីសាច់ហត់ឈាមគ្នាហ្មងណាប៉ុន្តែដោយសារតែស្ថិតនៅក្នុងក្រុមរបស់កូនបិសាចដែលធ្វើបិសាចមួយហ្នឹងក៏វាសុកចិត្តដោះលែងទៅកាន់ក្មេងស្រីហ្នឹងផងដែរហើយដោះលែងក៏មិនធម្មតាម៉ែក៏វត្តគ្នាឡើងទៅតាត់តែឡើងយំពេញហ្នឹងសាំដកហ្មងណាហើយកូនបិសាចវាកំពុងតែគិតថាកូនក្រុមរបស់វាគឺច្រើនខ្លាំងមែនតើតែអ្នកខ្លះស្ដាប់អ្នកខ្លះក៏ស្ដាប់នឹងគ្រប់គ្រងមិននោះទេហើយចំណែកបិសាចនេះវិញវាក៏បានទៅសម្លាប់មនុស្សទៀតហើយក៏បានឃើញថាកាភ្លើងហ្នឹងគឺធម្មតាអន់ជាងទឹកមាត់របស់វាទៀតអញ្ចឹងទៅក៏វាអត់ត្រូវការកាភ្លើងនោះទេក៏បានបោះកាភ្លើងចោលអញ្ចឹងទៅនិយាយទៅអ្នកនេះរៀងពិបាកបញ្យល់ទៀតពិបាកហៅឈ្មោះទេសារបិសាចច្រើនខ្លាំងទាំងចង់100បិសាចហ្នឹងអញ្ចឹងខ្ញុំខ្ជិលហៅឈ្មោះហើយឈ្មោះវាក៏ពិបាកហៅទៀតអញ្ចឹងខ្ញុំសុំហៅតាមរូបរាងភិនភាគហ្មងណាសង្ឃឹមថាគ្នាយល់កន្លែងមើលក្រុមរបស់មួយបាញ់ព្រួយនេះវិញយើងក៏បានឃើញថាមានក្រុមមនុស្សជាច្រើនក៏ត្រូវបានវាប្រហារដោយបិសាចគឺបិសាចសម្លាប់ច្រើនខ្លាំងមែនតើហើយវាកំពុងតែគិតចំបិសាចក៏សាហាវម៉េចនិយាយមិនតនេះហងបិសាចក៏បានដើរមក3ក្បាលតែម្ដងហើយបិសាចចូលមកក៏វាអត់មានចេះនិយាយទេនិយាយទៅពួកបិសាចគឺពួកបិសាចកប៉ិកប៉ុកកូនចៅរបស់ក្រុមបិសាចអីចឹងណាចូលមកគឺដឹងតែចាប់មនុស្សតែប៉ុណ្ណោះហើយនៅពេលដែលឃើញបានហ្នឹងពួកគេក៏រៀងអញើដែរឡើងញ័រដែរម្នាក់ប៉ុន្តែនៅពេលណាកូនក្មេងក៏វាបានប្រើថាមពលណែរបស់វាបង្កើតបានជាគ្រាប់ព្រួញក៏ដូចជាព្រួញផងដែរដល់អត់ត្រូវការព្រួញអត់ត្រូវការគ្រាប់ព្រួញពិតប្រាកដនោះទេប្រើតាណែនតែប៉ុណ្ណោះដើម្បីបង្កើតទៅជាព្រួញនិងបាញ់វាយប្រហារទៅកាន់បិសាចហ្នឹងម៉ាំងឡើងធ្លុះក្បាលឆេះអញ្ចឹងទៅនិយាយទៅបិសាចកប៉ិកប៉ុកប៉ុណ្ណឹងធ្វើឲ្យពួកគេអត់បាននោះទេដល់បិសាចខ្លាំងហើយនៅពេលហ្នឹងយើងក៏បានឃើញពួកគេក៏បានរត់ចំណែកអ្នកនៅខាងលើភ្នំក៏បានមើលពួកគេរត់ផងដែរអត់ដឹងថាបិនេះគឺមកពីណាទេតួអត់ល្បីមិនទាន់នៅហងស្លាប់បាត់ឃើញសាមដកបិសាចនេះហ្នឹងគឺវាបានប្រើទឹកមាត់របស់វាហ្នឹងព្រោះផ្លឹបនេះទៅដូចគ្រាប់កាភ្លើងហ្នឹងម៉ាំងខ្វិតសាមដកយើងក៏បានឃើញបងអូនស្រីមួយបាញ់ព្រួយក៏បានរត់តាក់ជើងដួលបិសាចក៏បានមករៀបចំទៅកាន់ក្មេងស្រីនឹងផងដែរអាពីរអ្នកនៅមុខនោះអត់ចិត្តមកគ្នាដួលចឹងអត់រត់មកជួយគ្នាសាមដកតែពេលហ្នឹងសំណាងល្អដែរដែលបានបងប្រុសរបស់នេះជាមួយបាញ់ព្រួយក៏បានចូលមកនឹងបាញ់ទៅកាន់បិសាចទាំងពីរក្បាលហ្នឹងស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងអេតេប៉ាណោបាត់អីចឹងទៅក៏បានចូលមកសួរមានបញ្ហាអីអត់ហើយយើងក៏បានឃើញថាពួកគេត្រូវតែបញ្ញាប់រត់ចេញទៅខាងក្រៅវិញបើសិនជានៅគឺគ្រោះថ្នាក់ណាស់នៅក្នុងព្រៃនេះតែទៅរកជំនួយនិងផ្ដល់ព័ត៌មានទៅឲ្យអ្នកនៅខាងក្រៅឥឡូវមកមើលកន្លែងក្រុមពួកមនុស្សដែលពាក់អាវសនេះវិញយើងក៏បានឃើញថាក្រុមបិសាចក៏បានចូលមកសម្លាប់ពួកគេគឺដល់ក្នុងជំរំតែម្ដងនិយាយទៅមកវាយគេដល់ជំរំហើយគឺប្លន់យកជំរំរបស់ពួកគេហ្នឹងធ្វើជាកន្លែងវាំងក៏ដូចជាកន្លែងរបស់ខ្លួនឯងទៀតដែលពួកវាគឺមានមហិច្ឆតាចង់ខ្លាចទៅជាស្ដេចនៅក្នុងតំបន់មួយហ្នឹងអីចឹងណាចឹងទៅពួកគេក៏បានមកយករោងភ្នំហ្នឹងធ្វើជាកន្លែងរបស់ពួកគេចំណែកក្រុមរបស់ Gon ខៃក៏ដូចជាគ្នារបស់ខៃនេះវិញពួកគេក៏បានមកដល់កន្លែងតំបន់ហ្នឹងផងដែរកាន់តែចិត្តទៅហើយដែលពួកគេហ្នឹងគឺខ្វះតែបន្តិចទៀតគឺចូលទៅក្នុងព្រៃគាត់ណាគឺជួបជាមួយនឹងបិសាចហើយអាចដឹងថាពួកគេជួបបិសាចតគ្នាមិននេះដងទៅវាយគ្នាល្អមើលហ្មងព្រោះថាក្រុមរបស់ Gon មានណយណាក្រុមគេនេះក្រុមតាន់តែតាន់